นึกក្នុងពិភពលោកដ៏វិនាសនេះអ្វីៗខ្លាចជាគំនរបាក់បែកអាហារគឺពិបាករកណាស់ប៉ុន្តែក្មេងៗនៅកន្លែងដ៏អាប់អួរនេះតែអ្នកដើររកអ្វីក៏ដោយដែលមានតម្លៃសូម្បីតែបន្តិចបន្តួចក៏ដោយព្រោះពួកគេអាចបានអាហារហូបលុះត្រាតែពួកគេមានរបស់មានតម្លៃទៅដល់ដូរដឹងទេមានហ្គោលឹមមួយដើរតាមផ្លូវស្ងាត់ហើយឲ្យតែក្មេងៗប្រទះឃើញដុំថ្មដើរបានមួយនេះពួកគេតែងតែព្យាយាមឲ្យរបស់មានតម្លៃទៅវាហើយហ្គោលឹមក៏ឲ្យពួកគេវិញនៅអាហាហ្គោលឹមនេះលេចមុខតែក្នុងតំបន់50ប៉ុណ្ណោះគ្មាននរណាដឹងថាវាមកពីណាឬម្ចាស់វាគឺនរណាទេប៉ុន្តែវាមិនមែនចេះតែទទួលយកគ្រប់យ៉ាងដើម្បីបដូរយកអាហារនោះទេវាទាល់តែជារបស់មួយដែល Golem គិតថាមានតម្លៃនេះជាហេតុដែលក្មេងៗច្រើនតែត្រឡប់ទៅវិញដែរទេពេលនេះក្មេងមួយក្រុមកំពុងខឹងព្រោះ Golem ទើបតែបដិសេធមិនយល់ពីរបស់ពួកគេទោះបីម្សិលមិញវាទើបតែយងមួយក៏ដោយទោះខឹងយ៉ាងណាពួកគេដឹងថាមិនគួរតបតទេព្រោះវាអាចធ្វើពួកគេស្លាប់បានគេតែនិយាយថាពួក Golem ធ្លាប់ដើរតាមផ្លូវហើយសម្លាប់មនុស្សបន្ទាប់មកមានក្មេងប្រុសសក់សម្នាក់ឈ្មោះ Ray គ្រាន់តែឃើញ Golem ភ្លាមគេក៏ស្ទាក់មុខហើយហុចរបស់មានតម្លៃទាំងអស់ដែលរកបាន Golem ក៏សម្លឹងមើលរបស់ទាំងនោះរួចទាញយកកាបូបនោះមកចាក់បញ្ចូលក្នុងមាត់របស់វាតែម្ដងឃើញចំនួនដ៏ច្រើនសន្ធឹកដែរ Ray តែទៅដោះដូរនេះអ្នកមើលជុំវិញនោះស្រឡាំងកាំងគ្រប់គ្នាពួកគេមិនដឹងទេថាគេអាចរករបស់មានតម្លៃច្រើនយ៉ាងនេះពីណាអ្វីដែលធ្វើឲ្យពួកគេកាន់តែខឹងនោះគឺនេះមិនមែនជាលើកទី1ទេដែល Roy អាចដោះដូរបានច្រើនយ៉ាងនេះខណៈពេលនោះ Golem ចាប់ផ្ដើមទម្លាក់ស្បៀងអាហារឲ្យហើយចំនួនដែល Ray ទទួលបានគឺពេញកាបូបស្ពីតែម្ដងក្មេងៗនៅមើលពីក្រៅអត់មិនត្រណែនឹងខឹងមិនបានទេពួកគេមិនយល់តតែសោះថាហេតុអ្វីបានជាអាមួយនេះបានអាហារច្រើនម្លេះខណៈដែលពួកគេកំពុងដាច់ពោះពេលនោះអ្នកខ្លះថែមទាំងគិតចង់លួចស្បៀងគេទៀតផងប៉ុន្តែមួយចំនួនកុំមកជុំគ្នានោះភ្លាមមើលទៅ Ray មានឈ្មោះបោះសម្លេងគួរសមគេហៅគាត់ថាខ្មោចភ្លឺទី17ពេល Ray ដើរពីតំបន់50ទៅផ្លូវទី17ស្រាប់តែគេដឹងថាមានមនុស្សលាក់ខ្លួនក្នុងទីងុតញៀនរបស់គេពូកែដល់ថ្នាក់អាចដឹងច្បាស់ថាមានមនុស្សប្រមាណអ្នកបើឲ្យនិយាយឲ្យច្បាស់គឺមាន7នាក់ដូច្នេះគេក៏ហៅពួកអាលូតលាក់ទាំងនោះឲ្យចេញមកក្រៅជាពិសេសដែលសារគេដឹងថាពួកវាបានលួចតាមគេមួយសន្ទុះហើយស្រាប់តែមានអាក្មេងធាត់មួយចេញមកជាមួយប៉ពួក6នាក់ទៀតអាធាត់នោះមិនភ្លេចសរសើរដល់នេះដល់ពូកែរបស់គេទេព្រោះខំលាក់ខ្លួនយ៉ាងជិតតែនៅតែត្រូវចាប់ថ្នាក់បានអាក្មេងធាត់នេះគឺឈ្មោះ Ron ហើយនេះមិនមែនលើកទី1ទេដែលអាធាត់នេះធ្វើចរិតបែបនេះ Ray ធ្លាប់បានប្រមានអាកៈសំណល់នេះកុំឲ្យរករឿងគីទៀតការប្រមានលើកមុនគឺច្បាស់ណាស់ថាបារ៉ូននៅតែហ៊ានមកបង្ហាញមុខបែបនេះទៀតនោះវានឹងលែងមានជើងដែរហើយប៉ុន្តែរ៉ូនមើលទៅមិនខ្វល់សោះផ្ទុយមកវិញវាបញ្ជាក់ច្បាស់ថាវានឹងមិនទៅណាទេលូត្រាតែរាយប្រគល់ស្បៀងឲ្យប្រគល់អស់នឹងមកអូនទួយបើមិនចង់ងាប់អាធាត់ក៏បានបោះសម្ដីគំរាមរបស់វាបើប្រមានរាយថាគេនឹងមិនអាចដើរចេញពីទីនេះដោយសុវត្ថិភាពទេបើគេបដិសេធប៉ុន្តែប្រុសស្អាតយើងមិនខ្វល់សំបីតែមួយវិនាទីបើមាននរណាម្នាក់ត្រូវរងរបួសធ្ងន់នោះច្បាស់ជាមិនមែនជាគេទេដូចខ្ញុំប្រាប់ពីមុនអញ្ចឹងរ៉ៃមានគេឈ្មោះល្បីល្បាញណាស់គេគឺជាខ្មោចប្រចាំផ្លូវទី17ជាខ្មោចសដែលធ្វើចលនាដោយគ្មានសម្លេងហើយអ្នកណាក៏ដោយដែលហ៊ានរករឿងគេគឺជាអ្នកដែលត្រូវជួបនឹងរឿងអាក្រក់បំផុតមិនខានប៉ុន្តែអាធាត់បណ្ដោយឲ្យភាពក៏អឺតក៏តមគ្រប់គ្រងខ្លួនវាក៏បានបង្កកំហុសដ៏ធំដោយដាល់មួយដៃទៅលើរ៉េតែប្រុសយើងមិនញញើតគ្រាន់តែងាកក្បាលបន្តិចហើយគិតផុតកណ្ដាប់ដៃនោះយ៉ាងងាយបំផុតបន្ទាប់មកគេប្រើកម្លាំងរបស់អាល្ងងនេះវិបកវិញធ្វើឲ្យវាដួលប៉ុន្តែមុនពេលអាធាត់ធ្លាក់ដល់ដីព្រោះយើងក៏ចាប់អាវវារួចមាត់មួយដៃយ៉ាងធ្ងន់ចំពោះរបស់វាតែម្ដងមួយដៃនេះគឺគ្រប់គ្រាន់ធ្វើឲ្យអាចង្រៃនេះហើបមាត់ធ្លុងហើយវាធ្លាក់ខ្ពស់ទៅលើដីដូចជាបាវដំឡូងដោយឃើញមេកើរបស់ខ្លួនត្រូវគេវាយទក់សាច់យ៉ាងងាយពួកបាក់ពួកដែលសល់ក៏ចាប់ផ្ដើមភ័យស្លន់ស្លោប៉ុន្តែដោយសារពួកវាមិនអាចដកថយក្នុងស្ថានភាពបែបនេះបានពួកវាក៏សម្រេចចិត្តយ៉ាងលំខ្លៅស្ទុះចូលទៅវាយរ៉េអាទី1វាយមួយដំបងប៉ុន្តែរ៉េអោនកិច្ចតាន់ពេលរួចវាយបកវិញដោយកែងយ៉ាងសាហាវធ្វើឲ្យមុខរបស់វាបែកខ្ទេចហួរឈាមពេញមុខបន្ទាប់មកគេក៏បន្តវាយភ្នួត2នាក់ទៀតយ៉ាងងាយស្រួលដោយវាយមួយដៃម្នាក់ប៉ុណ្ណោះគ្រាន់តែប៉ុណ្ណឹងហើយភ្លាមនោះពួកវាទាំង6នាក់ក៏ដេកស្ដុកលើកដីអស់បន្ទាប់មករ៉េងាកទៅរករ៉នវិញដែលពេលឃើញក្តីវិនិច្ឆ័យកំពុងមកដល់នេះគឺភ័យញ័រចំណាប់ប្រុសយើងបញ្ជាក់ច្បាស់ថាទោះបីជារ៉ននាំពួកអាភ្លើបន្តិចបន្តួចនេះមកទៀតក៏លទ្ធផលនៅតែដដែលពេលគេដើរទៅរកអាធាត់វាដឹងខ្លួនថាអស់ភ្លើដើរហើយពេលនេះរ៉េកំពុងតម្រង់ទ្រពជើងអាចង្រៃនេះដើម្បីរក្សាពាក្យសន្យាគេបានប្រមានអាធាត់ហើយថាបើវាបង្ហាញមុខទៀតវានឹងលែងអាចដើរបានជារៀងរហូតហើយប្រុសយើងមានបំណងរក្សាពាក្យសម្ដីរបស់ខ្លួនជានិច្ចម្យ៉ាងវិញទៀតអាធាត់ក៏ទាញដាវខ្លីមួយចេញពីក្រៅខ្នងមកគំរាមរាយដៃរបស់វាកំពុងញ័រនឹងជោគចំដោយញើសខណៈដែលវាប្រមានរាយកុំឲ្យចូលមួយចិត្តវាគេចេះតែហៅរៃថាបិសាចតែក្នុងចិត្តគេដឹងច្បាស់ថាកបិតនេះជួយជីវិតគេមិនបានទេនិយាយពីរឿងបិសាចនេះមានការពិតទៅវាមានប្រវត្តិនៅពីក្រោយរហស្សនាមដែលគេដាក់ឲ្យរ៉េនេះតាំងពីនៅក្មេងមករ៉ៃគឺខុសប្លែកពីគេខ្លាំងណាស់រាល់ពេលដែលគេរបួសធ្ងន់ធ្ងរគេមិនដែលបង្ហាញអារម្មណ៍ឈឺចាប់លើមុខសោះឡើយហើយរឿងនេះធ្វើឲ្យមនុស្សជុំវិញខ្លួនខ្លាចរអាក្មេងនេះក្មេងៗស្រកក៏គេគួរតែយំត្អូញត្អែពេលមានរបួសតែរ៉ៃនៅតែធ្វើមុខស្ងប់ស្ងាត់ទោះស្ថិតក្នុងស្ថានភាពលំបាកអស់សង្ឃឹមយ៉ាងណាការក្មេងផ្សេងទៀតយំរីគឺជាមនុស្សតែម្នាក់គាត់ដែលមិនចេះការទុកមិនចេះអស់សង្ឃឹមសោកស្ដាយឬខឹងសម្បាឡើយសូម្បីតែទឹកភ្នែកមួយដំណក់ក៏មិនស្រក់មកដែរយូរទៅក្មេងផ្សេងទៀតក៏ឈប់រវល់លេងជាមួយក្មេងចម្លែកដែលរស់នៅគ្មានប្រតិកម្មដោយគេឯងនេះទៀតភាពស្ពឹកស្រពន់បានធ្វើឲ្យគេឯកោទាំងស្រុងសូម្បីតែរាយខ្លួនឯងក៏ដឹងថាគេគ្មានអារម្មណ៍ប៉ុន្តែដែរហើយគេមិនដែលចង់ខ្លាចជាមនុស្សបែបនេះទេគេតែងប្រាថ្នាចង់រស់នៅជាមនុស្សធម្មតាដោយគ្មានដទៃទៀតវាជា
ក្តីស្រមៃរបស់គេជានិច្ចក្នុងការរៀនសូត្រនិងស្គាល់អ្វីដែលហៅថាអារម្មណ៍ប៉ុន្តែទោះបី6ឆ្នាំកន្លងផុតទៅគេនៅតែមានអារម្មណ៍អ្វីទាំងអស់តែអ្វីដែលគេអាចធ្វើបានគឺការអានអារម្មណ៍អ្នកដទៃហើយពេលនេះគេអាចមើលដឹងយ៉ាងច្បាស់ថាអាធាត់នឹងកំពុងតែភ័យស្រន់ស្លោរោគលេខដាក់គ្មានរៃរំលឹកអាមនុស្សកំសាកនេះថាការមិនប្រើអាវុធគឺជាច្បាប់ធម្មជាតិនៅទីនេះគេសួរចំថាតើវាលាក់កំបិតមកនេះព្រោះមានបំណងចង់ចាក់គេតាំងពីដំបូងមកមែនទេការពិតអធិប្រឌិតរឿងថាវាទើបតែរើកំបិតនោះបានពីកំណោសម្រាមអំបញ្ញមិញទេប៉ុន្តែប្រុសសម្ហាររបស់យើងអាចមើលធ្លុះការកុហកនេះរេមិនត្រូវការប្រយោជន៍ដើម្បីដឹងថាគេកុហកទេគេដឹងច្បាស់ដោយគ្រាន់តែសម្លឹងមើលពណ៌នេះដួងប្រាក្នុងទ្រុងរបស់ពួកគេអ្នកដឹងទេរេមានសមត្ថភាពមើលឃើញពិភពលោកដែលអ្នកផ្សេងមើលមិនឃើញមនុស្សគ្រប់រូបមានធម៌ពលនៅក្នុងខ្លួនហើយរាល់ពេលពួកគេបញ្ចេញអារម្មណ៍ពណ៌ម៉ាណាផ្សេងៗនឹងបំពេញក្នុងដួងប្រានោះកំហឹងការស្អប់និងសេចក្តីស្រឡាញ់បង្កើតជាម៉ាណាពណ៌ក្រហមការចំអកនិងភាពរងើកតយលេចឡើងជាម៉ាណាពណ៌ខៀវចំណែកក្តីរំភើបសប្បាយរីករាយបញ្ចេញជាម៉ាណាពណ៌លឿងហើយនៅមានពណ៌រាប់មិនអស់ជាច្រើនទៀតដែលធ្វើឲ្យពិភពលោករបស់រេពោពេញដោយពណ៌ចម្រុះដែលគ្មានអ្នកណាមើលឃើញស្របពេលនោះអាថត់នៅតែបន្តស្រែគម្រាមកំហាងមិនឈប់ដើម្បីបំភ័យរាយប៉ុន្តែវាមើលទៅច្បាស់ណាស់ថាអាមួយនេះកំសាកពេកហើយមិនហ៊ានប្រកបដោយមុតស្រួចនៅក្នុងដៃនោះទេរេអាចមើលឃើញម៉ាណាពណ៌ខ្មៅងងឹតនៅក្នុងទ្រុងរបស់អន្តរឆាននេះដែលបង្ហាញពីភាពភ័យខ្លាចយ៉ាងខ្លាំងរកជំហានដែលរេដើរទៅរកវាការភ័យខ្លាចរបស់អាថត់កាន់តែមានទំហំធំឡើងប៉ុន្តែកំឡោះយើងឯនេះវិញគឺត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ដល់ការដាក់ទោសដែលអាថត់នេះស័ក្តិសមទទួលបានមួយសន្ទុះក្រោយមកទីបំផុតរាយក៏បានមកដល់ផ្ទះរបស់គេពេលជាជើងចូលតង់ទូចមួយដែលអ្នកផ្សេងកំពុងស្នាក់នៅភ្លាមគេត្រូវបានទទួលស្វាគមន៍ពីក្មេងៗមួយក្រុមដែលទន្ទឹងរង់ចាំផ្លូវគេត្រឡប់មកវិញក្មេងប្រុសភ្នែកពណ៌បៃតងនោះឈ្មោះផេលជាមេដឹកនាំក្មេងៗរស់នៅក្រោមស្ពានក្មេងទាំងអស់រត់មករួមជុំវិញរាយញញឹមនឹងអោបគេដល់ក្តីរំភើបរីករាយដែលមានបងប្រុសដ៏គួរឲ្យទុកចិត្តបែបនេះពេលអង្គុយជុំគ្នាគេក៏បានប្រាប់ឲ្យគ្រប់គ្នាបង្ហាញស្បៀងអាហារដែលពួកគេរកបានក្មេងម្នាក់យកអាហារដែលរើបានមកបង្ហាញអ្នកខ្លះមានស្ករកៅស៊ូបន្តិចបន្តួចអ្នកខ្លះមានសូកូឡាប៉ុន្តែមើលទៅដឹងបាត់ទៅហើយថាវាមិនគ្រប់គ្រាន់សម្រាប់ឲ្យមនុស្សទាំង5នាក់ហូបចាអីទេតាមធម្មជាតិគ្រប់គ្នាចាប់ផ្ដើមមានអារម្មណ៍ភ័យព្រួយមិនដឹងត្រូវធ្វើយ៉ាងណាពេលនោះហើយដែលរីបង្ហាញស្បៀងរបស់គេគ្រាន់តែឃើញស្បៀងអាហារដ៏ច្រើនសន្ធឹកសន្ធាប់របស់រាយភ្លាមក្មេងៗទាំងអស់នាំគ្នាញញឹមបិទមាត់មិនជិតដោយក្តីរំភើបក្មេងខ្លះថែមទាំងគិតថារាយប្រកាសជាលួចស្បៀងទាំងនេះពី Golem ជាមិនខានតែវាមានហេតុផលដែលធ្វើឲ្យរាយខ្លាចជាមនុស្សតែម្នាក់គត់ដែលអាចរកអាហារបានច្រើនយ៉ាងនេះរាល់ពេលចេញទៅនេសាទម្ដងអ្នកដឹងទេ Golem ប្រមូលយកតែវត្ថុវេទមន្តដែលមានសេសសម៉ាណាប៉ុណ្ណោះដោយសារតែក្មេងៗទាំងនេះមើលមិនឃើញម៉ាណាទើបពួកគេមិនអាចដឹងថាវត្ថុណាមានផ្ទុកវាទេដូច្នេះហើយទើបពួកគេរងមិនបានអ្វីសោះពី Golem ពេលនេះពួកគេមានអាហារគ្រប់គ្រាន់ហើយ Phel ក៏ចេញមុខមកបែងចែកអាហារទាំងនោះឲ្យគ្រប់គ្នាដោយសារតែរាយពួកគេអាចញ៉ាំតទៅឆ្អែតមុនពេលចូលគេងយប់នេះក្មេងៗទាំងអស់តម្រង់ជួរតាំងពីអ្នកក្មេងជាងគេរហូតដល់ចាស់ជាងគេអ្នកដែលទទួលបានចំណែកមុនគេគឺ Josephine ដែលក្មេងជាងគេបង្អស់ខណៈអាហារកំពុងត្រូវបានបែងចែករេក៏ដោយចេញទៅក្រៅស្ងាត់គេអង្គុយគិតម្នាក់ឯងពិចារណាពីស្ថានភាពដ៏កំសត់របស់ពួកគេទោះបីជាខំប្រឹងយ៉ាងណាក៏វានៅតែមិនគ្រប់គ្រាន់ដែរចុងបញ្ចប់តែមានអ្នកចូលគេងទៅពុះទៅទេជានិច្ចគេចាប់ផ្ដើមគិតចង់លួចចូលទៅក្នុងឃ្លាំងដែលគេអាចនឹងប្រមូលបានស្បៀងអាហារយ៉ាងច្រើនគេចង់ជួយផ្គត់ផ្គង់ក្មេងៗទាំងនេះទោះត្រូវលះបង់អ្វីក៏ដោយព្រោះគេជំពាក់ជីវិតពួកគេបើនិយាយពីរឿងដើមសិនយើងក៏លេចទៅមើលកាលពី1ឆ្នាំមុនពេលដែលរៃត្រូវបានកប់ក្នុងព្រៅរងាសើតែកក់ស្លាប់គឺក្មេងៗទាំងនេះហើយដែលបានប្រទះឃើញនឹងទៀងគេចេញមកនៅពេលនោះរាយគឺបានទទួលយកសេចក្តីស្លាប់បាត់ទៅហើយគេគិតថាស្លាប់ក្នុងភាពត្រជាក់ក៏មិនអីដែរប៉ុន្តែក្មេងៗទាំងនេះបានជួយសង្គ្រោះគេដោយគ្មានលក្ខខណ្ឌពួកគេមិនរំពឹងចង់បានអ្វីមកវិញទេហើយក៏មិនខ្វល់ពីការសងគុណដែរតែរាយមានគោលការណ៍មួយគេតែងតែសងគុណគេជានិច្ចមិនថាជាការសងគុណឬសងសឹកទេគេមិនដែលទុកចោលឡើយពេលកំពុងអង្គុយគិតម្នាក់ឯង Phel ក៏ដើរមកជិតគេរំលឹកគេថាគេគួរតែទៅយកចម្លែកអាហាររបស់គេដែរប៉ុន្តែរេបដិសេធធម្មតាដោយប្រាប់ថាគេមិនឃ្លានទេជាអកុសលសម្លេងពោះរោតបានក្បត់គេបាត់ទៅហើយដោយមិននិយាយស្ដី Phel បំបែកនំរបស់ខ្លួនជាពីរហើយហុចមួយចំណែកក្រឡេកមកមើលរេវិញពេលនោះភ្លៀងក៏ចាប់ផ្ដើមធ្លាក់ប៉ុន្តែវាមិនមែនជាភ្លៀងធម្មតាទេដំណក់ទឹកពណ៌ខ្មៅវាហាក់ដូចជារឿងធម្មតាក្នុងពិភពដ៏ហិនហោចនេះមានពាក្យជាចាំអារាមថាភ្លៀងខ្មៅនេះកើតឡើងដោយសារពួកមេឃប្រើវេទមន្តច្រើនពេកតាមពិតពួកមេរស់នៅក្នុងតំបន់លេខទៀបឯ Phel ជឿថា Golem នោះត្រូវបានបញ្ជូនមកដោយមេឃណាម្នាក់តែរយមិនគិតអញ្ចឹងទេគេគិតថា Golem ប្រហែលជាម៉ាស៊ីន Phel ប្រកែកភ្លាមគេច្បាស់ណាស់ថាវេទមន្តគឺជាអ្វីដែលធ្វើឲ្យវាកម្រើកបាន Ray មិនតបតទេព្រោះគេធ្លាប់ឃើញពួក Golem ប្រើវេទមន្តផ្ទាល់នឹងភ្នែកខ្លួនឯងរាប់ពេល Golem ដើរវាស្រូបយកម៉ាណាពីបរិយាកាសជុំវិញទាញបញ្ចូលទៅក្នុង Snow របស់វាម៉ាណានោះលាយឡំគ្នានៅខាងក្នុងហើយបញ្ចេញមកវិញជាផ្សែងខ្មៅដូច្នេះវាអាចណាស់ដែលផ្សែងនេះជាដើមហេតុនៃភ្លៀងខ្មៅនោះ Ray ជឿជាក់ថាវាច្បាស់ជាមានទំនាក់ទំនងគ្នារវាងភ្លៀងខ្មៅនិងអូស្មန်ខ្មៅនេះមិនខានពេលនោះហើយដែរគេក៏នឹកឃើញរឿងសំខាន់មួយដោយមិននិយាយច្រើនគេទីមកឲ្យពាក់ឲ្យប្រាប់ Phel ថាគេចេញក្រៅមួយផ្លែតប៉ិតណាស់ Phel មិនយល់ស្របទេព្រោះថ្ងៃនេះភ្លៀងខ្លាំងពេកខ្លាំងដល់ថ្នាក់ទឹកទន្លេឡើងហូរហៀតែ Ray មិនខ្វល់ទេគេត្រូវតែធ្វើអ្វីដែលគេត្រូវធ្វើនិយាយចប់គេក៏រត់ចេញទៅបាត់ទុកឲ្យ Phel ដកដង្ហើមធំធុញធាប់ប៉ិតណាស់រ៉ៃមានហេតុផលច្បាស់លាស់ទើបធ្វើបែបនេះអ្នកឃើញទេពេលភ្លៀងមនុស្សគ្រប់គ្នាសំងំក្នុងផ្ទះដើម្បីគេចពីវាពួកគេជឿថាសូម្បីតែភ្លៀងខ្មៅមួយដំណក់ខ្ទៀតប៉ះខ្លួនក៏គ្រប់គ្រាន់ធ្វើឲ្យឈីដែរតែរ៉ៃដឹងថាគេអាចការពារខ្លួនពីភ្លៀងបានធ្វើឲ្យអ្វីៗកាន់តែងាយស្រួលពេលគេតែដល់ផ្លូវ18ដែលគេស្គាល់ថាជាឃ្លាំងស្បៀង Hector ជើងខ្វាក់គេឃើញពួកជើងកាំងនៅខាងក្នុងកំពុងតាលេងល្បែងស៊ីសងយ៉ាងសប្បាយ
វាច្បាស់ណាស់ថារ៉ៃដឹងថាពួកល្ងងទាំងនេះនឹងលេងល្បែងនៅថ្ងៃភ្លៀងទើបជាហេតុផលដែលគេ ជ្រើសរើសថ្ងៃនេះដើម្បីចោលដៃដោយសារគ្មានអ្នកយាមឃ្លាំងនៅថ្ងៃភ្លៀងវាផ្ដល់ឱកាសដ៏ហូចឲ្យសម្រាប់រ៉ៃដើម្បី លួចចូលទៅខាងក្នុងកន្លែងនោះងងឹតឈឹងតែរីមានវិធីដោះស្រាយព្រោះខ្យល់អាកាសនៅទីនោះពោពេញទៅដោយ ម៉ាណារាប់រយពណ៌រ៉ៃចាប់ផ្ដើមទាញយកពណ៌ម៉ាណាចាក់លាក់ណាមួយមកលីបញ្ចូលគ្នាទៅតាម រូបមន្តត្រឹមត្រូវរួចក៏បង្កាត់ភ្លើងឆេះលើបាតដៃទោះបីជាគេមិនដឹងពីគោលការណ៍ច្បាស់លាស់របស់វេទមន្តក៏ដោយតែគេអាចប្រើវាបានល្អយ៉ាងណាការគ្រប់គ្រងម៉ាណាពណ៌ក្រហមរៀងពិបាកបន្តិចដោយមានពន្លឺពីអណ្ដាតភ្លើង រ៉ៃចាប់ផ្ដើមឆៃមើលប្រអប់ស្បៀងពេលកំពុងរើកកាយនោះស្រាប់តែមានកំបិតស្នៀតហោះមកកាត់យ៉ាងគៀកបំផុតសឹងតែ មុតតិចមើលទៅវត្តមានរបស់គេត្រូវពួកអាចចង្រៃនោះដឹងខ្លួនហើយពួកវាក៏មិនសប្បាយចិត្តឲ្យកន្តោចង្រៃណាមកលុយស្បៀងតែក្តានមកទេតាមពិតពួកអាចណៃនេះលាក់ខ្លួនក៏ជាសោះតាំងពី ដបោមកម្លេះមើលទៅដូចពួកវារងចាំភ្លើងរេអញ្ចឹងពួកវាមានគ្នា3នាក់ហើយហាក់ដូចជាដឹងច្បាស់លាស់ថារ៉ៃពួកនៅឯណារឿងដែលធ្វើឲ្យរ៉ៃបារម្ភជាងនេះគឺគេមិននឹកស្មានថាពួកអាចចង្រៃនេះមានបំពាក់ វេតាមមើលពេលយប់ពួកវាគប់កំបិតមកលើរ៉ៃម្ដងទៀតតែគេស្ទុះគេឆ្វេងគេស្ដាំយ៉ាងរហ័ស បែបនេះពួកអាពាក់វ៉ែនតានោះកៀងបាត់មិននឹកស្មានថាក្មេងម្នាក់អាចគេចកំអិតស្ងៀតក្នុងទីតាំងងងឹត ជឹងបែបនេះពិតជាឈួតមែនតើបាក់ពួកវាក៏ស្រែកជេរដៃគូឲ្យចេះតម្រង់ឲ្យច្បាស់តែអាកំសត់នោះត្រូវរ៉េស៊ីមួយកណ្ដាប់ដៃមុនពេលវាអាចគប់កំបិតម្ដងទៀតពេលនេះពួកវាទាំងអស់គ្នាស្រឡាំងកាំងឆ្ងល់ថាតើក្មេងនេះឃើញពួកវាក្នុងទីងងឹតបានយ៉ាងម៉េចរឿងដែលពួកវាមិនដឹងគឺពេលនេះរ៉េអាចឃើញពណ៌សរសៃធម្មពលពួកវាយ៉ាងងាយស្រួល សរសៃធម្មពលរបស់ពួកវាកំពុងភ្លឺពណ៌ក្រហមចាស់ដោយសារកំហឹងពូកកញ្ជ្រោលអាមួយក្នុងចំណោមនោះបានគប់កំបិតមួយទៀតមកទាំង អស់ពីកម្លាំងតែរ៉េបានត្រៀមខ្លួនកិច្ចពីការវាប្រហារនេះរួចជាស្រេចដោយគ្រាន់តែមើលលំហម៉ាណាពីសរសៃធម្មពលតាមរយៈសរសៃទាំងនេះរ៉េអាចដឹងមុននឹងកិច្ចបានយ៉ាងងាយពេលកិច្ចផុតគេក៏សុទ្ធមកជើងចំកិច្ចចឹងគួរមួយនោះដួអស់ពីរនៅសល់តែម្នាក់ទៀតប៉ុណ្ណោះតែអាចុងក្រោយនេះក៏ស៊ីមួយកណ្ដាប់ដៃចំពុះពេញធំហឹងដែរហើយនោះគឺជារបៀបដែលពួកងីងើទាំង3នេះដួលផ្កាប់មុខលើដីស្រោបពេលនោះក៏មានអ្នកឆ្ងរៃម្នាក់ទៀតដើរសម្រុកចូលក្នុង ឃ្លាំងអានេះមើលទៅរៀងតឹងព្រោះតាមរៃចំណាំបានអាមួយនេះគឺ Humphrey ជាមេកើយ របស់ក្រុម Hector អាក្បាលតងោលីខកចិត្តណាស់ពេលឃើញកូនចៅវាដេកហិតដីហើយអ្វីដែលធ្វើឲ្យវាកាន់តែក្តៅក្រហាយ គឺពួកវាត្រូវបានចាត់ការដោយកដោមួយក្បាលសូម្បីតែរ៉ៃក៏មិនចង់រករឿងជាមួយអាមួយនេះដែរទើបគេទាញមួកអាវបិទមុខវិញហើយសម្រាប់ចិត្តថាល្មមដោះពេលត្រូវដកខ្លួនហើយគេប្រញាប់ស្ទុះទៅមុខព្យាយាមវាយកាត់ទ្រូងអាចង្រៃនោះដើម្បីរុញវាចេញពីច្រកទ្វារតែក្តាប់ដៃរបស់រ៉េវាយទៅនោះហាក់ដូចជារមាស់សម្រាប់អាចង្រៃនេះអញ្ចឹង ជាការសងសឹកវាព្យាយាមចាប់ក្បាលរ៉េតែរ៉េបានអោនកិច្ចក្រោយទាន់ពេលរួចផុតពីអាត្រងោនេះយ៉ាងប្រព្រឹត្តប្រផោយរួចវាក៏ថែមមួយកដាប់ដៃធ្វើឲ្យរ៉េខ្ទាតអ៊ូលើឥតអាតងៅក៏ទទួលស្គាល់ថារ៉ៃពិតជាមានចលនាកិច្ចវេះយ៉ាងល្អសម្រាប់ក្មេងប៉ុណ្ណេះពេលនោះរ៉ៃដឹងក្នុងចិត្តថាអានេះពិតជាមានកម្លាំងសាហាវណាស់ចំណែកអាត្រងោល នោះចាប់ដើមវាយកណ្ដាប់ដៃផ្ទួនតែរៃអាចកិច្ចផុតទាំងអស់ដោយបំលាស់ទីឆ្វេងស្ដាំយ៉ាងងាយស្រួលខណៈដែរ រ៉េអាចកិច្ចផុតមែនតែគេដឹងថាមិនអាចបន្តបែបនេះរហូតទេគេត្រូវតែរកវិធីម្យ៉ាងមុនពេលគេត្រូវវាយឲ្យសន្លប់ពេលនោះហើយដែលគេឃើញចន្លោះប្រហោងរបស់អាមួយនោះរួចក៏វាយចំទ្រូវាភ្លាមពេលដៃគេប៉ះចង់គេក៏បញ្ចេញភ្លើងវិបាដៃកាន់តែខ្លាំងការផ្លោតស្នៀកបន្តិចនោះគឺគ្រប់គ្រាន់ដើម្បីឲ្យរ៉េគេខ្លួនបាត់ពីកន្លែងនោះដូចមិនដែលមានមនុស្សនៅសោះពួកយាមឯទៀតក៏ប្រញាប់រត់ចាយជើងគ្នាពេញឃ្លាំងដោយគេតែក្មេងនោះទើបតែតោះតូចជាមួយ Humphrey វាច្បាស់ជាទៅមិនឆ្ងាយទេរ៉េចាប់ផ្ដើមភ័យព្រោះបើបែបនេះគេច្បាស់ជាត្រូវគេចាប់ជាប់មិនខានតែពេលនោះគេឃើញដុំថ្មក៏គប់វាដើម្បីតាក់ទាញចំណាប់អារម្មណ៍ពួកភ្លីភ្លើនោះក៏ចាញ់បោកឲ្យចាប់ផ្ដើមរត់ទៅភ្លើមកខាងទៀតខណៈរ៉េលួចគេចខ្លួនទីបំផុតគេក៏បានសម្ដេចគូដៅលួចរបស់ពីឃ្លាំងក្រុម Hector ដល់ល្បីខ្លាំងតែគេដឹងថាគេនឹងស្លាប់បើពួកវាចាប់បានតែរ៉េខ្លាចស្លាប់ទេអ្វីដែលគេខ្លាចគឺពួកក្មេងៗនឹងរស់មិនបានយូរក្នុងលោកដ៏ខុសខើនេះបើគ្មានគេស្រាប់ពួកវាបានតាមទាន់រ៉េក៏បន្ថែមលបឿនរត់តែមិនយូរប៉ុន្មានគេក៏រត់ទាល់ច្រកឥឡូវគេត្រូវគេឡំពាត់ហើយពួកវាដកអាវុធចេញមកហើយប្រាប់ឲ្យគេចូលមកព្រមទាំងប្រគល់របស់ដែលលួចមកវិញមុនពេលពួកវាចាក់ទម្លុះពួកគេដោយសារតែមិនឃើញ Humphrey នៅទីនោះ Ray មានទំនុកចិត្តថាអាចឈ្នះទើបគេចាប់ផ្ដើមប្រមូលថាមកពលវាទៅមុនទៅក្នុងកណ្ដាប់ដៃអាមួយនោះស្ទុះចូលមកតែ Ray គេចខ្លួនហើយម៉ាត់ចំឆ្អឹងគៀមវាមួយដៃយ៉ាងពេញបន្ទាប់មកអាមួយទៀតក៏ស្ទុះចូលមកតែ Ray បញ្ញាប់ចាប់ដៃកាន់ក្បិតរបស់វារួចបញ្ចេញចលនាអគ្គិសនីឆក់ក្បាលវាឲ្យដួលសន្លប់ស្ដោកស្ដឹងលើដីភ្លាមនោះ Ray ឮសំឡេងពួកវាច្រើនទៀតកំពុងសម្ដៅមករកគេមើលទៅពួកវាមកឈប់តាមប្រមាញ់ទេតតែចាប់គេបានហើយ Ray មិនប្រកាសថាអាចប្រើវេទមន្តបានរហូតនោះទេពេលនោះគេឃើញធុងសម្រាមនៅពីក្រោយក៏បញ្ញាប់លោតចូលពួនខាងក្នុងពួកវាក៏ឆៃឆេពេញទីនោះតែពួកវារុកមិនឃើញអ្នកណាសោះក្រៅពីបាក់ពួកខ្លួនទើបបន្តដើរទៅមុខដោយបដិញ្ញាចិត្តថាត្រូវតែរកឲ្យឃើញពួកវាមិនអាចបាត់បង់គេទេជាមួយនឹងភ្លៀងធ្លាក់យ៉ាងខ្លាំងសម្លេងជើងក៏ចាប់ផ្ដើមស្ងាត់ទៅដែលមានន័យថាទូពួកវាធ្វើអ្វីក៏រ៉ែជឿជាក់ថារកគេមិនឃើញដែរគេសម្រេចចិត្តស្នាក់នៅក្នុងធុងមួយយប់សិនពួកបើពួកវាតាមដល់ស្ពានពួកក្មេងៗនឹងជួបគ្រោះថ្នាក់ដូចគ្នាដោយសារតែបែបនេះគេបានចំណាយពេលពេញមួយយប់ក្នុងធុងនោះថ្ងៃបន្ទាប់ចូលមកដល់គេក៏ភ្ញាក់ឡើងដោយសារពលឺចាំងចូលតាមចន្លោះប្រហោងគេលុតចេញពីធុងសម្រាមតែស្រាប់តែត្រូវបានអាមួយនោះប្រទះឃើញភ្លាមឈរនៅខាងក្រៅធុងរ៉េអាចមើលដឹងត្រឹមតែពណ៌នៃអូរ៉ារបស់វាថាអាមួយនេះកំពុងតែខឹងខ្លាំងមែនតែនហើយប្រសិទ្ធយើងមិនហ៊ានធានាថាឈ្នះទេព្រោះរបួសមិនទាន់ជាស្រួលបួសោះស្រាប់តែអាមួយនោះស្ទុះចូលមកប៉ុនប៉ងសម្លាប់រ៉េតែពេលនោះប្រុសសង្ហារបស់យើងក៏ដកកណ្ដាត់របស់ខ្លួនចេញមកហើយវាសម្ដៅទៅរកវាវិញដែរប៉ុន្តែមួយនោះគិចផុតហើយវាយបកមកវិញខណៈពេលកំពុងព្យាយាមគិចពីការវាយប្រហារនោះរ៉េក៏បាត់បង់ចំហហើយក៏ចំពប់ជើងដួលនេះជាឱកាសល្អបំផុតសម្រាប់វាក្នុងការដាច់សង្ខាគេតែមុនពេលកំបិតដ៏មុតស្រួចនោះ
ចាក់ទម្លុះភ្នែករបស់រ៉េស្រាប់តែមានគេបាញ់ទម្លាក់វាឲ្យស្លាប់មួយរំពេចអ្នកដែលទាញកេះកំភ្លើងនោះគឺ បរោះលុយម្នាក់ទៀតដែលមើលទៅដូចជាស្គាល់រេគេគឺណាលសក់ខ្មៅមេធំផ្លូវទី17គេអបបានក៏ពុំមានរេអំពីសេចក្តីស្លាប់ដល់ប្រគៀបប្រកាត់អំបញ្ញមិញនេះបើកំភ្លើងបាញ់យឺតតែ1វិនាទីនោះរេច្បាស់ជាតដីធំក្លិនដីបាត់ទៅហើយរេក៏សួរថាមិនបានមកទីនេះព្រោះធម្មតាណាលមិនដែលងើបលឿនម្លេះទេណាតថាមែនឯគេលឺពាក្យចចាមអារាមថាកូនចៅហេកទ័រកំពុងតែចេញប្រមាញ់ពេលនោះគេក៏សម្លឹងឃើញអាហារកំប៉ុងដែលរីលាក់ទុករំអោក្រៅហើយជឿជាក់ថារេច្បាស់ជាបានលួចស៊ីឡាក់ពីមុខហេកទ័រមិនខានទើបគេអត់មិនបានក៏លន់មាត់សរសើរភាពក្លាហានរបស់គេរេក៏បាននិយាយពីថាអរគុណតបវិញតែណាបានបញ្ជាក់ថានោះមិនមែនជាការសរសើរទេដូច្នេះមិនបាច់អទេក្នុងចិត្តរេមិនដឹងថាត្រូវធ្វើម៉េចដាក់ណាលទេព្រោះមនុស្សដូចណាលមានអារម្មណ៍ស្ងប់ស្ងាត់ខ្លាំងណាស់អូរ៉ារបស់គេមិនដែលបញ្ចេញមកក្រៅសោះដូច្នេះគេមើលមិនដឹងថាអាមួយនេះកំពុងគេទៅវិញនោះទេម្ខាងទៀតណាលបានប្រមានឲ្យគេប្រយ័ត្នប្រយែងបើមិនចង់ស្លាប់ដោយសារបន្តធ្វើរឿងគ្រោះថ្នាក់បែបនេះទៀតទេមានមនុស្សខ្លះគេមិនគួរតែពាក់ព័ន្ធជាមួយទេហើយរេគួរតែដឹងច្បាស់តែសម្រាប់ប្រុសសង្ហាយើងការប្រថុយជីវិតគឺប្រសើរជាងដេចពូស្លាប់ដែរចំណុចនេះណាលមិនអាចប្រកែកបានទេទើបគេគ្រាន់តែរំលឹករេថាឲ្យលើពួកគេទាំងពីរទូទាត់គ្នាហើយរេធ្លាប់ជួយគេម្ដងឯណាក៏ជួយរេវិញដែរតែរេប្រកែកថាខ្លួនមិនបានតាំងចិត្តជួយគេទេរេគ្រាន់ច្រឡំណាថាជាអីវ៉ាន់ពេកដែលតាមតលេប៉ុណ្ណោះតែទូយ៉ាងណាកំឡោះសក់ខ្មៅនេះនៅតែមិនអាចប្រកែកការពិតថាគេរស់បានដល់សប្តាហ៍ថ្ងៃដោយសារតែក្មេងនេះដែរតែបើតាមរេចាំគឺបំណុលគុណនេះត្រូវបានសងរួចរាល់ហើយដើម្បីឲ្យយល់សាច់រឿងដែលពួកគេកំពុងនិយាយយើងសូមថយទៅអតីតកាលមួយឆ្នាំមុនពេលនោះរេបានចៃដន្យទីណាចេញពីទន្លេតាមមើលទៅណាធ្លាប់ជាថ្នាក់ដឹកនាំរបស់តំបន់ទី46តែគេត្រូវគេក្បត់ឬយ៉ាងហើយញ៉ានេះជាសម្ដីដែលណាបានប្រាប់ទោះជារេជឿថាវាមិនកុហកក្តីជាពិសេសដោយសារណាគឺជាមនុស្សម្នាក់នោះអ្នកណាជាអ្នកបង្រៀនមេរៀនដល់គេដើម្បីតបស្នងដែលជួយសង្គ្រោះជីវិតនេះហើយជាពេលដែលរេលើកយកសំណួរសំខាន់មកសួរណែលថាគាត់អាចចូលរួមជាមួយអង្គការមួយបានទេបើនិយាយឲ្យចំគឺគាត់ចង់ចូលអង្គការរបស់ណែលតែម្ដងហេតុផលតែមួយគត់ដែលរេចង់ចូលអង្គការនេះគឺដើម្បីការពារក្មេងៗទាំងនោះឲ្យមានសុវត្ថិភាពណែលមិនបានឆ្លើយតបភ្លាមៗទេគាត់គ្រាន់តែដើរចេញពីទីនោះហើយទៅឈោពីក្រោយជញ្ជាំងបន្ទាប់មកគាត់ក៏សួរសំណួរយ៉ាងនឹកស្មានមិនដល់មួយដោយសួររេថាតើឯងចេះប្រើវេទមន្តទេរេគឺភ្ញាក់ផ្អើលហើយសួរវិញថាមិនបានជាគាត់ដឹងរឿងនេះច្រើនម្លេះណែលមិនបានតបចេញមកក្រៅទេតែក្នុងចិត្តគាត់គឺកំពុងចាប់អារម្មណ៍ខ្លាំងពេលដឹងថាការស្មានរបស់គាត់ពិតជាត្រឹមត្រូវកាលពីដំបូងគាត់ឃើញរេបញ្ឆេះភ្លើងដោយមិនបាច់ប្រើដៃកេះម្យ៉ាងវិញទៀតនៅតែបន្តសួរដេញដាលថាមិនបានជាដឹងថាគាត់ចេះវេទមន្តទីបំផុតណែលក៏ព្រមមកដោយប្រាប់ថាមានម្នាក់លេងវេទមន្តម្នាក់ប្រាប់គាត់ថាមានមណានៅក្នុងខ្យល់ដែលគេយកមកប្រើវេទមន្តហើយថាមានមនុស្សតែប៉ុន្មានអ្នកប៉ុណ្ណោះដែលអាចចាប់អារម្មណ៍នឹងប្រើប្រាស់មណាបានរេក៏សួរគាត់ថាតើមិត្តម្នាក់នោះមានបាននិយាយរឿងពណ៌ខ្លះដែរឬអត់ដែលរឿងពណ៌នេះណែលចាំថាមិនដែលមានឮទេតែមិត្តរបស់គាត់ម្នាក់នោះបានអះអាងថាធម្មពលមណាគឺគ្មានរូបរាងនឹងមិនអាចមើលឃើញដល់ភ្នែកដទៃបានឡើយនេះរឹតតែធ្វើឲ្យរេចង់ដឹងកាន់តែខ្លាំងព្រោះគាត់អាចមើលឃើញយ៉ាងច្បាស់នៅពណ៌ប្លែកៗទាំងនេះនៅក្នុងខ្យល់រេសួរគាត់ម្ដងទៀតថាតើគាត់អាចនឹងភ្លេចព័ត៌មានសំខាន់ណាមួយទេដឹងតែរឿងនេះមានតែធ្វើឲ្យណៃធុញថប់ព្រោះគិតថាបានប្រាប់រេអស់គ្មានសល់ទៅហើយពេលនេះរេគ្រាន់តែចង់ញុះញង់គាត់ដោយសួររឿងដដែលសារចុះសារឡើងត្រឡប់មកសាច់រឿងវិញរេចង់ដឹងថាសំណើសុំចូលអង្គការរបស់គាត់ត្រូវបានអនុម័តឬអត់ដែលនីណែលបានបដិសេធសំណើនេះដោយសារហេតុផលច្បាស់លាស់មួយចំនួនពីរ៉េសួររកមូលហេតុនៅពីក្រោយការបដិសេធយ៉ាងដាច់អហង្ការនេះណែលក៏នៅស្ងៀមមិនព្រមតបជាមួយរ៉េម្ដងទៀតដើម្បីចង់ដឹងពីហេតុផលពិតប្រាកដដែលណែលស្ទាក់ស្ទើរក្នុងការទាញរេចូលអង្គការនេះគឺជាសាច់រឿងត្រួសត្រាសអ្នកឃើញទេតំបន់ទាំងអស់គឺនៅតាមដងទន្លេអេលតុនបានអ្នកឡើងទៅតាំងទន្លេអ្នកនឹងទៅដល់តំបន់ផ្សេងទៀតហើយអ្នកប្រហែលជាអញគេចេញពីតំបន់អាណាថានឹងស្វែងរកជីវិតដ៏ល្អប្រសើរនៅទីនោះដូច្នេះណែជឿថាវានឹងក្លាយជារឿងគួរឲ្យសោកស្ដាយបំផុតប្រសិនបើក្មេងនៅមានសមត្ថភាពបែបនេះត្រូវមកស្លាប់នៅទីនេះឥឡូវយើងដឹងពីហេតុផលដែលណែលបដិសេធហើយទោះបីជាគាត់មិនបាននិយាយប្រាប់រេត្រង់ៗក៏ដោយផ្ទុយទៅវិញគាត់គ្រាន់តែសួររេថាតើធ្លាប់មានគំនិតចង់ចាក់ចេញពីតំបន់ទី50នេះដែរឬទេគាត់ថែមទាំងសន្យាថានឹងជួយរកឡានឲ្យបើគេចង់ចាក់ចេញពីទីនេះយ៉ាងណាក្តីរេបានបដិសេធសំណើនេះព្រោះគាត់មានក្មេងៗត្រូវមើលថែតែណែទីនេះអះអាងថាគាត់មានគំរូបើកមណ្ឌលកុមារកំព្រានៅទីនេះស្រាប់តែហើយដូច្នេះរេអាចផ្ញើក្មេងៗឲ្យគាត់មើលថែបានគាត់សន្យាថានឹងផ្ដល់ជីវិតដ៏ល្អមួយហើយធានាថាពួកគេមិនស្លាប់នៅតាមសារផ្លូវឡើយស្រកពេលនោះរេមើលមិនដឹងសោះថាបរិសម្នាក់នេះកំពុងភូតកុហកឬនិយាយការពិតជាពិសេសដោយសារតែពណ៌ធម្មពលរបស់គាត់មិនប្រែប្រួលសោះទោះបីជារេមិនសង្ស័យលឿនណាក៏ដោយព្រោះបរិសម្នាក់នេះតែងតែរក្សាពាក្យសន្យាជានិច្ចបន្ទាប់មករេក៏បានព្រមានណែលអំពីក្រុមរបស់ហេទ័រព្រោះពួកនោះហាក់ដូចជាកំពុងរៀបចំចាប់ផ្ដើមសង្គ្រាមរ៉េតដឹងច្បាស់ណាស់ព្រោះគាត់បានឃើញពួកគេទទួលអាវុធរាប់ឡានតែមើលទៅណែលដូចជាបានដឹងរឿងនេះបាត់ទៅហើយកុំនិយាយឡើយដល់ការពិតដែលថាគាត់ទើបតែសម្រាប់កូនចៅពួកវាប្រកាសណាស់ថាជាការប្រកាសសង្គ្រាមរ៉េរំលឹកគាត់ថាប្រជាជននៅក្នុងហាងទាំងនោះនឹងត្រូវរងទុក្ខបើគាត់ចាញ់សង្គ្រាមនេះស្រាប់តែកងឡានរបស់ណែលស្រែកហៅរំលឹកគាត់ថាពួកគេគួរតែចេញដំណើរឥឡូវនេះហើយដោយសារតែពេលដែលអ្នកចូលទៅក្នុងឡានគាត់ក៏ប្រាប់រេថាទីនេះនឹងក្លាយជាតំបន់សង្គ្រាមហើយដូច្នេះរេគួរតែស្វែងរកកន្លែងលាក់ខ្លួនថ្មីឲ្យហើយទៅមុនពេលចេញដំណើរគាត់បានបោះដបទឹកថ្នាំតូចមួយនេះឲ្យកំឡោះយើងហើយប្រាប់ឲ្យគេព្យាបាលទៅជាដែលរបួសនឹងថ្នាំនេះទៅបន្ទាប់មកគាត់ក៏ជិះឡានចេញទៅឥឡូវយើងត្រឡប់មកវិថីទី17ក្បែរទីលានកដាវិញជាកន្លែងដែលយើងបានជួបក្មេងម្នាក់មកពីក្រុងកុមារភ្លើក្រមដីក្មេងនោះរំភើបចិត្តណាស់ដែលទីបំផុតឃើញរេត្រឡប់មកវិញប៉ុន្តែក្តីរំភើបប្រែជាក្តីបារម្ភភ្លាមៗពេលឃើញរេមានរបួសតែរេប្រញាប់លួងលោមក្មេងដែលកំពុងយំ
ថាគេគ្រាន់តែឌូធម្មតាប៉ុណ្ណោះចំណែកក្មេងកំសត់ឌូក៏ជួលទឹកភ្នែកទាំងធូរទ្រូងនិងត្រីអូរ៉ារ៉េ មិនបានទីឆ្លុះໄວទាត់ជាមួយអ្នកណារ៉េចាប់អារម្មណ៍ពីអារម្មណ៍វិលវល់នៅក្នុងខ្លួនក្មេងនេះការដែលមនុស្សម្នាក់អាចមានអារម្មណ៍ ចានមកក្នុងពេលតែមួយជារឿងដែលតែងតែធ្វើឲ្យគាត់ស្ងើចសរសើរជានិច្ចបន្ទាប់មកគាត់ក៏ប្រគល់អាហារកំប៉ុងទាំងអស់ទៅឲ្យ ក្មេងៗឲ្យប្រាប់ឲ្យនាងទៅតង់មុនទៅព្រមទាំងប្រាប់ភៀលថាគេនឹងត្រឡប់មកវិញឆាប់ៗនិយាយអញ្ចឹងក្មេងនេះមានឈ្មោះ ថាជូសូហ្វីនខណៈដែលក្មេងនោះដើរចេញទៅរ៉េក៏ងាកទៅរកលោកយាយវីអូឡាហើយសួរគាត់ថាតើមានបានប្រាប់ជូសូហ្វីន រឿងអីឬអត់មើលទៅលោកយាយម្នាក់នេះពីការផ្លែងហើទើបគាត់មិនបញ្ចេញប្រតិកម្មអ្វីពេលរៃមកដល់គាត់ គឺជាអ្នកនិយាយរឿងម្នាក់គាត់តបទៅនឹងសំណួររបស់រ៉េដែលប្រាប់ថាគាត់គ្រាន់តែនិយាយរឿងអំពីអ៊ីនធឺនូឲ្យនាងស្ដាប់រ៉េក៏ប្រដាប់យាយចាស់ដោយស្រទន់ថាកុំឧស្សាហ៍និទានរឿងស្រមាស្រមៃទាំងនេះប្រាប់ក្មេងៗពេកព្រោះគាត់មិនចង់ឲ្យពួកគេ មានអារម្មណ៍ថាមិនស្កប់ស្កល់ហើយវានឹងធ្វើឲ្យពួកគេលែងចង់រស់នៅតាមផ្លូវដោយសពថ្ងៃនេះប៉ុន្តែ វីអូឡាជឿជាក់ថាក្មេងៗគួរតែត្រូវបានជំរុញឲ្យចេះសមស្រមៃនិងមានក្តីស្រមៃឲ្យឆ្ងាយពីកន្លែងដែលខ្លួនកំពុងរស់នៅរៃក៏បាន គាត់សង្កេតមើលពណ៌នាវារបស់នាងវាហាក់ដូចជាពណ៌ស្វាយប៉ុន្តែគាត់មិនច្បាស់ទេថាពណ៌ស្វាយនេះតំណាងឲ្យអារម្មណ៍អ្វីនោះទេព្រោះគាត់មិនដែលឃើញពណ៌នេះលើនរណាផ្សេងក្រៅពីវីអូឡានោះទេរ៉េក៏បានព្រមាននាងអំពីការប៉ះទង្គិច ដែលហ៊ាននឹងការឡើងក្នុងពេលចាប់នេះឲ្យបានប្រាប់នាងឲ្យផ្លាស់ទៅភ្លើផ្សេងមុនពេលស្ថានភាពកាន់តែអាក្រក់ ក្រោយនិយាយគ្នារួចក្មេងប្រុសយើងក៏ដើរចេញទៅចំណែកឯវ៉ៃអូឡាលួចគិតក្នុងចិត្តថារ៉េពិតជាចេះគិតគូរខ្លាំងណាស់សម្រាប់ក្មេង វ័យប៉ុណ្ណេះព្រឹកបន្ទាប់ក្មេងប្រុសយើងចេញទៅដឹកជញ្ជូនអេវ៉ាន់ពេលម្ចាស់ហាងបើកទ្វារគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញរ៉ៃនៅទីនោះព្រោះគាត់គិតថារ៉នជាអ្នកយកអីវ៉ាន់មកអុយខណៈដែលកំឡោះយើងធ្វើពុតជាមិនដឹងរឿងតែក្នុងចិត្តគាត់លួចគិតដល់អាម៉ាប់កំសត់នោះដែលត្រូវបាក់ជើងទាំងសងខាងក៏តបានធ្វើឲ្យគេខ្លាយទៅជាមនុស្សពិការបន្ទាប់មករ៉េបានសួរបរិសម្ចាស់ហាងយ៉ាងគួរសមថាតើគាត់មិនមានកម្រងជំនឿខ្លួនទេឬព្រោះនៅទីនេះនឹងគ្មានភ្ញៀវទេបើសិនជាចំនួនផ្ទុះឡើងប៉ុន្តែម្ចាស់ហាងបានប្រាប់វិញថាគាត់គ្មានសល់អ្វីក្រៅពីហាងនេះទេហើយសម្រាប់ឬសង្គ្រាមវិញគាត់ជឿជាក់ថានឹងមិនអាចកើតឡើងនោះទេឬបែបនេះរ៉េចាប់ផ្ដើមចាប់អារម្មណ៍ហើយក៏សួរអំពីហេតុផលនោះម្ចាស់ហាងក៏បញ្យល់ថាក្រុមរបស់ហេកតូនិងនីវកំពុងតែចរចាគ្នាដូច្នេះបើសិនជាស្ថានភាពអាចដោះស្រាយបានដោយសន្តិវិធីវានឹងគ្មានការវាយប្រហារឡើយភ្លាមៗនោះទ្វារបន្ទប់ដែលកំពុងតែប្រជុំគ្នា គាត់របាត់ឡើងហើយយើងឃើញក្រុមមនុស្សរបស់ Hector ដើរចេញមកបរិសុទ្ធដែលមានស្នាមសន្លាក់ពេញមុខនោះគឺជាមេកើយប្រចាំផ្លូវទី18ឈ្មោះថា Hector ដែលជាមេធំរបស់ក្រុមកំឡោះយើងក៏ប្រញាប់ទាញងាកអាវបិទមុខភ្លាមៗ ចំណែកឯ Hector វិញមានការភ្ញាក់ផ្អើលដែលឃើញក្មេងនៅធ្វើការទីនេះស្របពេលមនុស្សធំរត់ចោលអស់ទៅហើយគាត់ក៏យកដៃទៅចាប់ករបស់រ៉េជាការសរសើរចំពោះការខិតខំប្រឹងប្រែងធ្វើការរបស់គេបន្ទាប់មកគាត់ថែមទាំង ហុចកាក់មួយចំនួនឲ្យក្មេងតូចនេះហើយប្រាប់ឲ្យគេទិញអីញ៉ាំទៅរួចពួកគេក៏នាំគ្នាដើរចេញប៉ុន្តែពេលនេះហើយ ដែលបរិសុទ្ធក៏បានទំពេកហាំព្រីគាត់សម្គាល់ឃើញត្រចៀករងរបួសរបស់រ៉េទើបគេងាកមកមើលកំឡោះយើងភ្លាមមិនយូរប៉ុន្មានរីក៏ដឹងពីភាពហុសប្រក្រតីគេប្រញាប់លាក់ត្រចៀកភ្លាមព្រោះគេដឹងថាបរិសុទ្ធនោះចំណាំគេបានហើយប៉ុន្តែមុនពេល បុរសក្បាលតប៉ែនោះធ្វើអ្វីមេរបស់គេក៏ស្រែកហៅកុំឲ្យឈួរស្ងៀមនៅទីនោះយូរពេកទីបំផុតពួកគេក៏ចាស់ចេញពីទីនោះក្នុងឡានដ៏ទំនើបរបស់ពួកគេចំណែកឯរ៉េដឹងថា Humphrey ចំណាំមុខរបួសលើត្រចៀករបស់ខ្លួនបានតែមិនដឹងថាមកពីអ្វីបុរសនោះបែរជាចេញទៅដោយមិននិយាយមួយម៉ាត់រ៉េនិងម្ចាស់ហាងប្រញាប់ទៅជួប Niels ភ្លាមដើម្បីសួរពីលទ្ធផល ในការចរចាហើយគួរឲ្យសោកស្ដាយអ្វីដែលនីលអាចប្រាប់បានគឺការចរចាទទួលបរាជ័យដូច្នេះចំនួនមួយនេះ ជាមិនរួចឡើយម្ចាស់ហាងបាក់ទឹកចិត្តយ៉ាងខ្លាំងពេលឮដំណឹងនេះ Niels ក៏បញ្ជាក់បន្ថែមថាលក្ខខណ្ឌដែល Hector ទាមទារនោះគឺមិនអាចទទួលយកបានទាល់តែសោះគេចង់ឲ្យអង្គការរបស់ Niels ទាំងមូលស្ថិតក្រោមការគ្រប់គ្រងរបស់គេដែលវាអាក្រក់ជាងការបើកឆាប្រយុទ្ធជាមួយពួកវាទៅទៀតគាត់ក៏សូមទោសម្ចាស់ហាងនឹងរៃរួចណែនាំពួកគេឲ្យបង្កើនការប្រុងប្រយ័ត្នហើយស្នាក់នៅក្នុងកន្លែងលាក់ខ្លួនទៅពេលចេញពីហាងរៃដើរតាមផ្លូវម្នាក់ឯងបណ្ដើគិតបណ្ដើថា វានឹងពិបាកធ្វើដំណើរយ៉ាងណាប្រសិនបើសង្គ្រាមនេះទូឡើងមែនដើម្បីត្រៀមខ្លួនទប់ទល់នឹង វិបត្តិដែលចិត្តមកដល់នេះគេសម្រេចចិត្តប្រមូលស្បៀងអាហារឲ្យបានច្រើនតាមដែលអាចធ្វើបានស្រាប់តែគេប្រទះឃើញ Humphrey នៅក្នុងឡានដែលនេះធ្វើឲ្យរ៉េសង្ស័យយ៉ាងខ្លាំងព្រោះគេមិនដែលឃើញឡានបែបនេះនៅតំបន់ទី50នោះទេទើបគេសម្រេចចិត្តតាមដានក្រោយមកយើងក៏លេចមកមើលក្រងទ្វារចូលក្រុមរបស់ Hector នៅផ្លូវទី18វិញមេធំ Hector កំពុងតែធ្វើខ្លួនដូចជាកូនចៅម្នាក់នៅចំពោះមុខបរិសុទ្ធដែលទើបតែចុះពីឡានម្នាក់នេះអំណាចរបស់បរិសុទ្ធនោះពិតជាគួរឲ្យខ្លាចហើយក៏មិនតន់នឹងច្បាស់ថាគេជាអ្នកណាឡើយវ៉ែងតាមួយចំហៀងនៅភ្នែកឆ្វេងរត់តែធ្វើឲ្យគេមើលទៅលេចធ្លោខ្លាំងសំបីតែរ៉ៃក៏មើលទៅមិនស្គាល់បុរសម្នាក់នេះដែរបន្ទាប់មកគេចាប់អារម្មណ៍ឃើញពណ៌នាវារបស់បុរសនោះមានពណ៌ខៀវចាស់ហើយបើយើងហៅវាថាពណ៌ខ្មៅក៏មិនខុសដែរពណ៌នោះស្តៀងនឹងម៉ាណារបស់ Columns ពេលពួកវាធ្វើចលនាគេក៏ឆ្ងល់ដែរអំពីកង់រង្វង់ជុំវិញនាវារបស់បុរសនេះមិនត្រឹមតែប៉ុណ្ណោះមានម៉ាណាយ៉ាងច្រើនសន្ធឹកសន្ធាប់ហុំព័ទ្ធកង់រង្វង់នោះទៀតផងហើយមើលទៅហាក់ដូចជាគេកំពុងប្រើកងទាំងនោះដើម្បីទប់ម៉ាណាមិនឲ្យលេចចេញមកគេប្រកាសក្នុងចិត្តថាបុរសម្នាក់នេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់ហើយគេចាំបាច់ត្រូវតែប្រាប់នីលពីរឿងនេះឈុតឆាកក៏កាត់ទៅកាន់ទីតាំងក្រុមរបស់នីលនៅផ្លូវទី17ដែលយើងឃើញថាកូនចៅរបស់នីលក៏កំពុងតែត្រៀមខ្លួនសម្រាប់សង្គ្រាមនេះដូចគ្នារ៉េក៏បានមកដល់ទីនោះហើយធ្វើឲ្យឆ្មាំយាមម្នាក់នេះភ្ញាក់ព្រឺតពេលគេលេចមុខមកព្រាមបែបនេះព្រោះឆ្មាំនោះមិនដឹងថារ៉ាយចូលមកក្នុងមូលដ្ឋានបានដោយរបៀបណាទេរ៉ាយក៏ប្រាប់ថាមកពីទ្វារបើកចំហទើបគេចូលមកបន្ទាប់មកគេក៏សួររកវត្តមានរបស់នីលហើយឆ្មាំយាមក៏បញ្យល់ថាមេរបស់ខ្លួនបានចេញទៅរៀបចំផែនការសម្រាប់សង្គ្រាមបាត់ហើយព្រមទាំងប្រាប់ថាវា
គ្រូថាណាស់ដូច្នេះរីក៏គួរតែត្រឡប់ទៅវិញដែរដោយសារតែនីលមិននៅទីនេះរីក៏សម្រេចចិត្តផ្ដាំផ្ញើសារ តាមរយៈឆ្មាំយាមម្នាក់នេះទៅចុះប៉ុន្តែគេមិនដឹងថាត្រូវបញ្យល់ឆ្មាំនេះយ៉ាងម៉េចទេថាពួកសត្រូវមានអ្នកចេះប្រើវេទមន្តក្នុងក្រុមនោះដូច្នេះគេគ្រាន់តែប្រាប់ឆ្មាំយាមឲ្យនាំពាក្យទៅកាន់នីយោថាគាត់គួរតែប្រុងប្រយ័ត្ននឹងបរិះពាក់វ៉ែនតាមមួយចំហៀងនោះក្រោយមករីក៏បានត្រឡប់មករកក្មេងៗនៅក្នុងតង់វិញប៉ុន្តែគេអង្គុយនៅខាងក្រៅជាមួយផេលក៏បានសួរគេអំពីគំនិតរបស់គេជុំវិញរឿងនេះចំពោះអ្នកដែលនឹងឈ្នះក្នុងចំនួននេះនិយាយទៅរាយនៅតែមិនប្រកាសថាគូគ្រប់គ្រងខាងណានោះទេ ជាពិសេសដោយសារតែក្រុមទាំងពីរមើលទៅមានកម្លាំងផាកផែគ្នាតែផ្ទាល់ខ្លួនរាយគ្រប់គ្រង Niels ព្រោះគេជឿថាវាជាផ្លូវតែមួយគត់ដែលអាចធានាសុវត្ថិភាពក្មេងៗបានប្រសិនបើ Hector ឈ្នះសង្គ្រាមនេះក្មេងអនាថាទាំងនោះនឹងត្រូវបានលុកទៅជាទាសកស្រាប់តែពួកគេឮសំឡេងដ៏គួរឲ្យខ្លាចមួយដែលធ្វើឲ្យរាយប្រុងប្រយ័ត្នខ្ពស់រួចទិដ្ឋភាពក៏បដូរទៅផ្លូវទី17ជាកន្លែងដែលទាហានរបស់ Niels កំពុងខិតខំតស៊ូប្រយុទ្ធជាមួយពួក Golem ទាំងនេះប៉ុន្តែគ្រប់កំភ្លើងដែលបាញ់ស្រោចទាំងនោះគ្មានអត្តពលលើពួកវាទេដើម្បីវាយបកសត្វនោះបានបញ្ចេញថាមពលវេទមន្តពណ៌ខៀវចាស់យ៉ាងច្រើនសន្ធឹកកំទេចគ្រប់យ៉ាងនៅតាមផ្លូវរបស់វាហើយហាក់បីដូចជាមិនទាន់គ្រប់គ្រាន់អា Golem នោះបានសម្លាប់បុរសទាំងនោះដោយដៃតែដូចជាច្បាច់បាញ់ប៉ោះអ្នកដែលបញ្ជា Golem ទាំងនោះពិតណាស់គឺអាចង្រៃពាក់វ៉ែនតាមកខាងនេះឯងគេពេញចិត្តខ្លាំងណាស់ជាមួយស្នាដៃរបស់គេហើយបានបញ្ជាបន្តឲ្យកំទេចគ្រប់យ៉ាងនៅទីនេះបន្ទាប់មកយើងត្រឡប់មកកម្មស្ពានជាកន្លែងក្មេងៗរស់នៅវិញគណៈរាយកំពុងគិតចង់ទៅជួយប្រយុទ្ធស្រាប់តែផេលចាប់ដៃគេឲ្យហត់មិនឲ្យទៅពេលពួកគេកំពុងឆ្លោះគ្នាថានរណាគួរតែមើលស្ថានភាពការប្រកែកគ្នាក៏បានធ្វើឲ្យ Josephine ភ្ញាក់ប៉ុន្តែផេលប្រញាប់ប្រាប់នាងថាពួកគេនឹងត្រឡប់មកវិញឆាប់ៗដូច្នេះនាងគួរតែចូលទៅគេក្នុងតង់វិញទៅទីបំផុតផេលក៏យល់ព្រមតាមការទទូចរបស់ក្មេងប្រុសយើងគេសម្រេចចិត្តនៅមើលក្មេងៗនៅទីនេះគណៈអនុញ្ញាតឲ្យរាយចេញទៅមើលបន្តតែគេក៏បានផ្ដាំមិនឲ្យទៅឆ្ងាយពេកទេហើយត្រូវបញ្ញាត្រឡប់មកវិញពេលដឹងរឿងរ៉ាវក្រោយសន្យាថានឹងត្រឡប់មកវិញឲ្យលឿនបំផុតទីបំផុតរេក៏ទៅដល់កន្លែងការហេតុហើយគ្រប់យ៉ាងកំពុងស្ថិតក្នុងភាពវឹកវរទិដ្ឋភាពក្រោយការប្រយុទ្ធពិតជាឃូឃើណាស់គ្រប់យ៉ាងត្រូវភ្លឿនឆេះខ្ទេចហើយសាកសពទាហានដៃជើងដេកពីពេញទីនោះទាហានសក់ក្រហមម្នាក់ដែលយើងធ្លាប់ឃើញពីមុនហាក់បីដូចជានៅមានជីវិតនៅឡើយគេបានប្រាប់ក្មេងប្រុសយើងថាពួកចង្រៃនោះបាននាំយក Golem មកជាមួយហើយបុរសពាក់វ៉ែនតាមកខាងកំពុងតែបញ្ជាពួកវាបន្ទាប់មកគេក៏ប្រាប់ឲ្យក្មេងប្រុសយើងរត់គេចឲ្យឆ្ងាយមុនពេលស្លាប់រួចគេក៏ដាច់ខ្យល់ស្លាប់មួយរូបពេជ្រដោយសាររាងកាយត្រូវបានហែកជាពីរកំណាត់ការកាប់សម្លាប់នេះធ្វើឲ្យរេឈឺចាប់យ៉ាងខ្លាំងគេបានបិទភ្នែកឲ្យកំសត់ទាហាននោះរួចរើសយកកំបិតពីលើដីហើយសម្រាប់ចាត់ដើរទៅមុខបន្តគេជឿជាក់ថាតាមមើលស្ថានភាពនានាប្រកបបច្ចាញ់ដូច្នេះគេចង់ជួយនាវតាមដែលអាចធ្វើទៅបានគណៈរេកំពុងរវល់ទិដ្ឋភាពប្រកាសទៅក្រមស្ពានវិញស្រាប់ពេលជាមួយគ្នាជាកន្លែងដែលក្មេងៗធ្លាប់រស់នៅមើលទៅសំបីតែក្មេងៗក៏មិនទុកជីវិតឲ្យដៃពួកគេត្រូវសម្លាប់យ៉ាងប្រេផ្សៃហើយសល់តែផែលកំពុងអោប Josephine ជន់ដៃដុលនៅពីក្រោយរឿងនេះគឺជាអា Golem ដែលយើងបានឃើញមុននេះអាសត្វគ្មានប្រលឹងនោះចាប់ផ្ដើមប្រមូលផ្ដុំធម្មពលពណ៌ខៀវចាស់នៅក្នុងបាតដៃរបស់វាដើម្បីបាញ់ប្រហារទៅលើផេលគណៈផេលឯនោះវិញកំពុងស្រក់ទឹកភ្នែកចុងក្រោយដោយបួងសួងសុំកុំឲ្យរេត្រឡប់មកទីនេះវិញអីផ្លូវទី17នៃ Central Plaza កំពុងត្រូវភ្លើងឆេះគេបានមកដល់ទីនេះយឺតពេលទៅហើយសម្រាប់ទិដ្ឋភាពដ៏គួរឲ្យរន្ធត់នេះគេឃើញតែសាកសពកូនចៅរបស់នាងប៉ុណ្ណោះប៉ុន្តែអ្វីដែលចម្លែកគឺបែរជារកមិនឃើញសាកសពរបស់គេទៅវិញបញ្ជាក់ថាគេនៅរស់សំឡេងក្រហឹមខ្លាំងៗពីក្រោយខ្នងបានធ្វើឲ្យរេប្រញាប់ងាកទៅមើលមួយរំពេចពេលដឹងពីប្រភពសំឡេងគេក៏ប្រញាប់រត់សម្ដៅទៅតង់ភ្លាមពេលមកដល់ទីនេះទាំងហត់នឿយដង្ហើមញាប់ហើយហត់ដង្ហើមចោលដោយសារការរត់វាគឺជារូបភាពដ៏រន្ធត់មួយទៀតដែលគេបានឃើញសាកសពនរណាម្នាក់នៅខាងមុខអា Golem នោះដាវកំហឹងពូកញ្ជ្រោរេបានស្ទុះទៅកាប់វាជាមួយដាវភ្លើងរបស់គេប៉ុន្តែអាសត្វនេះបានយ៉ាងយូរលឿនងាកមកវិញហើយដាវមួយដៃយ៉ាងចាស់ដៃចំពោះរបស់ក្មេងប្រុសយើងវាបានស្ទុះមករកគេជាមួយទំហំកម្លាំងដ៏មហាសាលយ៉ាងណាមិញរ៉ៃមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងពេលខ្ទាតទៅបុកជញ្ជាំងស្ថិតលើមាត់ជ្រុះនៃបរាជ័យគេមិនចង់មកបងទេហើយសង្ឃឹមថាមនុស្សជាទីស្រឡាញ់របស់គេមានសុវត្ថិភាពទាំងអស់គ្នាស្របពេលនោះក៏មានសម្លេងមួយមិនលឺឡើងក្នុងចិត្តគេបាននៅឃើញរឿងរ៉ាវរបស់ក្មេងៗនៅមនុស្សដែលស្រឡាញ់គេរាល់ពេលដែលគេត្រឡប់មកវិញវាបានផ្ដល់កម្លាំងចិត្តដល់គេមួយផ្លែតមុនការចងចាំផ្អែមល្ហែមទាំងនោះคล้ายជាសុបិនអាក្រក់ក្មេងៗទាំងអស់ត្រូវបានគេសម្លាប់យ៉ាងព្រៃផ្សៃ Loren Lea ក៏ឌូន Mel Josephine និង Phel ឡើងនៅទៀតហើយរេបដិសេធការពិតទាំងឈឺចាប់ហើយលូកដៃទៅរកពួកគេមិនអាចទទួលយកការស្លាប់របស់ពួកគេទាំងមិនទាន់បានសងគុណសេចក្តីល្អនេះទេប៉ុន្តែវាហាក់គ្មានន័យអ្វីឡើយព្រោះតែក្មេងប្រុសសក់ប្រាក់ម្នាក់នេះក៏រៀបនឹងស្លាប់ដែរស្រាប់តែគេឮសំឡេងយ៉ាងធ្លាប់ប្រជាមួយជាសំឡេងដូចតគីធ្លាប់ឮអំឡុងពេលប្រយុទ្ធនេះគឺជាអាហ្គោលឹមចង្រៃដែលជាអ្នកសម្លាប់ក្មេងៗទាំងនោះហើយពេលនេះវាកំពុងតែរៀបចំបាញ់ប្រហារដើម្បីបញ្ចប់ជីវិតរេដូចគ្នាក្មេងៗដ៏កំសត់ទាំងនេះព្រមទាំងកូនចៅរបស់នាលនិងសូម្បីតែមនុស្សម្នាតាមដងផ្លូវសោកនាដកម្មទាំងអស់ដែលកើតឡើងគឺដោយសារតែអាសត្វចម្លែកនេះឯងរេបានតាំងចិត្តសងសឹកឲ្យបានទោះត្រូវចំណាយអ្វីក៏ដោយក្តីគេបានប្រមូលកម្លាំងកាយចិត្តទាំងអស់នឹងធម៌ពួកដែលនៅសល់ចុងក្រោយបញ្ចូលគ្នារហូតគេអាចមានកម្លាំងក្រោកឈរបានប៉ុន្តែរាងកាយរៃនេះមិនស្ដាប់បញ្ជាសោះស្រាប់តែមានឡានមួយត្រូវគេគប់សម្ដៅទៅ Golem នោះយ៉ាងខ្លាំងធ្វើឲ្យវាខ្ទាតចេញណែបានស្ទុះចេញពីក្នុងឡានយ៉ាងលឿនដើម្បីមកជួយសង្គ្រោះរាយសំណាងល្អណាស់ដែលក្មេងនេះមិនទាន់មានរបួសធ្ងន់ធ្ងរនៅឡើយប៉ុន្តែក្មេងប្រុសពោពេញដោយភាពភ័យខ្លាចហើយមិនហ៊ានប្រាប់ពីដំណឹងនៃការស្លាប់របស់ក្មេងៗដទៃទេណាល់បានងាកមើលដោយក្តីរន្ធត់រួចក៏បានដឹងការពិតអំពីអ្វីដែលបានកើតឡើងគាត់បានសុំទោសក្មេងនេះដែលគាត់មកជួយយឺតពេលប៉ុន្តែរេមិនចង់ទទួលយកថានេះគឺជាកំហុសរបស់គេនោះឡើយណៃបានដឹងថាក្មេងនេះកំពុងខូចចិត្តយ៉ាងខ្លាំងហើយបន្ទោសខ្លួនឯងចំពោះការស្លាប់របស់ពួកគេគាត់ក៏បានអោបលួងលោមគេចំណែកឯកូនចៅរបស់គាត់វិញគឺស្លាប់អស់ហើយ
អ្នកនៅពីក្រោយរឿងនេះច្បាស់ជា Hector ដែលបានហៅពួក Mage ពីក្រៅមកសម្រាប់ពួកគេទាំងអស់សំណួរនៅពេលនេះគឺតើគេត្រូវធ្វើអ្វីបន្តទៀត News មានបំណងចង់ត្រឡប់ទៅផ្លូវធំវិញដោយសង្ឃឹមថានឹងអាចស្វែងរកអ្នកដែលនៅរស់រានមានជីវិត មុនពេលដែលគាត់ហ៊ាននឹងនិយាយរៀបរាប់អំពីផែនការបន្តរបស់គាត់ស្រាប់តែ Nice ត្រូវបានបាញ់ទម្លុះដោយកាំរស្មីឡាស៊ីដ៏សាហាវ ចំកណ្ដាលទ្រូងរបស់គាត់ផ្នែករបស់ Ray បើកធំៗដោយក្តីតក់ស្លុតពេលឃើញ Golem ឈរនៅពីក្រោយដែលទើបតែវាយប្រហារសម្លាប់នេះ តើលើណាលបរោះកំសត់នេះមានប្រហោងចំទ្រូងទៅហើយតែគាត់នៅតែអាចញញឹមបានទៀតពិតជាអស្ចារ្យមែនណាលបានដួលទៅក្នុងរង្វង់ដៃរបស់ក្មេងប្រុស ដោយរៀបអាស្រ័យឲ្យឈ្មោះគាត់ទាំងអស់សង្ឃឹមគេមិនដឹងថាមានរឿងអ្វីកើតឡើងផងអបាញ់មែននេះបេះដូងរបស់គេលូតញាប់ខ្លាំងមែនទែននៅពេលដែល គេនៅឃើញដល់ការវឹកហាត់ជាមួយ Nice និងការចែករំលែកអនុស្សាវរីយ៍ទាំងអស់បេះដូងក្មេងប្រុសនេះពោពេញដោយគំនុំសងសឹកដើម្បីប្រឈមមុខជាមួយ Golem ដ៏ចង្រៃដែលបានសម្លាប់មនុស្សដែលគេស្រឡាញ់ទាំងអស់ Golem នោះមានគោលដៅសម្លាប់ក្មេងប្រុសនេះបន្តទៀតប៉ុន្តែលើកនេះ Ray គឺជាអ្នកដែលកំពុងឆេះឆួលជាមួយគំនិតចង់សម្លាប់គ្រប់យ៉ាងដែលនៅនឹងមុខភ្លៀងពណ៌ខ្មៅបានធ្លាក់ចុះមកវាមានទាំងការបាត់បង់ភាពបរាជ័យនិងក្តីវិបដិសារីប៉ុន្តែអ្វីដែលលើសពីនេះទៅទៀតនោះ អ្វីដែលរាយចង់បានបំផុតនោះគឺការរត់គេចពីសុបិនអាក្រក់ដ៏គួរឲ្យរន្ធត់នេះហើយភ្ញាក់ឡើងដើម្បីកែប្រែគ្រប់យ៉ាងឡើងវិញប៉ុន្តែនេះជាការពិតដែលគេមិនអាចធ្វើអ្វីបានឡើយ Golem បានចង្អុលដៃមកកាន់គេដែលមានគោលបំណងចង់បញ្ចប់ជីវិតរបស់ក្មេងប្រុសនេះ ជាការឆ្លើយតបក្មេងប្រុសនេះក៏ធ្វើដូចគ្នាដែរដោយធម្មពលរបស់គេប្រែជាពណ៌ក្រហមឆ្អៅពួកគេទាំងពីរបានត្រៀមការវាយប្រហារចុងក្រោយរៀងៗខ្លួនហើយនៅ ទីបំផុតកាំរស្មីទាំងពីរក៏បានបញ្ចេញមកកាំរស្មីដ៏មានធម្មពលបំភ្លេចបំផ្លាញទាំងពីរបានប៉ះទង្គិចគ្នាប៉ុន្តែមានរឿងមួយដែលខុសប្លែកពីធម្មតាអំពី Ray គេគឺជាមនុស្សដែលមានមនោសញ្ចេតនាមិនមែនជាមនុស្សយួនទេគេមានហេតុផលនិងអារម្មណ៍ក្នុងការប្រយុទ្ធនោះហើយជាមូលហេតុដែលការវាយប្រហាររបស់គេមានកម្លាំងសកត់ទៅលើ Golem មួយនោះព្យុះភ្លើងដ៏សន្ធោសន្ធៅបានផ្ទុះឡើងហើយឆាបឆេះសត្វចម្លែកនោះរហូតក្លាយទៅជាកំទេចផេះផង់នៅពេលដែល ការវាយប្រហាររបស់គេបានបញ្ចប់ស្នាមរលាយត្រូវបានដកជាប់នៅលើដីយ៉ាងជ្រៅបន្ទាប់មកក្មេងប្រុសក៏បានប្រញាប់ប្រញាល់ទៅជួយ Niles ដើម្បី ដាស់គាត់ឲ្យដឹងខ្លួនគេមិនចង់ឲ្យគាត់ស្លាប់ទេទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ Niles នៅមានដង្ហើមនៅឡើយក្នុងវិនាទីចុងក្រោយនេះ គាត់កំពុងតែឈឺចាប់ខ្លាំងបំផុតហើយមិននឹកស្មានថាគាត់នឹងស្លាប់ដោយស្ងប់ស្ងាត់បែបនេះទេប៉ុន្តែអ្វីដែលគាត់នឹកស្មានម្ដងនោះគឺគាត់នឹងត្រូវ ស្លាប់នៅថ្ងៃនេះបែបម្ដងដោយគាត់ថាគាត់គ្មានអ្វីត្រូវស្ដាយក្រោយក្នុងជីវិតនេះទេ Niles បានទទួលយកដោយស្ងប់ស្ងាត់ថាគាត់ទទួលបានជោគជ័យ ច្រើនណាស់តាំងពីពេលដែលគាត់ចាប់ផ្ដើមមកប៉ុន្តែគាត់បានធ្វើខុសដែលខំប្រឹងតស៊ូនៅពេលដែលវាយឺតពេលទៅហើយក្នុងជីវិតរបស់គាត់ដែលវាធ្វើឲ្យគាត់មានការសោកស្ដាយនិងមានអារម្មណ៍ខុសចំពោះស្ថានភាពនេះ Niles មានអាយុប្រហែលក្មេងនេះដែរនៅពេលដែលរឿងនេះកើតឡើង Ray ចង់ចាក់ចេញទៅរកថ្នាំពីក្នុងឡានប៉ុន្តែគេត្រូវបានបញ្ឈប់ដោយបរិសុទ្ធចំណាស់នេះគាត់ចង់ឲ្យក្មេងនេះធ្វើរឿងមួយហើយនោះគឺការចាក់ចេញពីកន្លែងដ៏ចង្រៃនេះ Niels ប្រាថ្នាចង់ឲ្យក្មេងប្រុសនេះទៅរស់នៅកន្លែងផ្សេងដែលមានជីវិតប្រសើរជាងនេះពួកគេតែងតែមានភាពស្និទ្ធស្នាលជាមួយគ្នាដូចជាបងប្អូនបង្កើតអញ្ចឹងប៉ុន្តែពេលនេះ Niles គ្រាន់តែចង់ឲ្យ Ray ទទួលបានអ្វីដែលល្អបំផុតដើម្បីឡើងទៅកាន់កំពូលទីជាងរស់នៅឯបាទសង្គមបែបនេះនិយាយពាក្យទាំងនេះចប់ដង្ហើមចុងក្រោយរបស់ Niles ក៏បានផុតរលត់ពីខ្លួនប្រាណគាត់ខណៈដែលដៃរបស់គាត់បានរបូតចេញពីបាត់ដៃរបស់ក្មេងប្រុសពេលនេះគាត់មិនមានជីវិតនៅលើលោកនេះទៀតទេ Ray មានពេលតែបន្តិចបន្តួចប៉ុណ្ណោះដើម្បីទទួលយកការពិតដែលទើបតែកើតឡើងមុនពេលដែលគេពោពេញទៅដោយ កំហឹងនឹងភាពអស់សង្ឃឹមដោយបានស្រែកយ៉ាងខ្លាំងកណ្ដាលដំណក់ភ្លាមនៅអារម្មណ៍ដែលគេទើបតែដឹងជាលើកដំបូងបន្ទាប់មកក្មេងនេះបានអង្គុយនៅក្បែរកំណោបាក់បែក ហើយមិនកម្រើខ្លួនមួយសន្ទុះធំគេនៅតែឈឺចាប់នឹងតក់ស្លុតយ៉ាងខ្លាំងដោយមិនអាចរៀបរាប់ពីអ្វីដែលបានកើតឡើងបានទេក្រៅពីគិតថាវាត្រឹមជាសុបិន គ្រាន់តែនឹកឃើញដល់ការសម្លាប់រង្គាដ៏គួរឲ្យរន្ធត់កាលពីម្សិលមិញមនុស្សដែលគេបាត់បង់នឹងអារម្មណ៍ដែលកំពុងវិលវល់ដូចមនុស្សឈួតមានរឿងខ្លះខុសប្លែកចំពោះស្ថានភាពមួយនេះ Ray បានបញ្ចេញអំដាតភ្លើងបន្តិចនៅក្នុងបាតដៃរបស់គេដោយដឹងថាអារម្មណ៍របស់គេគឺមានទំនាក់ទំនងយ៉ាងផ្ទាល់ ទៅនឹងកម្លាំងនៃមន្តអាគមភ្លើងរបស់គេប៉ុន្តែការបញ្ចេញអារម្មណ៍ជ្រុលពេកក៏អាចធ្វើឲ្យមន្តអាគមរបស់គេរលត់ទៅវិញយ៉ាងងាយស្រួលផងដែរដែលវាទើបតែកើតឡើង អូម៉ាញ់វិញនេះឯង Ray បានដឹងច្បាស់ថាគេមិនអាចរងចាំនៅទីនេះបានទៀតទេហើយក៏សម្រេចចិត្តផ្លាស់ទីចេញសាកសពរបស់មនុស្សដែលគេស្រឡាញ់គឺត្រូវបានរៀបចំទុកដាក់រួចរាល់អស់ហើយបេសកកម្មបន្ទាប់របស់គេគឺការសងសឹកដោយលែងខ្វល់ខ្វាយពីផលវិបាកខាងសិលធម៌នៃសកម្មភាពរបស់គេទៀតហើយ ត្រឡប់មកផ្លូវទី17វិញគម្រោសាកសពកំពុងត្រូវបានគេប្រមូលពេលនេះអ្នកគ្រប់គ្នាបានដឹងហើយថា Hector គឺជាអ្នកឈ្នះនៅក្នុងការប្រកួតនេះហើយគ្រប់យ៉ាងនៅទីនេះនឹងកាន់តែលំបាកជាងមុនទៅទៀតចាប់ពីពេលនេះតទៅពួកមនុស្សអាក្រក់បានសើចចំអកឲ្យណាយដែលមិនព្រមទទួលយកសំណើរបស់ពួកគេRayបានមកដល់ទីនេះបាត់ទៅហើយដោយបានរកឃើញគោលដៅរបស់គេជាមួយកំបិតមួយនៅក្នុងដៃស្រាប់តែពីនោះគេត្រូវបានចាប់ទាញដោយ នរណាម្នាក់ពីក្រោយហើយគេក៏បានអារប់បរោះនោះភ្លាមៗដោយការកាប់តែមួយកំបិតប៉ុណ្ណោះប៉ុន្តែការកាប់នោះវាមិនមុតជ្រៅគ្រប់គ្រាន់ ក្នុងការសម្លាប់បុរសនេះទេហើយគាត់បានព្យាយាមបញ្យល់ហេតុផលដល់ក្មេងនេះយ៉ាងអស់ពីសមត្ថភាព Ray មិនខ្វល់ថាគេកំពុងប្រយុទ្ធជាមួយនរណាទេព្រោះគោលដៅតែមួយគត់របស់គេគឺកម្ចាត់ក្រុមរបស់ Hector ទាំងមូលឲ្យវិនិច្ឆ័យសាបស៊ូនតែម្ដងគេបានកាប់ទៅលើរាងកាយបុរសម្នាក់នេះយ៉ាងសាហាវឃោឃៅបំផុតដែលធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងខ្លួនគាត់នឹកស្មានមិនដល់សោះថាក្មេងប្រុសនេះកាន់តែខ្លាំងជាងមុនទៅទៀតប្រសិនបើគាត់មិនតបតឲ្យបានត្រឹមត្រូវនឹងទាន់ពេលទេនោះ Ray នឹងវាយគំទេចគាត់យ៉ាងចាស់ដៃហើយបញ្ចប់ជីវិតរបស់គាត់ជាមិនខានដូច្នេះគាត់ក៏សុខចិត្តបណ្ដោយឲ្យខ្លួនឯងត្រូវគេចាក់ចំស្មា វាពិតជារឿងមួយដែលធ្វើឲ្យ Ray ភ្ញាក់ផ្អើលយ៉ាងខ្លាំងប៉ុន្តែស្ថានភាពនេះត្រូវបានផ្លាស់ប្ដូរភ្លាមៗពេលដែលបុរសនោះបានវាយសង្កត់ Ray ទៅលើដីយ៉ាងសាហាវ មួយដៃនេះធ្វើឲ្យគាត់ដឹងថាក្មេងនេះល្ងងនឹងហ៊ានបដូរស្លាប់ខ្លាំងប៉ុណ្ណាដើម្បីតែការសងសឹកនោះហើយជាមូលហេតុដែលនៅពេលនេះ
បុរសនោះបានផ្ដល់សំណើមួយដែលនឹងធ្វើឲ្យរាយពេញចិត្តហើយ Egghead បានផ្ដល់ហេតុផលថាគេមិនគួរស្លាប់ដោយសត្វឆ្កែនៅក្នុងការខិតខំប្រឹងប្រែងបែបនេះទេ ដើម្បីសងសឹកក្មេងប្រុសក៏ក្រោកឈរហើយបានដឹងពីបរិនោះថាគេត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់អស់មួយរយៈមកហើយពេលនេះគាត់ ចង់ឲ្យក្មេងនោះស្ដាប់គាត់ក្នុងពេលនេះស្ងាត់ស្ងៀម Humphrey ពួកគេហៅគាត់ថា Egghead គឺដោយសារតែគាត់ជាមនុស្សដែលពូកែបំផុត ជាឃាតករដ៏ស្ងាត់កំបាំងម្នាក់ហើយពេលនេះ Humphrey គឺជាអ្នកដែលកំពុងតែបង្ហាញទឹកមុខអស់សង្ឃឹមដែលនេះជាភស្តុតាងបញ្ជាក់ គ្រប់គ្រាន់ថាគាត់នឹងមិនបោកប្រាស់ក្មេងនេះទេរាយយល់ព្រមស្ដាប់គាត់ហើយបានដឹងថា Humphrey ពិតជាចង់ឲ្យក្មេងប្រុសនេះ ចាក់ចេញពីតំបន់នេះគោលបំណងរបស់គាត់គឺដើម្បីស្វែងរកអូនប្រុសរបស់គាត់ដែល Hector បានលក់ទៅឲ្យទីក្រុងរបស់ពួកវេទមន្តហើយ Hector ធ្លាប់បាននិយាយថា ប្រសិនបើ Humphrey ធ្វើការឲ្យគាត់រយៈពេល10ឆ្នាំគាត់នឹងប្រាប់ពីទីតាំងប្អូនប្រុសរបស់គាត់នេះជាហេតុផលតែមួយគត់ដែលគាត់បាន បម្រើការឲ្យគេហើយនៅពេលនេះគាត់ជឿជាក់ថាប្អូនប្រុសរបស់គាត់គួរតែមានអាយុស្របាលនឹង Ray ដែរប៉ុន្តែវានៅតែមិនទាន់ច្បាស់ទេសម្រាប់ ក្មេងប្រុសថាហេតុអ្វីគេគួរតែទទួលយកសំណើនេះតាំងពីដំបូងនោះទីបំផុត Humphrey ក៏បានបង្ហាញពីអាចកំបាំងរបស់ Ray ថាគាត់ បានដឹងថាក្មេងនេះចេះប្រើប្រាស់ធម្មពលវេទមន្តវាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយប៉ុន្តែ Humphrey នៅតែបន្តថាគាត់ពិតជាប្រកបក្នុងចិត្ត បន្ទាប់ពីបានឃើញការប្រយុទ្ធរបស់គេនៅក្នុងឃ្លាំងទោះបីជាការប្រើប្រាស់វេទមន្តរបស់ក្មេងនេះនៅមានកម្រិតក៏ដោយវានៅតែមិនទាន់គ្រប់គ្រាន់ដើម្បីប៉ង យកឈ្នះ Hector នៅពេលនេះឡើយព្រោះថា Hector តែងតែត្រូវបានការពារដោយគ្រូវេទមន្តដ៏មានឥទ្ធិពលម្នាក់ដូច្នេះឱកាសនៅក្នុងការសម្លាប់ គេភ្លាមៗគឺស្ទើរតែគ្មានតែម្ដងធម្មពលម៉ាណាពណ៌ខ្មៅងងឹតដែលបញ្ចេញចេញពីគ្រូវេទមន្តនោះពិតជាគួរឲ្យខ្លាចខ្លាំងណាស់ហើយ Humphrey បានប្រៀបធៀបរូបរាងរបស់គេទៅនឹងបិសាចនៅក្នុងករណីដែលមានអ្នកណាម្នាក់ព្យាយាមក្បត់ពួកគេគ្រូវេទមន្តម្នាក់នោះនឹងបង្កក់ ពួកគេទាំងស្រុង Humphrey នៅចាំបានយ៉ាងច្បាស់អំពីបុរសម្នាក់ដែលថប់ដង្ហើមស្លាប់ជាមួយនឹងទឹកមួយចានដែលគ្របលើក្បាលរបស់គាត់គ្រូវេទមន្តនោះ គឺពិតជាខ្លាំងអស្ចារ្យខ្លាំងមែនទែននោះហើយជាមូលហេតុដែលគាត់ចង់ឲ្យក្មេងនេះចាក់ចេញពីទីនេះជាបណ្ដោះអាសន្នសិនដើម្បីឲ្យគេ អាចវិលមកសងសឹកនៅពេលក្រោយដែលគេមានឱកាសល្អជាងនេះ Ray មិនអាចប្រកែកពីហេតុផលរបស់ Humphrey ឡើយព្រោះថាគេនៅមិនទាន់បាន រៀនវេទមន្តច្បាស់លាស់ទេហើយគ្រាន់តែប្រើវាតាមការស្មានតែប៉ុណ្ណោះប្រសិនបើគេប្រយុទ្ធជាមួយគ្រូវេទមន្តកម្រិតខ្ពស់គេនឹងគ្មានសង្ឃឹមឈ្នះ សូម្បីតែបន្តិចក្នុងការប្រកួតនោះទីក្រុងរបស់ពួកវេទមន្តគឺស្ថិតនៅក្បែរដើមទន្លេ Elton ហើយមានតែពួកគ្រូវេទមន្តតែប៉ុណ្ណោះទើបត្រូវបានអនុញ្ញាតឲ្យឈានជើងចូលទៅខាងក្នុង Humphrey បានប្រគល់ប្រាក់សន្សំពេញមួយជីវិតរបស់គាត់ទាំងអស់ទៅឲ្យក្មេងប្រុសនេះព្រមទាំង ព័ត៌មានលម្អិតអំពីអត្តចរិតនិងលក្ខណៈសម្បត្តិរបស់ប្អូនប្រុសគាត់រាយពិតជាភ្ញាក់ផ្អើលដែលត្រូវបានគេទុកចិត្ត ជាមួយនឹងលុយទាំងនេះព្រោះថាគេអាចនឹងក្បត់ Humphrey ជានិច្ចប៉ុន្តែបន្ទាប់ពីបានតាមដានក្មេងនេះមួយរយៈមកបុរសនេះដឹងយ៉ាងច្បាស់ថាគេ គឺជាមនុស្សដែលរក្សាពាក្យសន្យាហើយក៏បានឃើញសមត្ថភាពក្មេងនេះគ្រប់គ្រាន់អាចទាញការសន្និដ្ឋានថាគេពិតជាអាចជិះទៅកាន់កម្រិតដែលកាន់តែខ្ពស់បាន នៅតំបន់នោះ Humphrey បានគាំទ្រ Ray ដោយទៅនឹងអ្វីដែល Niles ធ្លាប់បានធ្វើការពីមុនដែរគាត់បញ្ជាឲ្យក្មេងប្រុសប្រញាប់ធ្វើការសម្រេចចិត្តព្រោះពួកគេ មិនសូវមានពេលច្រើនទេ Ray ក៏បានបង្កើតលក្ខខណ្ឌផ្ទាល់ខ្លួនគេចង់ឲ្យ Humphrey ជួយចាត់ចែងសាកសពឲ្យបានត្រឹមត្រូវនៅឯ ផ្លូវក្រំដីនោះរួចហើយគេនឹងស្វែងរកប្អូនប្រុសរបស់គាត់វាជាការព្រមព្រៀងដ៏ងាយស្រួលហើយ Humphrey ក៏យល់ព្រមភ្លាមៗ Ray សម្រេចចិត្តចេញទៅ ដោយអះអាងថាគេនឹងត្រឡប់មកវិញដោយសុវត្ថិភាពមិនឲ្យខ្វះសាច់មួយដុំឡើយ Ray បានរត់យ៉ាងលឿនបំផុតដើម្បីធានាថាគ្មានអ្នកណាម្នាក់ អាចតាមគេទាន់ឡើយគេក៏បានមកដល់មុខយាយ Viola ហើយបោះកាក់មួយឲ្យគាត់ដើម្បីសួរសំណួរយ៉ាងលឿនលោកយាយក៏សួរតែសប្បាយចិត្ត អំពីអ្វីដែលក្មេងប្រុសនេះចង់សួរហើយចង់បញ្ជាក់ថាតើរឿងព្រេងដែលតាក់ទងនឹង Intenu គឺជាការពិតឬយ៉ាងណាគេឆ្ងល់ថាតើគេនឹង អាចបួងសួងសុំសេចក្តីប្រាថ្នាបានមែនទេនៅពេលដែលបានជួប Intenu នោះ Ray បានរំលឹកដល់ការចងចាំចាស់មួយដែលគេធ្លាប់បានចែករំលែកជាមួយ ក្មេងៗណែផ្លូវក្រោមដីគេធ្លាប់បាននិយាយយ៉ាងសប្បាយរីករាយអំពីរឿង Intenu និងអំពីរបៀបដែលអ្នកគ្រប់គ្នាអាចនឹងធ្វើការបួងសួងប្រសិនបើ ពួកគេអាចរកឃើញចំណុចដែល Intenu ធ្លាក់ប៉ះនឹងដី Ray បានគិតពីរឿងនេះយ៉ាងយកចិត្តទុកដាក់ដោយសារតែហេតុផលមួយចំនួនហើយវាក៏បានឈានមកដល់ថ្ងៃនេះលោកយាយបានសន្និដ្ឋានថា Intenu គឺពិតជា មានពិតមែនទោះបីជារឿងការបួងសួងត្រូវបានគេមើលរំលងក៏ដោយក្មេងប្រុសនេះ មានអារម្មណ៍ថាលោកយាយគ្មានការស្ទាក់ស្ទើរនោះទេហើយម៉ាណារបស់គាត់គឺនៅតែពណ៌ស្វាយស្រស់ថ្លាជានិច្ចក្មេងនេះក៏នឹកឃើញពេលដែលគេបានសួរ Humphrey ដែលនេះធ្វើឲ្យគាត់នឹកឃើញដល់ពេលដែលគាត់ត្រូវបានក្មេងម្នាក់សួរអំពី Intenu ដូចគ្នាហើយគ្រូវេទមន្តនោះក៏កំពុងតែស្វែងរក Intenu ដែរដែលនេះក៏មានន័យថាពួកគេមានភស្តុតាងបញ្ជាក់ពីអត្ថភាពរបស់វាក្មេងប្រុសក៏បានសួរទៅកាន់ Viola ថាតើគេអាចនឹង ប្រោះមនុស្សឲ្យរស់វិញបានទេពេលរកឃើញចុងបញ្ចប់នៃ Intenu ជំនួសឲ្យការបដៅចម្លើយយ៉ាងច្បាស់លាស់គាត់បែរជាឆ្លើយយ៉ាងស្រពេចស្រពិលថា ណាក៏អាចបួងសួងសុំអ្វីក៏បានដោយបំណងដែរដូច្នេះវាប្រហែលជាការពិតតើមានអារម្មណ៍ថាលោកយាយកំពុងតែបោកប្រាស់គេទេនៅទីនេះព្រោះខ្ញុំមិនដឹងនោះទេថាតើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរ Viola បានអះអាងថា Intenu គឺពិបាកនឹងរកខ្លាំងណាស់ហើយក៏គ្មានអ្នកណាដឹងថាវាមាននៅឯណានោះទេប៉ុន្តែ ចម្លើយរបស់គាត់គឺគ្រប់គ្រាន់ហើយសម្រាប់រាយគេក៏បានងាកចេញហើយលា Viola ជាមួយនឹងសំណើមួយដើម្បីស្វែងរកកន្លែងថ្មីទោះយ៉ាងណាពេលនេះរាយកំពុងស្ថិតនៅ ជាក្រុងនៃតំបន់ទី50គេកំពុងសង្កេតមើល coordinate ដែល Niles បានសរសេរទុកអានរួចគេក៏កំណត់ទីតាំងរបស់យានយន្តបាន ណៃបានរៀបចំឡានតូចមួយដែលមាន4កៅអីសម្រាប់ការពារពេលមានអាសន្នក្មេងប្រុសក៏លូកដៃចាប់ទ្វារស្រាប់តែមានកូនចៅរបស់ Hector ម្នាក់បានលេចមុខចេញមកដើម្បីចាប់គេឆ្ងល់ថាតើ Nice បានបញ្ជាឲ្យរកឡាននេះមែនទេហើយគ្រាន់តែចង់លេងសើចជាមួយនឹងអារម្មណ៍របស់ក្មេងនេះតើគេបន្ទាប់ពីដុតកំហឹងគេរឿងអារម្មណ៍របស់ណារួច Ray ជឿជាក់ថាគ្មាននរណាតាមប្រមាញ់គេទៀតទេ កូនចៅរបស់ Hector ប៉ុន្តែចុងក្រោយគឺនៅតែមានម្នាក់តាមទាន់គេមិនអាចខាតពីទីក៏ចាប់ទាញទ្វារឡាន
ចូលទៅខាងក្នុងបរោះនោះស្ទុះមករកហើយមុនពេលរេបិទទ្វារជន់នោះក៏ចាប់ទានវាជាប់ហើយស្រែកគំរាមឃើញប្រុស ឲ្យបើកទ្វារឯងបានចំណាយម៉ាណាអស់ច្រើនដូច្នេះវេទមន្តពង្រឹងកម្លាំងគឺមិនសូវមានប្រសិទ្ធភាពប្រមាណទេនៅទីនេះគេបង្ខំចិត្តបាញ់វេទមន្តភ្លើងចេញពីចុងម្រាមដៃចំក្បាលជននោះផ្ទុះខ្ទេចតែម្ដងបន្ទាប់មកគេក៏ធាក់ សាសពចេញហើយជន់ហ្គាបញ្ជាឡានពេញលបឿនទីបំផុតរេនឹងបានឃើញថាជីវិតនៅក្រៅតំបន់50យ៉ាងម៉េចខ្លះ ពេលមកដល់ទីតាំងមួយដ៏ឆ្ងាយក្មេងប្រុសឈប់ឡានហើយពិនិត្យមើលឃ្លោកក្រោយគេពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំង ណាស់បានត្រៀមខ្លួនល្អណាស់គាត់លាក់ទុកទឹកនិងអាហារបំរុងយ៉ាងច្រើននៅខាងក្រោយទោះជាយ៉ាងណាវានឹងត្រូវយកមកប្រើប្រាស់ព្រោះគេត្រូវចំណាយពេលជាច្រើនថ្ងៃទៀតទៅដល់តំបន់បន្ទាប់យប់នោះរេបានបង្កាត់ភ្លើងហើយគិតថាការស្វែងយល់ពីវេទមន្តបន្ថែមនៅតំបន់បន្ទាប់គឺសំខាន់ចំពោះអ្វីដែលគេដឹងច្បាស់នៅពេលនេះរេយល់ថាម៉ាណាមានពីរទម្រង់ទី1គឺម៉ាណាពណ៌ក្រហមដែលអាចប្រើបានដោយមិនបាច់ត្រៀមទុកជាមុនឡើយ ម៉ាណាទី2ទៀមទាឲ្យប្រើប្រាស់ពណ៌ជាច្រើនក្នុងពេលតែមួយការបញ្ជាម៉ាណាគឺមិនងាយស្រួលទេប៉ុន្តែបន្ទាប់ពី បញ្ចូលអារម្មណ៍ជាក់លាក់មួយគេអាចប្រើប្រាស់វាបានកាន់តែងាយកំហឹងគឺជាឧទាហរណ៍ស្រាប់ហើយក៏តែជំរុញវេទមន្តរបស់គេពេលនេះគឺកំហឹងនោះហើយជារបៀបដែលគេបញ្ចេញម៉ាណាបែបនេះបានគួរឲ្យស្ដាយគេបានដល់កម្រិតកំណត់ទៅហើយរាល់ពេលគេវែងស្មារតីលែងផ្ដោតលើអារម្មណ៍ខ្លួនឯងម៉ាណានឹងរលាយបាត់អស់ដូច្នេះគេក៏សម្រេចចិត្តលេងជាមួយនឹង ការបញ្ចូលគ្នាម្ដងដោយបង្កើតពណ៌ជាច្រើនលើបាតដៃក្មេងប្រុសសង្កេតឃើញរឿងគួរឲ្យចាប់អារម្មណ៍មួយកំពុង ការឡើងចំពោះមុខប៉ុន្តែគួរឲ្យស្ដាយគ្មានអ្វីកើតចេញពីការបញ្ចូលម៉ាណានេះទេប្រភេទខ្លះបានច្រើន គ្នាចាញ់ហើយការបញ្ចូលពណ៌ទាមទារការប្រឹងប្រែងខ្លាំងដែលធ្វើឲ្យគេខាតបង់ថាមពលផ្លូវចិត្តយ៉ាងច្រើនប៉ុន្តែជាការតបស្នង ការបញ្ចូលគ្នាខ្លះដំណើរការល្អគេចង់សាកល្បងលេងជាមួយវាសិនពីមុនមិនសូវចាំបាច់ទេតែលើស្ថានភាពផ្លាស់ប្ដូរហើយរេមានហេតុផលគ្រប់យ៉ាងដើម្បីធ្វើបែបនេះដើម្បីឲ្យបានសម្រេចគោលដៅ គេបន្តបើកបររហូតដល់ជប់សម្រាប់ម្ដងទៀតនៅថ្ងៃបន្ទាប់ថ្ងៃនេះគេអាចសាកល្បងលេងជាមួយនឹងការបញ្ចូល ធៀបផ្សេងៗដើម្បីបញ្ចេញវេទមន្តទឹកកកខ្យល់និងដីក្មេងប្រុសឆ្ងល់ថាតើគេអាចប្រើម៉ាណាក្នុងខ្លួនបានទេ ហើយប្រើវាពេលចាំបាច់វានឹងធ្វើឲ្យការបញ្ចេញវេទមន្តកាន់តែងាយស្រួលប្រសិនបើវាអាចទៅរួចដែលវាសិតដៀងទៅនឹងរង្វង់ ម៉ាណាវាជំវិញខ្លួនរបស់គ្រូមុនអាគមរេត្រៀមខ្លួនស្វែងរករបស់បែបនេះបន្ទាប់ពីទៅដល់តំបន់49ចំណែកឯតំបន់ 50វិញមកមើលស្ថានភាពក្បែរស្ពានណែកូនចៅវីទ័រកំពុងស្វែងរកគ្រប់ច្រកល្ហកប៉ុន្តែពួកគេមិនរកឃើញសូម្បីតែ ដានរបស់ Golem សស្រាប់តែ Hector បញ្ជាឲ្យម្នាក់កាន់ចុងឈើចរត់ខ្លួនធ្វើឲ្យជននោះបែកញើសជោគពេញខ្លួន ពេលយីសំទោសច្បាយងាយដែលបំពេញភារកិច្ចបរាជ័យប៉ុន្តែ Hector ត្រូវបានគេដឹងថាជាមនុស្សសាហាវយងខ្នងនិងជាមនុស្សដែលមិនទុកជីវិតឲ្យជនណាដែលបរាជ័យឡើយបុរសកំសត់នោះប៉ះចុងឈើច្រត់ស្រាប់តែដៃរបស់គេឆក់និងមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង គេប្រែក្លាយជាដុំទឹកកកភ្លាមៗដើម្បីព្រមានដល់អ្នកផ្សេងហើយទៅរុញរូបសំណាក់នោះទៅលាក់ក្រោមដូចជាថា ជាសម្រាប់ឥតប្រយោជន៍ចំណែកកូនចៅម្នាក់ទៀតរាយការណ៍ថាពួកគេរកឃើញដានរបស់ Golem នៅក្បែរតំបន់នេះដែរ Hector ចាប់អារម្មណ៍ពេលដឹងថាមានម៉ាណាអណ្ដែតក្នុងខ្យល់នេះមានន័យថាវេទមន្តដ៏ទ្រង់អំណាចត្រូវបាន បញ្ចិនគេក៏សម្គាល់ឃើញម៉ាណាសាយភាននៅជុំវិញនោះពេលដើរទៅពិនិត្យមើលដាន Hector សួរកូនចៅថា ធ្លាប់មានមនុស្សរស់នៅទីនេះទេកូនចៅតបថាក្មេងអាណាថាមួយក្រុមធ្លាប់រស់នៅទីនេះពួកគេជាក្មេងកំព្រាដែរ ប្រហែលមើលនៅទីនេះទៀតទេតែឲ្យទៅភ្ញាក់ផ្អើលគេមិនជឿថាក្មេងកំព្រាអាចប្រើវេទមន្តបែបនេះបានឡើយ គ្រាន់តែគិតដល់ចំណុចនេះធ្វើឲ្យគេសើចដូចឈួតការពិតដែលថាក្មេងប្រុសម្នាក់អាចបញ្ចេញវេទមន្តដ៏មានអំណាចបាន ហើយចេះបញ្ចូលគ្នាខ្លួនឯងវាហាក់ដូចជាមិនអាចទៅរួចសោះដូច្នេះគេក៏ងាកទៅរកទ្រឹស្ដីដែលសមហេតុផលជាងនេះ ច្បាស់ជាមានគ្រូមន្តាគុំផ្សេងមកបំផ្លាញគូលឹមមិនខានគេបញ្ជាកូនចៅឲ្យស៊ើបអង្កេតថាតើមានរឿងអ្វីកើតឡើង ម្យ៉ាងហើយទៅគិតថាប្រសិនបើក្មេងកំព្រាពិតជាអាចធ្វើរឿងដ៏អស្ចារ្យនេះបានមែននោះក្មេងប្រុសនេះច្បាស់ជាមានសក្តានុពលខ្លាយជាកំពូលគ្រូមន្តាគុំដ៏ឆ្លាតវៃនិងជាកម្លាំងមួយដ៏គួរឲ្យខ្លាចរឯងទីបំផុតរេបានធ្វើដំណើរមកដល់តំបន់ 49មុនពេលមកដល់ក្មេងប្រុសបាននិយាយជាមួយណាល់មុនពេលគាត់ស្លាប់គេដឹងថាតំបន់42ក៏ស្ថិតក្នុង ភាពចលាចលដូចគ្នាដែរហើយក៏បានដឹងថាវាមានទំហំធំជាងអាគារធំជាងហើយទីនោះក៏មានផ្លូវទៅដល់តែគ្មានអ្វីពិសេសទេប៉ុន្តែបើឡើយទៅលើតំបន់ទាំងនោះមានការផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់វាគឺជាអ្វីដែលការឡើងចំពោះតំបន់49ពេលជន់ដីទីនេះរើភ្ញាក់ផ្អើលនឹងទំហំរបស់វាណាស់ព្រមតែមានរឿង ចម្លែកការឡើងជុំវិញខ្លួនគេមិនឃើញ Golem សោះដូច្នេះគេក៏ឆ្ងល់តើពួកវាមានតែនៅតំបន់ទី50ទេក្មេងប្រុសបន្តដំណើរស្ដាប់គេជជែកគ្នាពីបញ្ហាជីវិតពេលមកដល់ផ្លូវ36គេក៏បានបញ្ជាក់ថានៅទីនេះមានផ្លូវច្រើនជាងមុនឆ្ងាយណាស់បើធៀបនឹងតំបន់ចាស់របស់គេរីចង់បង្កើនល្បឿនហើយស្វែងយល់រឿងផ្សេងៗឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបានអំពីវេទមន្តជាពិសេស Mage Hector និងរង្វង់ធម៌ពលរបស់គាត់វាជាកូនសោដ៏សំខាន់សម្រាប់គេក្នុងការសងសឹកបន្ទាប់មកគេមានគោលដៅស្វែងយល់ពី Prismatic Color និងទីក្រុង City of Mages ម្យ៉ាងទៀតគេត្រូវតែរកការងារធ្វើដើម្បីបានលុយទោះគេមានលុយពី Humphrey សម្រាប់ចាយវីមួយរយៈក៏ដោយក៏ការធ្វើដំណើរនេះនៅតែត្រូវការលុយច្រើនជាងនេះភ្លាមនោះរីក្រឡេកឃើញបណ្ណាគារមួយនៅពីមុខបណ្ណាគារ Veronica គ្រាន់តែឈ្មោះកល្មមនឹង ទាក់ទាញចំណាប់អារម្មណ៍ក្មេងប្រុសនេះទៅហើយតែគេមិនដែលស្គាល់បណ្ណាគារទេហើយក៏មិនដឹងថាវាមានន័យយ៉ាងណាដែរដោយនឹកឃើញដល់ការសន្ទនាជាមួយណាយគេបានរៀនរឿងជាច្រើនពីបុរសនោះគេចេះអានអក្សរភាគច្រើនពីគាត់ដូច្នេះគេក៏អន្ទះសារចង់ស្វែងយល់ពីបណ្ណាគារនេះណាខាងក្នុងគេឃើញប្រអប់មានអក្សរសម្រាប់ចំណាំដែលរេមិនដែលស្គាល់របបបែបនេះពីមុនមកទេស្រាប់តែមានសម្លេងមួយហៅគេគឺក្មេងស្រីសក់ក្រហមម្នាក់ដែលចោទប្រកាន់គេថាបានវ័យបំបែកកញ្ចក់នឹងលួចសៀវភៅរបស់នាងទៀតនាងពិតជាធុញថប់ណាស់ដែលអាឡិតនេះមកលួចរបស់នាងម្ដងទៀតប៉ុន្តែរីមិនដឹងថាម៉េចបាននាងខឹងស្លេកស្លាំងឬមិនបាននាងចោទគេនោះទេគេទើបដឹងថាសៀវភៅគឺជារបស់
នៅក្នុងហាងនេះក្មេងស្រីនោះសង្កត់ធ្ងន់សម្ដីនាងហើយដេញគេចេញគេអាចឃើញពណ៌ជាច្រើនសាយភាយចេញពី អារម្មណ៍របស់នាងទាំងរំភើបសប្បាយមិនស្រួលខ្លួននិងធុញថប់ក្មេងប្រុសងឿងឆ្ងល់ថាតើមនុស្សអាចមានអារម្មណ៍ច្រើនក្នុងពេលតែមួយបានយ៉ាងម៉េចនាងឈួរស្រែកដាក់គេដោយមនុស្សឈួតខណៈដែលរីកំពុងឆ្ងល់ថានាងកំពុងរអ៊ូពីរឿងអី គេក៏ហៅនាងថាមនុស្សចម្លែកធ្វើឲ្យនាងខឹងឆេវឡើងរហូតដល់នាងព្យាយាមរំលឹកគេ អំពីឋានៈឪពុករបស់នាងរ៉េមិនចង់ឆ្លោះជាមួយក្មេងរពឹសនេះទេគេក៏ដើរចេញទៅតាមផ្លូវវិញគេក៏ ក៏លេចឃើញក្មេងមួយក្រុមកំពុងសម្លឹងមកគេដោយការប្រុងប្រយ័ត្នគេយល់ពីមូលហេតុព្រោះគេជាអ្នកចំណូលថ្មីដែលទើបតែចូលមកក្នុងតំបន់របស់ពួកគេរ៉ាយឥឡូវយល់ហើយថាកន្លែងនេះមិនខុសពីអ្វីដែលធ្លាប់កើតឡើងនៅមីខា ទីក្រុងសេកតា50ឡៃត្រឡប់មកឡានវិញគេគិតមួយសន្ទុះរ៉ៃបានដើរស្វែងរកតាមផ្លូវជាច្រើនប៉ុន្តែនៅតែបរាជ័យក្នុងការ ស្វែងរកតម្រុយតាក់ទងនឹងវេទមន្តគេចង់ពង្រីកការស្វែងរកនៅថ្ងៃស្អែករហូតដល់គេឮសំឡេងអ្វីម្យ៉ាង នៅក្បែរនោះគឺជាក្មេងដដែលហើយពួកគេមកទីនេះដើម្បីវាយគេរេមិនភ្ញាក់ប្រោលទេហើយអាចចាប់អារម្មណ៍ដឹងថាមាន4នាក់ឆ្ពោះមកឡានរបស់គេក្មេងៗទាំងនោះដើរចូលមកជិតរហូតដល់កាន់ដៃទ្វារឡានគោលបំណងរបស់ពួកគេមិនមែនចង់សម្លាប់ទេប៉ុន្តែចង់វាយគេឲ្យស្លាប់ដោយស្ងាត់ៗពួកគេក៏ចង់ដណ្ដើមសោឡាននិងលួចអាហារផងដែរប៉ុន្តែមុនពេលមាននរណាម្នាក់ អាចធ្វើចលនាបានរេបានវាយបំបីកញ្ចក់ឡានហើយបដូរម្នាក់ក្នុងចំណោមពួកគេយ៉ាងងាយឃើញម្នាក់ដួលអ្នកផ្សេងទៀតក៏ ភ័យស្លន់ស្លោរេលូតចេញមកក្រៅសំដៅទៅក្មេងពាក់អាវខៀវគេវាយក្មេងនោះឲ្យសន្លប់ដោយការទាត់មួយជើងចំទ្រូងឥឡូវដួល2នាក់ហើយក្មេងទី3ព្យាយាមសម្លាប់រេដោយវាយបំពង់ដែកអស់ទំហឹងជាអកុសលគេមើលស្រាល គូប្រកួតរបស់គេពេកហើយព្រោះរេចាប់បំពង់ដែកនោះបានយ៉ាងងាយរួចបោះវាចោលក្មេងនោះឥឡូវភ័យខ្លាចយ៉ាងខ្លាំងក៏ស្រីប្រាប់រីកុំឲ្យចូលចិត្តចំណែករីវិញក៏សម្លឹងទៅក្មេងនោះដោយការភ្នែកគួរឲ្យខ្លាចហើយបញ្ជាពួកគេឲ្យបិទមាត់ឲ្យចិត្តបន្ទាប់មកគេក៏ចាប់ផ្ដើមវាយពួកគេយ៉ាងចាស់ដៃរហូតដល់ពួកគេដួលដេកស្ទើរតែស្លាប់រស់ទៅហើយក្រោយពីវាយរួចគេសួរថាតើក្មេងទាំងនេះគ្រប់គ្រងភ្លើប៉ុន្មានក្មេងៗនៅស្ងៀមទាំងអស់រហូតដល់រាយប្រាសំលេងគំរាមដើម្បីទាមទារចម្លើយពីពួកគេដែលអោបដើមទ្រូងបញ្ចេញភាពភ័យខ្លាចដល់ពួកក្មេងពីលរេស៊ូម្ដងទៀតពួកក្មេងដែលត្រូវគេវាយទាស់សាច់មើលទៅគួរឲ្យអាណិតណាស់ពួកគេមិនហ៊ានទាំងសម្លឹងមើលមុខរេផងដោយឃើញថាពួកគេបដិសេធមិនឆ្លើយគេក៏បង្ហាញ កម្លាំងបន្តិចទៀតគេចាប់ក្មេងពៀម្នាក់ចេញមកហើយអាល្ងងនោះក៏ភ័យបែកញើសពុនក្រពោតគេសារភាពថាពួកគេគ្រប់គ្រងផ្លូវចំនួន3នៅក្នុងតំបន់ Sector 49ទាំងអស់រេបង្ខំសួរឲ្យលំអិតហើយឆ្លើយសឹកនោះក៏រៀបរាប់ពីផ្លូវទី23ដល់25ជាទឹកដីរបស់ពួកគេនៅក្នុងទ្រូងរបស់គេមានពណ៌មូណាដែលបង្ហាញពីភាពភ័យព្រួយមិនស្រួលខ្លួននិងភ័យខ្លាចនោះជាសញ្ញារបស់អ្នកកុហកហើយអ្នកកុហកត្រូវតែទទួលទោសពេលនោះរេក៏ជន់កំទេចដៃក្មេងពៀនោះដោយជើងរបស់គេ ពីអ្នកទៀតមើលដោយភាពភ័យខ្លាចពេលឈាមហូបប្រឡាក់ពេញដីបន្ទាប់ពីធ្វើទរណកម្មយ៉ាងចាស់ដៃរួចរយក៏ងាក តរពីអ្នកទៀតដោយសម្លឹងចំក្មេងពីលដែលកំសាកនិងទុនខ្សោយជាងគេរេមើលទៅហាក់ដូចជាប្រកែកខ្លាំងណាស់ ខាងសួរចម្លើយលើកនេះគេមិនចាំបាច់ប្រើហិង្សាទេក្មេងពីលនោះស្បត់ថានឹងនិយាយការពិតទាំងអស់មិនហ៊ានកុហកព្រោះខ្លាចជួបរឿងអាក្រក់ដូចមិត្តវាតាមសម្ដីរបស់គេពួកគេគ្រប់គ្រងផ្លូវ14មានសមាជិក52នាក់សរុបទាំងមេរបស់ពួកគេ ដែលមានឈ្មោះល្បីហើយមូលដ្ឋានរបស់ពួកគេគឺរោងចក្រចាស់មួយរ៉ៃមិននឹកស្មានតែក្មេងទាំងនេះគ្រប់គ្រងដល់ទៅ14 ផ្លូវសោះក្រុមនេះធំជាងអ្វីដែលគេបានគិតពីដំបូងទៅទៀតគេបញ្ជាឲ្យក្មេងពីលនោះងើបមុខឡើងហើយណែនាំខ្លួន ជាមួយនឹងសម្លេងញ័រក្មេងពីលនោះប្រាប់ឈ្មោះថានេស៊ូតាមសម្ដីអាល្អាត់នេះមេធំបានបញ្ជាពួកគេឲ្យវាយរេឲ្យចាស់ដៃ ដើម្បីលួចយកអាហារលួយកាក់និងសម្ភារៈទាំងអស់ដែលគេមានមេធំក៏បានព្រមានផងដែរដោយនិយាយថាគេតែងតែតាមដានគ្រប់យ៉ាងលាក់ខ្លួននៅចំណុចខ្សោយរបស់រេក្មេងពីលទី4ដែលពួនស្ងាត់នោះចាប់ផ្ដើមធ្វើសកម្មភាពគេលោតចុះពីឡាន ជនច្បាក់វាយពីលើដំបូលសម្ដៅចំខ្នងរេដោយមិនភ័យខ្លាចធម្មពលម៉ាណារបស់រេពុះកញ្ជ្រោលហើយគេចាប់បញ្ជាវាធម្មពលប្លូវីនម៉ាណាបានវាយបោទៅជននោះវិញដោយមិនបាច់កម្រើកម្រាមដៃឡើយម្យ៉ាងទៀតខ្យល់លូបានបក់ផាត់យ៉ាងខ្លាំងធូលីដេហុយឡើងធ្វើឲ្យជនពៀកាន់កបិតនោះខ្វាក់ភ្នែកមួយរំពេចបន្ទាប់មកវាក៏សន្លប់ស្ទុកដោយការវាដ៏ស្អាតពីដៃចំផ្ទៃមុខនឹងដងខ្លួនរេដើរចូលយឺតៗហើយសម្លឹងមើលអាជនលួចវាយនោះហូរឈាមទាំងឈឺចាប់មុនពេលទាញសក់វាដោយចាប់សក់ហើយលើវាឡើងហាក់ដូចជាគ្មានទម្ងន់រេចង់ឲ្យពួកវាត្រឡប់ទៅរកមេធំវាវិញដើម្បីបកគេគំរាមកំហែងនោះវិញ ក្រោយពីរឿងតូចតាចនេះរេក៏បន្តស្រាវជ្រាវពីតំបន់49ព្រោះ ដូចនៅស្រុកកំណើតរបស់គេដែរអ្នកនៅទីនេះមិនស្គាល់វេទមន្តទាល់តែសោះគេក៏បានដឹងពីសៀវភៅនិងដុំกระดาษជាច្រើនដែលមានផ្ទុកព័ត៌មានជាច្រើននៅខាងក្នុងបើមានសៀវភៅច្រើនប្រភេទបែបនេះច្បាស់ជាមានសៀវភៅវេទមន្តមែនទេពេលកំពុងដើរតាមផ្លូវស្ងាត់ស្រាប់តែមានពួកតួរងធម្មតាហៅគេទៅកន្លែងស្ងាត់មួយ រេបានត្រៀមខ្លួនប្រយុទ្ធដោយស្វ័យប្រវត្តិតែពួកតួរងបញ្ជាក់ថាពួកគេមិនមែនមកទីនេះដើម្បីវាយគ្នាទេ ពេលសួរថាតើពួកវាមកពីក្រុមតែមួយដែលគេបានវាយកាលពីថ្ងៃមុនដែរទេពួកវាឆ្លើយតាមត្រង់ ពួកវាឆ្លើយថាមែនតួរងទី1ពិតជាកោតសរសើរដែលមនុស្សម្នាក់អាចវាយ Anthony Horn នឹង ម៉ែប៊ុនឲ្យសើតែស្លាប់យ៉ាងអស្ចារ្យបែបនេះមេធំក៏គិតអញ្ចឹងដែរដូច្នេះគាត់ចង់ជួបជាមួយនឹងរេតួរងទី1បានដកសម្បត្តិចេញមកជាអកុសលពួកវាទាំង3អានមិនដាច់សោះឡើយពួកវាត្រូវគេបញ្ជានិយាយអ្វីដែលសរសេរក្នុងសម្បត្តិតែគ្មានអ្នកណាចេះអក្សរទេដោយអស់ការអត់ធ្មត់រេក៏ឆក់យកសម្បត្តិពីដៃពួកវាដើម្បីអានដោយខ្លួនឯងពេលគេកំពុងមើលសម្បត្តិនោះពួកតួរងសម្លឹងមើលគេដូចជាមនុស្សអច្ឆរិយៈ
ដោយសារគេចេះអានគេក៏អាចចូលក្មេងតំណែងពួកវាដែរមានតែមេធំនិងម្នាក់ទៀតឈ្មោះ Weber ប៉ុណ្ណោះដែលអាចអានបាន អត្ថន័យគឺសាមញ្ញនិងជឿជាក់វាជាការធានាថារ៉េនឹងមិនដាច់ពូស្លាប់ទេបើគេធ្វើការឲ្យក្រុមនេះ សម្បត្តិនោះគេងាកទៅរកពួកតួរងអត់ប្រយោជន៍នោះហើយសួរថាតើពួកវារើសមេបែបណាដូចគេដែរទេ នៅតំបន់ថ្នាក់ក្រោមដំណើរការគឺងាយពួកគេរើសមេតាមកម្លាំងអ្នកដែលខ្លាំងជាងគេគឺជាមេ ដោយព្រមទទួលការអញ្ជើញរ៉េក៏ដើរទៅមុនដើម្បីជួបមេដែលពួកវានិយាយមិនឈប់នេះក្រោយដើរបានប្រមាណនាទី ពួកគេក៏មកដល់ទីតាំងក្រុម Kedrick ដែលជារោងចក្រចាស់តួរងទី1បើកទ្វារ របងយឺតហើយបរិយាកាសតានតឹងខ្លាំងពេលរេដើរចូលភ្លាមគេមានអារម្មណ៍ដូចអង្គការ CI នៅស្រុកកំណើតរបស់គេ យុវជនម្នាក់កំពុងអង្គុយលេងក្បែរភ្នក់ភ្លើងក៏បានឃើញវត្តមានរបស់ភ្ញៀវកិត្តិយសពួកគេដោយពាក់អាវធំ យ៉ាងលុយមានស្នាមខ្មែរក្រមភ្នែកនិងសពកុដមេធំនោះក៏ក្រោកឈរឡើងរេក៏ណែនាំខ្លួនព្រមទាំង សង្កេតឃើញរឿងចម្លែកពីអាវុធរបស់ Kedrick ទោះមានធម្មពលម៉ាណាភាចេញពីអេចាយខ្លះក៏ដោយ Ray មិនដែល ធ្លាប់ឃើញរបស់ណាបញ្ចេញម៉ាណាច្រើនដូចជាជាតិរបស់ Kedrick សោះមេនោះអង្គុយលើកៅអីវិញហើយរៀបចំកៅអីទល់មុខឲ្យទៅ រ៉េក្នុងនាមជាភ្ញៀវកិត្តិយសរ៉េមិនបាច់ងាកក្រោយក៏ដឹងពីខ្សែភ្នែកចង់សម្លាប់របស់ពួកកូនចៅវាដែរតែគេមិន ខ្វល់ពីរឿងទាំងនោះឡើយព្រោះ Henry Cron សាចង់បង្ហាញអំណាចលើទឹកដីរបស់ខ្លួនប៉ុណ្ណោះសម្រាប់មេវ័យក្មេងម្នាក់ការទឹកនាំ ពិតជាល្អមែនទែនដែលឃើញរ៉េរក្សាភាពស្ងប់ស្ងាត់ពេលមានសម្ពាធ Kedrick កោតសរសើរភាពក្លាហាន របស់គេពេលត្រូវសួរថាមកពីណាហើយរឿងឡាននោះយ៉ាងម៉េចដែររេបានឆ្លើយតាមត្រង់ពេលគេនិយាយ ថាមកពីតំបន់50ពួកកូនចៅទាំងនោះក៏ភ្ញាក់ព្រឺតគ្មាននរណាធ្លាប់ឮថាមានមនុស្សឡើងមកពីតំបន់50ទេពីមុនពួកវាធ្លាប់តែឮមនុស្សចុះពីលើមកតែមិនដែលឃើញបញ្ច្រាស់មកវិញទេ Kedrick ឲ្យកូនចៅបិទមាត់ដោយគ្រាន់តែក្រវីដៃគេកាន់តែចាប់អារម្មណ៍នឹងរ៉េនិងសាច់រឿងរបស់គេក្មេងនេះពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការ ចូលរួមអង្គការពួកគេបន្ទាប់មក Kedrick ប្រាប់ថាគេមានគម្រោងចូលរួមជាមួយអង្គការធំជាងនេះ ពួកគេកំពុងចរចាជាមួយក្រុមដ៏ល្បីល្បាញមកពីតំបន់45ឈ្មោះថា MK Red ពួកគេបានតាក់តែងកិច្ចព្រមព្រៀងមួយដើម្បីបញ្ចូលខ្លួន ទៅក្នុងសមាជិករបស់ MK Red ពេលពួកគេមានគ្នា66នាក់សម្រាប់ Kedrick និងក្មេងអនាថាផ្សេងៗនៅតំបន់49នេះគឺគ្រប់គ្រាន់ ជាហេតុផលល្អដើម្បីចូលក្មេងដំណើរនេះហើយវាជាឱកាសលើកមុខមាត់របស់ពួកគេស្របពេលដែលរ៉េចាប់អារម្មណ៍ខ្លាំងលើ Machino កិច្ចព្រមព្រៀងនឹងគំនិតចង់ចូលរួមក្នុងអង្គការនេះគេមិនអាចជឿទាំងស្រុងទេព្រោះគេមិនព្រមធ្វើការឲ្យមនុស្សខ្សោយជាង ខ្លួនឡើយគ្រាន់តែនិយាយប្រមាថ Kedrick ចំបរិយាកាសក្នុងរោងចក្រចាស់នេះប្រែប្រួលភ្លាមស្នាមញញឹមរបស់គេបាត់ទៅដោយសម្លឹងមុខរេយ៉ាងកាចគេសួរថាក្មេងតំបន់50នេះហៅគេខ្សោយមែនទេតែរេមិនខ្វល់ ពីភាពតានតឹងឡើយរ៉េបញ្យល់ថាកម្លាំងគឺជាធំនៅកន្លែងគេអ្នកដឹកនាំត្រូវវាស់តាមធម៌ពលនោះមិនមែនពូកែតានិយាយទេកូនចៅម្នាក់ក៏និយាយកាត់ហើយជេរ៉េភ្លាមនោះដៃរបស់ Kedrick ពាក់ចិញ្ចៀនក៏ស្ទុះទៅចាប់កកូនចៅនោះរត់យ៉ាងខ្លាំងស្ទើរតែបាក់ឆ្អឹងកមេនោះកំពុងខឹងសម្បាហើយគេស្អប់ការដែលត្រូវគី និយាយកាត់ពីសំណាក់កូនចៅអាកូនចៅនោះសុំទោសទាំងគួរឲ្យសង្វេគពេលកំពុងភ័យញាស់ខ្លួនដោយសារតែពីកន្លែងដែលរេអង្គុយគាត់អាចមើលឃើញយ៉ាងច្បាស់នៅពន្លឺនៃវេទមន្តពង្រឹងកម្លាំងដែលកំពុងព័ទ្ធជុំវិញមេកន្ទ្រៀងដ៏ឈួតលីលាម្នាក់នោះចំពោះចិញ្ចៀនដ៏អត់កម្បាំងរបស់ Cedric វិញទោះបីជារេមើលពីជ្រុងណាក៏ដោយក៏វាមិនសមថាមេកន្ទ្រែងដ៏ខូខើម្នាក់នេះកំពុងប្រើប្រាស់វេទមន្តដោយខ្លួនឯងនោះទេគឺចិញ្ចៀនមួយវងនោះហើយដែលជារបស់តាក់ទងនឹងវេទមន្តតែមួយគត់នៅក្នុងកន្លែងដ៏ទ្រុឌទ្រោមមួយនេះដោយចាប់ដើមធុញទ្រាន់នឹងទស្សនវិជ្ជាហិង្សានេះរេ បានសួរតើកូនចៅម្នាក់ថាតើកំហឹងដ៏ឈួតលីលានេះនឹងចប់នៅពេលណាពេលលំពងគិតពីជំរឿសរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់គាត់ជឿជាក់ថាគាត់អាចបំបែកចិញ្ចៀននោះបានប្រសិទ្ធបើមានឱកាសសំណាងល្អគាត់មិនចាំបាច់បញ្ចេញសកម្មភាពនោះទេព្រោះធម៌ពលរបស់ចិញ្ចៀននោះបានសាបរលាបទៅវិញ ដោយឯងនៅពេលដែលអត្តចរិតដ៏ស្ងប់ស្ងាត់របស់ Kedrick បានត្រឡប់មកវិញគាត់ក៏បានលេងកូនចៅរបស់គាត់ពីកាច្បាច់កដែលឈឺចេតនោះគាត់ឯកក្បាលហើយសុំទោសតាំងធ្វើមុខស្លួត្រង់ចំពោះការខឹងសម្បាជ្រុលអំបញ្ញមិញការផ្លាប់អារម្មណ៍ភ្លាមៗបែបនេះគឺមិនធម្មតាទាល់តែសោះពេលនេះពួកគេអាចជជែកគ្នាពីអ្វីដែលរ៉េបាននិយាយបញ្ឆិតបញ្ឈៀងថាខ្លួនខ្លាំងជាងមេដឹកនាំបច្ចុប្បន្នរបស់ពួកគេហើយអ្វីដែលពួកគេត្រូវធ្វើគឺសារល្បងសមត្ថភាពនេះភ្លាមនោះនៅពេលដែលរ៉េនិយាយឌឺដមបន្ថែមទៀតកៅអីរបស់ Kedrick ក៏បានហោះកាត់ក្បាលគាត់ត្រឹមតែប៉ុន្មានចំអាមប៉ុណ្ណោះធម្មពលរបស់ចិញ្ចៀនបានគ្រប់គ្រងម្ដងទៀតដែលធ្វើឲ្យមេកន្ទ្រីម្នាក់នេះប្រែជាកាចសាហាវខ្លាំង គាត់ថែមទាំងសួរកូនចៅគាត់ទៀតថាតើពួកគេកំពុងគិតរឿងដូចគ្នាដែរឬទេកូនចៅដ៏កំសត់ទាំងនោះប្រញាប់ប្រញាល់បញ្ចោមេរបស់ពួកគេដោយប្រាប់គាត់ ថាគាត់គឺជាមនុស្សដែលខ្លាំងបំផុតពេលនេះរ៉េអាចប្រកាសក្នុងចិត្តថាចិញ្ចៀននេះកំពុងមានប្រតិកម្មទៅនឹងអារម្មណ៍របស់ Kedrick ដោយមើលឃើញពីភាពផ្លាប់ដូរអារម្មណ៍ភ្លាមនៅពេលដែលម៉ាណាចេញពីចិញ្ចៀនត្រូវបានកាប់ផ្ដាច់មើលទៅហាក់បីដូចជា Kedrick មិនទាន់ដឹងផងថា គ្រឿងអលង្ការមួយនោះកំពុងធ្វើអ្វីខ្លះជំទូខ្លួនគាត់ដោយសារតែរ៉េចង់ឃើញកម្លាំងពិតរបស់គាត់ក៏បានស្នើសុំការប្រកួតដណ្ដើមតំណែងមេដឹកនាំអ្នកចាញ់ត្រូវធ្វើការឲ្យអ្នកឈ្នះ Kedrick ញញឹមឡើងហាក់ដូចជាពេញចិត្តនឹងគំនិតនេះណាស់ហើយគាត់ក៏បានកំណត់ពេលវេលាប្រកួតនៅក្នុងមួយសប្តាហ៍ទៀតមេកន្ទ្រៀងចង់ធ្វើឲ្យការប្រកួតនេះក្លាយជាផ្ទាំងទស្សនីយភាពមួយគាត់ចង់វាយគ្នាដោយមានអ្នកគ្រប់គ្នាមើលថែមទាំងមានមនុស្សមកពី បពុផ្សេងទៀតផងដែរធ្វើបែបនេះពួកគេនឹងដឹងច្បាស់ថាអ្នកណាខ្លាំងពិតប្រាកដនៅចំពោះមុខសាក់សីរាប់មិនអស់មុនពេលគាត់ចេញទៅរេ បានសួរ Kendrick ថាតើគាត់បានចិញ្ចៀននេះមកពីណាមេកត្រីនសន្យាលេងសើចថានឹងប្រាប់ចម្លើយទៅកាន់រ៉េប្រសិនបើគាត់អាចឈ្នះបានប៉ុន្តែដោយសារតែការភ្នាល់នេះធំពេក Kendrick នឹងមិនបន្តឲ្យរឿងបែបនេះកើតឡើងឡើយនៅថ្ងៃបន្ទាប់រ៉េបានដើរតាមផ្លូវដ៏មានគំនិតគិតពីចិញ្ចៀនវេទមន្តនៅតែដិតដាមក្នុងចិត្តរបស់គាត់
មួយសន្ទុះក្រោយមកស្រាប់តែមានគេគប់ដុំថ្មចេញពី ជ្រុងងងឹតដោយសារភាពញៀនដឹងយ៉ាងរហ័សខុសពីមនុស្សធម្មតារបស់គាត់អាចចាប់ដុំថ្មនោះបាំងមុនពេលវាហោះមកត្រូវក្បាលគាត់ កូនចៅតូចតាចមកពីបកពួកផ្សេងទៀតក្នុងតំបន់49បានមករករឿងរ៉េបន្តទៀតពួកគេថែមទាំងមានកាន់អាវុធ គួរឲ្យខ្លាចជាប់ខ្លួនទៀតផងរេកំពុងជាប់នៅកណ្ដាលផ្លូវតូចមួយហុំព័ទ្ធដោយពួកក្មេងទំនឹងប្រដាប់ដោយអាវុធដ៏គ្រោះថ្នាក់នៅសងខាងផ្លូវ ពួកគេនៅតែបន្តព្រមមិនឈប់ពីការគ្រប់គ្រងផ្លូវទាំងនេះនិងកែប្រែចរិតរបស់រេតួឯករបស់យើងគឺធុញទ្រាន់ខ្លាំងណាស់ទៅហើយ នឹងពាក្យសម្ដីឥតប្រយោជន៍ទាំងនេះបើចង់វាយគ្នាហើយគឺមិនបាច់ចំណាយពេលនិយាយច្រើនទៀតទេដោយការរំពឹងទុក ពួកគ្មានពីការដំបងដែលបញ្ជាក្បាច់គុណទាំងនេះបានយ៉ាងលឿនទោះជារេទៅដល់ទីណាក៏ដោយក៏តែងតែមានមនុស្សមករករឿងគាត់ ដោយគ្មានមូលហេតុជានិច្ចនេះប្រហែលមកពីដំណឹងនៃការប្រកួតរបស់គាត់ជាមួយ Kidrick កំពុងតែល្បីសុសសាយទោះបីជាប៉ះពួករបស់ Kidrick មិនវាយប្រហារគាត់តាមបញ្ជាក៏ដោយក៏ក្រុមផ្សេងទៀតនៅតែអាច ធ្វើអ្វីតាមចិត្តរបស់ពួកគេដែរការបណ្ដោយឲ្យមនុស្សប្លែកមុខដើរចូលទឹកដីរបស់ពួកគេដោយសុវត្ថិភាពនោះ ច្បាស់ជាប៉ះពាល់ដល់កិត្តិយសរបស់ពួកគេហើយពួកគេថែមទាំងឈានដល់ការចងសម្ព័ន្ធភាពដើម្បីរៀបរៀងដំណើររបស់រេទៀតផងទោះជាយ៉ាងណាក៏ដោយ រយយ៉ាងគឺទំពុងដើរតាមផែនការវាយតបគ្នាដោយចៃដន្យទាំងនេះធ្វើឲ្យវេទមន្តរបស់គាត់កាន់តែខ្លាំងខណៈពេលដែលគាត់ទទួលបាន ភាពសងក្នុងការប្រយុទ្ធនៅពេលគាត់ទទួលបានបទពិសោធន៍កាន់តែច្រើនលបឿនប្រើវេទមន្តរបស់គាត់កាន់តែលឿនហើយភាពតានតឹងផ្នែកស្មារតីក៏ថយចុះ ជារួមកម្មបញ្ជាក់ឲ្យមានការវាយតបកាន់តែច្រើនជាមួយគ្រប់បកពួកទាំងអស់គឺជាជំរឿសដ៏ល្អមួយដោយឡែកនៅមានមនុស្សម្ នាក់ទៀតដែលលាក់ខ្លួនលួចតាមដានគាត់រេបានបង្ខំឲ្យមនុស្សដែលលាក់ខ្លួននោះចេញមកបរិះវ័យក្មេងពាក់មួកអ្នកនាំសារនិងពាក់វ៉ែនតានោះ ដឹងភ្លាមៗថាការលាក់ខ្លួនគឺគ្មានប្រយោជន៍នោះទេគេបានលួចតាមដានរេមួយរយៈមកហើយរហូតដល់ថ្នាក់ចំណាំសក់ពណ៌ប្រផេះ នៅទឹកមុខស្ងប់ស្ងាត់របស់គាត់បានទៅហើយនៅតាមដងផ្លូវនៃតំបន់49រ៉េត្រូវបានគេដាក់រហស្សនាមថាជាព្រានព្រៃក្មេងវ៉ែនតាបានដើរចេញពីកន្លែង លាក់ខ្លួនរបស់គេដើម្បីប្រជុំមុខនឹងព្រានព្រៃដ៏គួរឲ្យខ្លាចប្រចាំតំបន់49រេវាយតម្លៃជនចម្លែកនៅចំពោះមុខក្មេងនេះគឺតូចជាងពួក ក្មេងទំនឹងធម្មតាគេដើរទៅណាទាល់តែឯងហើយមើលទៅមិនពូកែវាយតបគ្នានោះទេដោយបណ្ដាបំបាក់ម្រាមដៃបណ្ដាគាត់ក៏ ព្រមមានក្មេងកំសត់នោះឲ្យដោះវ៉ែនតាចេញដើម្បីកុំឲ្យវ៉ែនតានោះបែករីបាយរំខានដល់ពួកគេក្មេងវ៉ែនតាក៏ប្រញាប់ប្រញាល់បកស្រាយនឹងការយល់ច្រឡំភ្លាមបើមើលតាមរូបរាងរបស់គេមិនមែនមកទីនេះដើម្បីវាយតបគ្នានោះទេហើយគេក៏បានបន្ថែមទៀតថា គេមិនមែនជាអ្នកប្រយុទ្ធនោះឡើយជាមួយនឹងរាងកាយស្គមស្កាំងនេះគេច្បាស់ជាគ្មានប្រយោជន៍ក្នុងការប្រយុទ្ធទេដូច្នេះរេក៏សួរពីគោលបំណងរបស់គេក្មេងនោះទប់អារម្មណ៍ ហើយណែនាំខ្លួនថាជាហ្វីលីបហើយអាគីមស្គមស្កាំងហ្វីលីបនេះមានសំណើមួយសម្រាប់រេបន្ទាប់ពីស្ដាប់ការរៀបរាប់រួចមករេសម្រេចចិត្ត ដើរតាមហ្វីលីបសិនស្របពេលដែលពួកគេដើរកាត់តំបន់អាណាធិបតេយ្យ49ដឹងទេកន្លែងធ្វើការរបស់ហ្វីលីបគឺ ស្ថិតនៅក្បែរកន្លែងចាក់សម្រាមភាគខាងកើតគេបានលើកពាក្យចចាមអារាមជាច្រើនអំពីអ្នកដែលគេហៅថាព្រានព្រៃឈ្មោះរេនេះមិនថានៅកន្លែងណាក្នុងទីក្រុងទេមនុស្សគ្រប់គ្នាតែងតែនិយាយពីព្រានព្រៃអ្នកនេះមើលទៅរេទទួលបានរហស្សនាមដ៏គួរឲ្យខ្លាចនេះបន្ទាប់ពីគាត់បានកំទេច ក្រុមអន្តរជាតិជាច្រើនដោយខ្លួនឯងបន្ទាប់ពីដើរបានប្រមាណនាទីទៀតទីបំផុតពួកគេក៏បានមកដល់មុខ ហ្វីលីបបានធ្វើអាគារធម្មតាមួយស្រាប់តែសម្លេងអ៊ូអរនៃសហគមន៍ពាណិជ្ជកម្មនិងការសហការគ្នាបានបន្លឺឡើង រេភ្ញាក់ផាយយ៉ាងខ្លាំងទីនេះធំមែនតើហ្វីលីបស្វាគមន៍រេយ៉ាងផ្លូវការមកកាន់អាជីវកម្មរបស់គេគឺសន្តាគារហ្វីលីបគេគិតថាក្នុងនេះមានមនុស្សជាង100នាក់តែជាក់ស្ដែងគឺ186នាក់រួមទាំងអ្នកធ្វើការផងដែរ ខាងក្រៅរេដឹងថាអ្នកទីនេះមានចំណុចដូចគ្នាមើលទៅពួកគេច្បាស់ជាជួបរឿងលំបាក បើចូលក្រុមផ្សេងដែលសាហាវព្រោះពួកគេក្មេងឬទុយល្អិតហ្វីលីបពន្យល់ថាតំបន់49មានអណ្ដងរាយជាច្រើនធ្វើឲ្យមនុស្សធំស្លាប់ច្រើនបន្សល់ទុកក្មេងកំព្រាដែលគ្មានទីពឹងទើបតែងតែមានការងារយ៉ាងច្រើនត្រូវធ្វើក្នុងក្រុមវិស័យអាជីវកម្មមួយចំនួនសុកចិត្តព្រម ជួលសំបីតែក្មេងៗដោយសារខ្វះកម្លាំងពលកម្មខ្លាំងក្មេងៗជាច្រើនគ្មានទិសដៅទោះជាក្រុមក្មេងទំនឹងគ្រប់គ្រងមិនឈ្នះដូចឈ្នះដើម្បីផ្ដាច់មកការងារជាមួយក្រុមខ្លះនឹង អាជីវកម្មផ្សេងៗហ្វីលីបសុកចិត្តសោកប៉ាន់បន្តិចបន្តួចដើម្បីរកការងារឲ្យមនុស្សគេគាត់ជាអ្នកម៉ៅការកម្លាំងពលកម្មខ្លុំ តំបន់ក្រីក្រនេះកូនចៅគេមានផ្ទះថោកៗនិងសុវត្ថិភាពការងារទូក្មេងមែនតែហ្វីលីប ឆ្លាតនឹងឧស្សាហ៍អាចបង្កើតប្រព័ន្ធស្មុគស្មាញនេះតែឯងគេខំខ្លាំងណាស់ដើម្បីរៀបចំរបស់នេះ ឲ្យល្អដោយសពថ្ងៃនិយាយពីកូនចៅចនណាតានជាជោគជ័យមួយរបស់ហ្វីលីបក្មេងនេះមាន ការងារមួយដែលមិនត្រូវគេវាយរាល់ថ្ងៃមានសហគមន៍ជួយជុំជែងឲ្យគេបង់ថ្លៃផ្ទះទៀងទាត់ហ្វីលីបដែលជាអ្នកមកការដ៏ម៉ត់ចត់តែងកត្រាអ្វីៗគ្រប់យ៉ាងគេភ្លេចថារេនៅក្បែរគេហើយក៏ លោកដែលយកសិភៅព្រៀងនឹងបិចដល់មិនដឹងខ្លួនដោយសារ Hunter ម្នាក់នេះចង់ដឹងខ្លាំងពីសន្តាគារគេស្នើឲ្យរេមើលសិភៅគ្រប់គ្រងពេលបើកលឿនៗរេក៏ឃើញទំព័រមួយដែលនិយាយតែពីរូបគេវាពេញដោយកំណត់ត្រាដែលហ្វីលីបសរសេរពេលលួចតាមដានពេលដឹងថារេអាចអានដាច់ធ្វើឲ្យហ្វីលីបអៀននឹងភ័យបន្តិចគេសារភាពពីភាពឆ្លើយដែលចេះដឹងរៀងគេហើយគេសុំទោសគេដឹងថានេះមិនមែនលេះទេតែគេពិតជាចូលចិត្តសង្កេតមនុស្សដែលធ្វើឲ្យគេខុសពី រេសាឡាអ្វីដែលធ្វើឲ្យហ្វីលីបភ្ញាក់គឺ Hunter រូបនេះអត់បញ្ហាទេថែមទាំងប្រាប់ថាមិនបាច់ សុំទោសទេហ្វីលីបទើបអាចដកដង្ហើមធូរទ្រូងពេលដើរចូលក្នុងសន្តាគារអ្នកទាំងពីរបានមកដល់ បន្ទប់ចុងក្រោយផ្នែកខាងក្នុងបំផុតសន្តិសុខដែលយាមនៅមាត់ទ្វារឃើញហ្វីលីបក៏សម្លឹងមើលរេដោយក្តីងឿងឆ្ងល់ ពួកគេប្រាប់ថាមិនអាចអនុញ្ញាតឲ្យនរណាចូលផ្ទះផ្ដាស់ទេតែពេលឮថារីជា Hunter ដ៏ល្បីដែលបន្សល់ស្នាមជាមក្មេងទំនឹងតាមផ្លូវសន្តិសុខក៏ថយក្រោយដោយភ័យខ្លាចទីបំផុតហ្វីលីបស្វាគមន៍រេមកកាន់ផ្ទះតូចរបស់គេមានផ្ទះល្អជាងអ្នកតំបន់49% ការរេឬហ្វីលីបនិយាយលើកដំបូងគេគិតថាក្មេងនេះជាអាច អ្នកបោកតែគេមើលទៅនិយាយមែនហ្វីលីបអះអាងថាគេមិនដែលកុហកពេលរកស៊ីទេកិត្តិយសគឺសំខាន់
បំផុតលុយយើងអាចរកមកវិញបានជានិច្ចតែបើបាត់បង់ទំនុកចិត្តហើយគឺពិបាករកវិញណាស់សម្រាប់ក្មេងម្នាក់ ស្រកររ៉េនោះហ្វីលីបពិតជាឆ្លាតមែនពេលរ៉េស៊ូពីសំណៅមុននេះក្មេងបន្តាក៏ចាប់ផ្ដើមញ័រខ្លួន លើការបារម្ភគេទប់អារម្មណ៍ស្ទាក់ស្ទើរហើយងើបមុខសម្លឹងចំភ្នែករ៉េដោយភាពច្បាស់លាស់ហ្វីលីបក៏បាន លោកដែលហុយសំណៅធ្វើជាដៃគូអាជីវកម្មជាមួយ Hunter រូបនេះបន្ទាប់ពីគេផ្ដួល Kendrick ហើយខ្លាយជាមេ ក្រុមថ្មីរ៉េគិតពីសំណានេះដោយស្ងៀមស្ងាត់ភ្នែកសម្លឹងមើលម៉ាណាដែលវិលក្នុងទ្រូងយុវជននោះគេបានឃើញថាហ្វីលីបមានម៉ាណាខ្មែរនៃក្តីភ័យខ្លាចតិចតួចណាស់ជំនួសវិញគឺពន្លឺមាសនៃក្តីក្លាហានសំណានេះ ទៅរួចលូត្រាតែគេឈ្នះហើយតួហ្វីលីបមិនហ៊ានទាត់ចោលភាគរយចាញ់តែគេជឿថារ៉េមានភាគរយ ឈ្នះខ្ពស់ពេលសួរមូលហេតុក្មេងវ៉ាន់តាតបថាគេភ្នាល់លើការសន្និដ្ឋានដោយតែបាននិយាយពីមុនហ្វីលីប ចូលចិត្តសង្កេតមនុស្សគេចូលចិត្តសិក្សាពីអាកប្បកិរិយានិងទម្លាប់ដើម្បីដឹងច្បាស់ថាមនុស្សម្នាក់នឹងយ៉ាងម៉េចឧទាហរណ៍គេបានសម្គាល់ឃើញថារាល់ពេលរ៉េនិយាយជាមួយគេគាត់មានទម្លាប់ទម្លាក់ភ្នែកសម្លឹងមកត្រឹមទ្រូងជំនួសឲ្យកាច់ សម្លឹងភ្នែកកំឡោះយើងមិនមែនលមូបកាមទេគេគ្រាន់តែមើលម៉ាណាហ្វីលីបមិនដឹងហេតុផលក៏សន្និដ្ឋានថារីច្បាស់ជា មានបញ្ហាផ្លូវចិត្តអ្វីមួយទាក់ទងនឹងភ្នែកឬមុខយ៉ាងណាមិនច្បាស់ណាស់ថាគេពិតជាពូកែ សង្កេតដោយចាប់អារម្មណ៍រ៉េក៏សួរបន្តថាគេឃើញអ្វីទៀតទេគេពិតជាចង់លឺខ្លាំងណាស់អំពី ទម្លាប់ផ្សេងដែលហ្វីលីបសម្គាល់ឃើញភ្លាមៗនោះហ្វីលីបរៀបរាប់ពី3ចំណុចទៀតគេសង្កេតឃើញថារ៉េតែឈានជើង ស្ដាំពេលបត់កាញ់តាមផ្លូវគេប្រហែលជាកំពុងត្រៀមខ្លួនប្រយុទ្ធជាមួយសត្រូវដោយមិនដឹងខ្លួនដើម្បីរក្សា ឡាយស្ដាំដើម្បីត្រៀមវាបហ្វីលីបរៀបរាប់ការវិភាគលម្អិតពីទម្លាប់តូចតាចរបស់រ៉េមួយចំនួនទៀតសូម្បីតែរូបគេក៏តែសរសើរថាការសង្កេតនោះលម្អិតខ្លាំងណាស់ក៏ឡងមកមនុស្សទូទៅមើលមកគេត្រឹមច្បក់ក្រោយប៉ុណ្ណោះពួកគេហៅ គេថាគួរឲ្យខ្លាចគេថាកំឡោះនេះខុសប្រក្រតីគេថាគាត់ច្បាស់ជាមានបញ្ហាមិនខានគាត់ជាមនុស្សតចៈនឹង គ្មានប្រមុខស្ងួតដែលធ្វើឲ្យគ្រប់គ្នាព្រឺសម្ពុលរហូតមកដល់ពេលនេះក្រៅពីកំហឹងនិងភាពសោកសៅគេមិនដឹងពីអារម្មណ៍ផ្សេងឡើយ អារម្មណ៍ហាក់ដូចជាសារប្រលាបការជួបជាមួយមនុស្សដូចហ្វីលីបហាក់បីដូចជាកន្លឹះមួយបង្ហាញថាតើគេអាចអភិវឌ្ឍអារម្មណ៍ខ្លួនឯងយ៉ាងដូចម្តេច ក្នុងពេលជាមួយគ្នានោះហ្វីលីបកំពុងរវល់រៀបរាប់ពីទម្លាប់ប្លែកៗរបស់មេ Kendrick ដើម្បីជួយបង្កើនឱកាសក្នុងការឈ្នះ Kendrick ងាយនឹងផ្ទុះអារម្មណ៍ទេប្រយុទ្ធចំណែករ៉េគឺមកចត់ក្នុងការកម្ចាត់គូប្រកួតដោយការគិតគូរច្បាស់លាស់វាគឺជា ការប្រកួតលំមួយមុនពេលហ្វីលីបអាចសន្និដ្ឋានសរុបសេចក្តីមករ៉េបានយល់ព្រមទទួលយកសំណើនោះបាត់ទៅហើយ ការទូទាត់នឹងព័ត៌មានលម្អិតអាចទុកឲ្យក្រុមហ្វីលីបចាត់ចែងអ្វីដែលរ៉េទីមទាពីដៃគូថ្មីគឺត្រូវយក ចិត្តទុកដាក់បំផុតទោះបីជានេះជារឿងធម្មតាតែហើយក៏គេមានលក្ខខណ្ឌមួយទៀតដែរមើលទៅហ្វីលីបហាក់ដូចជាមានបណ្ដាញទំនាក់ទំនង ច្រើនទំនាក់ទំនងច្រើនមានន័យថាមានព័ត៌មានដូច្នេះរ៉េត្រូវការឲ្យគេស្វែងរករបស់សំខាន់មួយ2ថ្ងៃក្រោយបើចុះ កិច្ចព្រមព្រៀងរ៉េបានត្រឡប់មកជំរុំវិញដើម្បីឲ្យជាងជួសជុលនិងថែទាំឡានរបស់គេចំណែកជាងនោះកំពុងឆ្ងល់ ពីរឿងដែលរ៉េមកពីតំបន់50បើមើលតាមស្ថានភាពឡានរបស់គេវាគួរឲ្យជឿណាស់បើសិនជាគេអះអាងថាបានឆ្លងកាត់ វាខ្សាច់មកនោះដោយសារតែហ្វីលីបបានបញ្ជូនជាងម៉ាស៊ីនដ៏ល្អបំផុតមករ៉េទទួលបានការថែទាំយ៉ាងត្រឹមត្រូវនៅពេលដែរជាងបានសុំឲ្យរ៉េហុចសោនឹងខ្ចៅ6មីលីម៉ែត្រឲ្យគាត់រ៉េប្រើវេទមន្តខ្យល់ដាក់វាចោះថ្នមក្បែរបរោះដែលគេតែងក ហាត់ប្រាណគ្រប់គ្រងភាពជាក់លាក់នេះជាប្រចាំភាពប៉ិនប្រសប់ក៏កាន់តែកើនឡើងហើយប៉ុន្មាននាទីក្រោយមកការជួសជុលក៏ត្រូវ បានបញ្ចប់ក្រៅពីបញ្ហាម៉ាស៊ីនឡើងកម្ដៅគឺគ្មានអ្វីត្រូវជួសជុលច្រើនទេជាងបានបដូរទឹកស្អុំម៉ាស៊ីនដោយដាក់ របស់ល្អជាងមុនឆ្ងាយដូច្នេះវានឹងមិនមានបញ្ហាសម្រាប់រ៉េទៀតទេលោកជាងថែមទាំងលួចយកគ្រឿងបន្លាស់ថ្លៃ បំផុតដែលគាត់អាចរកបានពីកន្លែងធ្វើការមកបំពាក់ឲ្យដូច្នេះឡាននេះនឹងគ្មានបញ្ហាទៀតទេនាពេលខាងមុខ អ្នកធ្វើការនៅសន្តាគារតែងតែខិតខំធ្វើលើសពីទូនាទីរាល់ពេលមានសំណើពីហ្វីលីបព្រោះគេគឺជា អ្នកមានគុណរបស់ពួកគេបើគ្មានហ្វីលីបទេភាគច្រើនមុខជាគ្មានការងារធ្វើឡើយហេតុនេះហើយទើបគ្រប់គ្នាខំប្រឹងបំពេញការងារដើម្បីសងគុណ គេវិញទូហ្វីលីបជាមនុស្សកំសាកក៏ដោយក៏គេនៅតែមានប្រជាប្រិយភាពខ្លាំងដែរមុនពេលចាក់ចេញជាងនោះបានហុច សម្បត្តិដែលហ្វីលីបបានសរសេរឲ្យរ៉េព្រោះការចងចាំសារទាំងមូលប្រហែលជាពិបាកទៅហ្វីលីបសរសេរវាទុកតែម្ដងទីបំផុតជាង ម៉ាស៊ីនដ៏រុះរាយនោះក៏បានចាក់ចេញទៅជាមួយឧបករណ៍របស់គាត់ទៅត្រឡប់មកការិយាល័យវិញសំណើចុងក្រោយរបស់រ៉េគឺ ព័ត៌មានទាក់ទងនឹងពួកវេទមន្តហ្វីលីបធ្លាប់បានលើពីអ្នកប្រើវេទមន្តពីមុនមកដែរហើយគេសន្យាថានឹងប្រមូលព័ត៌មានអំពីអ្នកណាដែលគួរឲ្យសង្ស័យបំផុតដោយសារតែហ្វីលីបមានបណ្ដាញព័ត៌មានយ៉ាងធំទូលាយវាប្រកាសជាមិនចំណាយពេលយូរទេហើយដោយដែលបានសន្យាក្មេងនោះធ្វើបានលឿនមែនគេរកបានព័ត៌មានជាច្រើនសម្រាប់រ៉េ ត្រឹមតែពីថ្ងៃបញ្ជីដំបូងគឺវូមែនដែលជាអ្នកដុតនំអាយុ42ឆ្នាំនៅផ្លូវទី2សាក់សីហ៊ានស្បត់ថាពួកគេ ឃើញគាត់យូវវេលីដ៏ធ្ងន់ដោយដៃម្ខាងតែប្រហែលគ្មានអ្វីទេបន្ទាប់មកគឺបុគ្គលិកហាង Kenny ឈ្មោះ Andrew នៅផ្លូវទី8គេ បានញ៉ាំនំប៉័ងស្រូវសាលីស្ងួតដោយមិនញញើតដែលវាពិតជាគួរឲ្យសង្ស័យខ្លាំងណាស់ពេលអស់មើលបញ្ជីនេះត្រួសត្រាស ក្តីសង្ឃឹមរបស់រ៉េក្នុងការរកតម្រុយពីអ្នកប្រើវេទមន្តចាប់ផ្ដើមរសាត់បាត់ទៅប៉ុន្តែស្រាប់តែមានអត្ថបទមួយជួរបានតាក់ទាញ ចំណាប់អារម្មណ៍របស់គីវីជាតម្រុយមួយដែលស័ក្តិសមនឹងតាមដាននិងបញ្ជាក់បន្ថែមដើម្បីកុំឲ្យចន្លោះប្រហោងរ៉េនៅតែបន្តតាមដានមើល មនុស្សដែលមិនសូវមានតំណែងទំនងជាមួយវេទមន្តនោះទេគេបានលុបឈ្មោះមនុស្សធម្មតាដែលគ្រាន់តែចម្លែកបន្តិចបន្តួចចោលតែពួកគេមានកងនៅដើមទ្រូងដែលបញ្ជាក់ពីធម្មពលវេទមន្តឡើយក្រៅពីមើលបញ្ជីរួចរាល់រ៉េនៅសល់តម្រុយចុងក្រោយមួយដែលបានបង្ហាញពី ហេតុការណ៍ដែលបំពង់ដៃធ្លាក់ពីលើដំបូលក្នុងតំបន់ផ្សារដ៏ស្ងាត់ចងំមួយហើយជនសង្ស័យគឺជាបុរសម្នាក់ដែលមានអាយុខ្ទង់ 30 ឬ 40 ឆ្នាំគេតែងឃើញគាត់ដើរចុះឡើងក្រោមដីដោយកាន់អាហារនៅថ្ងៃនោះមានខ្យល់បក់យ៉ាងខ្លាំង ខ្លាំងដល់ថ្នាក់ធ្វើឲ្យបំពង់ដែកនោះធ្លាក់ខុសគោលដៅហើយពេលបុរសនោះគេចផុតពីគ្រោះថ្នាក់មកប្រាវគាត់បែរជា បង្ហាញភាពញាប់អាវឬភ័យខ្លាចនឹងហេតុការណ៍លេខខ្លឹបនេះសោះឡើយ
សូម្បីតែរេក៏បុរសម្នាក់នេះប្រកាសជាអ្នកប្រើវេទមន្តនៅតាមផ្លូវទៅកាន់តំបន់ផ្សារនោះគេក៏បានមកដល់កន្លែងដ៏ធ្លាប់ស្គាល់មួយនោះគឺហាងសៀវភៅដែលគេបានកាត់ថ្ងៃដំបូងមានក្មេងពីរនាក់កំពុងអង្គុយនៅខាងក្រៅដើម្បីឲ្យប្រកាសថាហាងនេះ បិទទ្វារពិតមែនក្មេងទាំងពីរនេះតែងតែគប់ថ្មទៅលើកញ្ចក់ជារៀងរាល់ថ្ងៃដើម្បីធ្វើទុកបុកម្នេញម្ចាស់ហាងនិងជាការបង្ខំ ឲ្យពួកគេបិទហាងនេះរេបានលើពួកគេនិយាយគ្នាពីការទទួលលុយទ្វេដងប្រសិនបើពួកគេអាចបង្ខំម្ចាស់ហាង ឲ្យលក់ដីនេះបានដោយគ្រាន់តែគប់ថ្មទៅជាន់ទី2ប៉ុណ្ណោះលើកនេះពួកគេឈប់តម្រង់គោលដៅលើហាងហើយក៏ បែរមករំខានផ្ទះរបស់ពួកគេវិញម្ដងដែលវិធីនេះអាចធ្វើឲ្យម្ចាស់ហាងកាន់តែពិបាកទ្រាំនិងបង្ខំចិត្តចាក់ចេញពីក្មេងម្នាក់រៀមនឹងគប់ ដុំថ្មដ៏ធំនោះស្រាប់តែបង្អួតជាន់ទី2ក៏បើកឡើងបង្ហាញឲ្យឃើញនារីក្មេងម្នាក់កំពុងស្រែកស្ដីបន្ទោសក្មេងទាំងនោះ បានលឺគ្រប់យ៉ាងដែលពួកគេនិយាយហើយនាងពិតជាខឹងសម្បាយ៉ាងខ្លាំងនារីវ័យក្មេងនោះបានជេរប្រតិទតែក្មេងៗដោយស្រែក ដេញពួកគេឲ្យចេញទៅរាយបានឃើញពលឺពណ៌លឿងតំណាងភាពក្លាហាននិងជំនឿវិលវល់ពេញដើមទ្រូងរបស់នាងប៉ុន្តែបេះដូងរបស់នាង កំពុងគ្របដណ្ដប់ដោយម៉ាណាខ្មៅនៃភាពភ័យខ្លាចសូម្បីក្មេងៗក៏មើលដឹងថានាងគ្រាន់តែធ្វើរឿងរឹងមាំប៉ុណ្ណោះសម្ដីនាងអាក្រក់តែរាងកាយ ក្មេងនោះយកខ្លួនឲ្យគប់ដុំថ្មដោយមិនឲ្យដឹងមុនសំណាងល្អដែលវាគប់ខុសហើយដុំថ្មក៏ប៉ះជញ្ជាំង ទោះជាយ៉ាងណាវាបានធ្វើឲ្យនារីវ័យក្មេងនោះភ័យគេដឹងថាហាងសៀវភៅនេះមានតែក្មេងនិងមនុស្សចាស់ឈឺប៉ុណ្ណោះ ដូច្នេះពួកគេគឺជាគោលដៅដ៏ងាយស្រួលទោះជាភ័យខ្លាចក៏នារីវ័យក្មេងនៅតែធ្វើខ្លួនរឹងមាំហើយស្រែកស្ដីបន្ទោសក្មេងទំនើងទាំងនោះ ក្មេងឈួតទី2នោះនៅតែបន្តគប់ដុំថ្មសម្ដៅនេះម្ដងនេះគឺតម្រង់ចំផ្ទៃមុខរបស់នាងតែម្ដង រេបំរុងនឹងឈាមជើងចូលទៅខាត់ដើម្បីការពារគ្រោះថ្នាក់ទៅហើយតែគេស្រាប់តែភ្ញាក់ប្រាវនឹងពលឺដ៏ចង្ចាចដែលមិនធ្លាប់ឃើញពីមុន ចេញពីអ្នកណាផ្សេងសោះនារីវ័យក្មេងលូកដៃទាំងពីរទៅមុខខណៈដែលម៉ាណារំវងលឺបាតដៃបង្កើតជាខ្យល់គួច វាបានស្ទាក់ដុំថ្មដែលហក់មកការពារនាងពីគ្រោះថ្នាក់ក្មេងឈួតទាំងនោះភ្ញាក់ប្រាវខ្លាំងពេកដុំថ្មធ្លាក់ចុះជាជាងបុកចំមុខរបស់នាងខណៈកំពុងទប់ទឹកភ្នែកនារីវ័យក្មេងដែលមើលថែហាងសៀវភៅនេះក៏បង្ហាញពីធម៌ពលវេទមន្តរបស់នាង ធាតុពិតដ៏អស្ចារ្យរយបានកាត់ខំស្វែងរកគ្រប់ទីកន្លែងស្រាប់តែមកប្រទះឃើញមេធ្មប់ដោយចៃដន្យបំផុតចំណែកក្មេងឈួតទាំងនោះ គូក្បាលដ៏ល្ងងខ្លៅរបស់ពួកគេគិតមិនយល់ឡើយហើយចាត់ទុកថាជាការស្រមាសម័យទៅព្យាយាមវាយប្រហារម្ដងទៀតជឿជាក់ថាគេទើបតែបានឃើញតម្រុយវេទមន្តច្បាស់លាស់លើកដំបូងដែលចេញពីនារីម្នាក់កំពុងតែញាស់ខ្លួនយ៉ាងខ្លាំងហើយខំប្រឹងធ្វើខ្លួនក្លាហាននៅចំពោះមុខជនពាលក្មេងឈួតទាំងនោះរួមដៃគ្នាកាន់ដុំថ្មនៅក្នុងដៃហើយលើកនេះពួកគេកំពុងបង្កើនកម្លាំងវាយប្រហារទ្វេដងដើម្បីសម្លាប់ចោលដោយមិននឹកស្មានថាមានការវាយប្រហារបន្តបន្ទាប់នារីវ័យក្មេងបានត្រឹមគាំងជាប់ដោយទារងចាំគេកាប់អញ្ចឹងដោយដឹងថាមិនអាចរាំងខ្ទប់បាននាងបិទភ្នែកទទួលយកជោគវាសនាដ៏ឈឺចាប់សំណាងល្អមានអ្នកប្រើវេទមន្តម្នាក់ទៀតលាក់ខ្លួននៅក្បែរនោះរេក្រវីដៃបញ្ឈប់ដុំថ្មទាំងនោះដោយគ្រប់គ្រងលំហូរនេះ ម៉ាណាក្នុងខ្យល់គេបញ្ចេញធម៌ពលនឹងការគ្រប់គ្រងឲ្យកាន់តែខ្លាំងដើម្បីឈោងទៅចាប់ដុំថ្មនោះហើយវាបានធ្វើឲ្យខ្យល់បក់យ៉ាងខ្លាំងដោយខ្យល់គួចភ្លាមនោះដុំថ្មទាំងនោះបានហោះត្រឡប់ក្រោយទៅរកម្ចាស់ដើមរបស់ពួកវាវិញ ចង់ផ្ទៃមុខតែម្ដងរេចង់ឲ្យពួកគេឈឺចាប់យ៉ាងខ្លាំងទើបបញ្ចូលកម្លាំងគ្រប់គ្រាន់ដើម្បីវាយក្មេងឈួតទាំងនោះឲ្យសន្លប់ធំត្រឹមមួយក្បាច់ប៉ុណ្ណោះ ចុងក្រោយគេដើរចេញពីផ្លូវច្រកលហោដើម្បីទៅមើលពួកក្មេងពាលដែលដេកដួលលើដីគេងើបមុខប្រទាក់ភ្នែកជាមួយនារី វ័យក្មេងនៅបង្អួចនោះខានជួបគ្នាយូរហើយតែការជួបគ្នាលើកទី2នេះគឺអស្ចារ្យជាងលើកទី1ទៅទៀតរេបាន ថែមមួយជើងទៀតទៅលើក្មេងឈួតទាំងនោះដោយសម្ដៅដៃនិងជើងដើម្បីប្រកាសថាពួកគេលែងបង្កបញ្ហាទៀត នារីវ័យក្មេងក៏បានអញ្ជើញរេចូលទៅខាងក្នុងដើម្បីថ្លែងអំណរគុណជាផ្លូវការសម្រាប់ជំនួយទាន់ពេលវេលានេះគេប្រាប់នាងថាមិនចាំបាច់ គួរសមបីទេម្យ៉ាងទៀតគេមានរឿងចង់សួរនាងហើយចៃដន្យអ្វីនាងក៏មានសំណួរដូចគ្នានៅក្នុងពេលតែមួយគេសួរថានាងជាមេធ្មត់មែនទេហើយនាងក៏សួរថាគេទើបតែប្រើវេទមន្តមែនទេសំណួរដ៏រំភើបនេះបានធ្វើឲ្យពួកគេ ផាមួយសន្ទុះភាពស្និទ្ធស្នាលភ្លាមៗនេះធ្វើឲ្យផ្ទៃមុខនាងឡើងក្រហមនាងក្រហែមបំពង់កបន្តិចរួចក៏អញ្ជើញរីចូលទៅ ក្នុងផ្ទះដើម្បីជជែកគ្នាពេលចូលដល់ភ្លេងរេសម្លឹងមើលគ្រប់កន្លែងព្រោះនេះជាលើកទី1ដែលគេចូលមក ក្នុងហាងសៀវភៅទៅមើលទៅចម្លែកភ្នែកបន្តិចចុងក្រោយនាងណែនាំខ្លួនឯងថាឈ្មោះ Veronica ដែលជាឈ្មោះហាងសៀវភៅនេះតែម្ដង តបនឹងការគួរសមនេះរេក៏ណែនាំខ្លួនវិញដោយអៀនខ្មាស់ Veronica បានអោនក្បាលសំទោស ដែលបានស្រែកដាក់រាយដូចមនុស្សឈួតកាលពីលើកមុននាងគ្រាន់តែមានសម្ពាធផ្លូវចិត្តខ្លាំងដោយសារតែពួកក្មេងឈួតទាំងនោះ រេមិនប្រកាន់ខឹងនោះទេវាគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះក្រោយពីសំទោសរួចនាងក៏បន្តអរគុណគេទៀតសម្រាប់ការជួយនេះនាងអាចនឹងរងរបួសធ្ងន់បាត់ទៅហើយបើគ្មានរីជួយទេនោះតាមពិតទៅរីគ្រាន់តែចង់មើលជុំវិញ ហាក់សិភើប៉ុណ្ណោះគេចង់រកចំណេះដឹងវេទមន្តបន្ថែមប៉ុន្តែការជួបអ្នកប្រើវេទមន្តផ្ទាល់បែបនេះគឺជាចំណេញមួយដ៏ធំលើសលប់ Veronica មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅទីនេះគេតែងតែទទួលយកការអរគុណគ្រប់ទម្រង់ប៉ុន្តែរាយបែរជាខុសពីគេ អង្គុយនៅតុមួយរៃស៊ូនាងថាតើនាងរៀនវេទមន្តមកពីណានាងឆ្លើយយ៉ាងធម្មតាថាលោកតារបស់នាងជាអ្នកបង្រៀន ពេលឮថាមានអ្នកប្រើវេទមន្តម្នាក់ទៀតបែបនេះរេកាន់តែចង់ដឹងចង់ឃើញទើបគេសុំជួបជាមួយលោកតារបស់ Veronica នារីវ័យក្មេងដ៏ក្លាហាននេះគិតថាមិនអីទេរួចក៏ដើរឡើងទៅជាន់ខាងលើដើម្បីហៅលោកតា Veronica ក៏សម្គាល់ឃើញមុខរបួសហូរឈាមតិចៗនៅលើថ្ពាល់របស់រៃគេប្រហែលជាត្រូវមុតនឹងអ្វីមួយមិនខានដោយសារតែឃើញគេទើបតែវាយតបយ៉ាងខ្លាំងក្លាអំបញ្ញមិញ Veronica ភ័យព្រួយខ្លាចមុខរបួសនោះអាចនឹងឆ្លងមេរោគបើមិនព្យាបាល ដូច្នេះនាងក៏លូកដៃទៅកាន់ផ្ទៃមុខរបស់រេថ្នមយឺតនឹងនឹងនោះហើយនាងបានបញ្ចេញពន្លឺពណ៌សដ៏កក់ក្ដៅ វាស្រាប់ជុំវិញស្បែករបស់គេតែប៉ុន្មានវិនាទីក្រោយមកស្នាមមុតលើថ្ពាល់នោះក៏បាត់ឈឹងដូចជាមិនធ្លាប់មានពីមុនមកអញ្ចឹង ការព្យាបាលដ៏សាមញ្ញនេះត្រូវបានបញ្ចប់ភ
ភ្ញាក់ផ្អើលនឹងការប្រើវេទមន្តបែបថ្មីនេះរ៉ៃបានក្រោកឈើឡើង សួរភ្លាមថាវេរ៉ូនីកាធ្វើវាបានយ៉ាងម៉េចគេចង់ដឹងថានាងអាចបញ្ជាម៉ាណាពណ៌សបំផ្លាញជាពលឺទន់ភ្លន់យ៉ាងម៉េច នឹងយកវាមកព្យាបាលរបួសទោះជាគេខំប្រឹងតាំងសមាធិយ៉ាងណាក៏ដោយក៏គេមិនដែលអាចបញ្ជាម៉ាណាពណ៌សនេះបានដែរគេទើបតែយល់ថាម៉ាណាពណ៌សប្រតិកម្មលុះត្រាតែបុគ្គលនោះមានការយោគយល់ឬលះបង់ហើយវាក៏លេចឡើងនៅពេលមាននរណាម្នាក់ លះបង់ខ្លួនឯងដើម្បីអ្នកដទៃអារម្មណ៍ស្មុគស្មាញនឹងការមិនគិតពីខ្លួនឯងទាំងនេះប្រៀបដូចជាភាសាបរទេសសម្រាប់គេ យុវជនដែលស្ពឹកស្រពន់ម្នាក់នេះវេរ៉ូនីកាខ្លួនឯងក៏មិនអាចបញ្យល់លម្អិតពីវិធីសាស្ត្រនាងដែរនាងគ្រាន់តែចេះប្រើវា វាគ្រាន់តែជាវេទមន្តព្យាបាលនាងមិនតែដឹងថាធម្មពលម៉ាណាពណ៌សមានន័យយ៉ាងណាផងរ៉េនឹកឃើញពេលសួរណាល់ពីពណ៌តែគេតែងតែឃើញសូម្បីគេក៏មិនធ្លាប់ឮពីរឿងនេះដែរតាមដែលដឹងម៉ាណាមិនអាចមើលឃើញពណ៌ផ្លេចទេនោះទេសូម្បីគ្រូមន្តអាគមក៏មើលម៉ាណាមិនឃើញដែរគណៈវេរ៉ូនីកាមិនយល់ពីពន្លឺពណ៌សនោះនាងពិតជា សំនឹងធាតុនៃការមកកោថ្មីធាតុដែលនាងទើបតែប្រើបំផាញ់មិញត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាធាតុ បង្កើតថ្មីជាទូទៅការព្យាបាលប្រើតែមួយធាតុប៉ុណ្ណោះតែនាងអាចបន្ថែមធាតុជំនួយ2ឬច្រើនជាងនេះដើម្បី ពង្រីកឬបដូរអត្ថផលរបស់វាមានធាតុជាង20ប្រភេទឯណោះបើគ្រាន់តែរាប់បញ្ចូលធាតុដែលកើតឡើងដោយធម្មជាតិ បើរាប់បញ្ចូលទាំងធាតុជាក់លាក់និងអរូបីផ្សេងទៀតដូចជាការពង្រីកការរំខានការបញ្ជានិងច្រើនទៀតនោះវា ប្រហែលមានដល់100ធាតុផ្សេងគ្នាគ្រាន់តែស្ដាប់ការបញ្យល់របស់វេរ៉ូនីកាបានជួយបើកគំនិតរបស់រ៉េ បានច្រើនការសួរជីតារបស់នាងអាចធ្វើឲ្យគេកាន់តែច្បាស់តែគួរឲ្យស្ដាយលោកតារបស់នាង កំពុងឈឺឲ្យក្រោយពីក្រែមិនរួចទេទោះយ៉ាងណាវេរ៉ូនីកាចង់ទៅមើលគាត់ក្រែលោកគាត់ភ្ញាក់ឲ្យអាច និយាយជាមួយរ៉េបានពេលនាងរត់ឡើងទៅជាន់ទី2រ៉េនៅដើរមើលកន្លែងលក់សៀវភៅតែឯងឃើញកំណត់ហេតុរបស់ឃី ការបកស្រាយពីអារម្មណ៍មិនដឹងខ្លួននិងអក្សរសាស្ត្រគ្រប់ប្រភេទត្រូវបានរៀបចំយ៉ាងរៀបរយនៅលើធ្នើតាមតែគេធ្លាប់លើសៀវភៅគឺជារបស់មានតម្លៃថ្លៃណាស់រ៉េសម្លឹងមើលដៃប្រឡាក់ដីរបស់គេលើគ្រាប់សៀវភៅដ៏រលោងហើយ Stiaster គេគិតថាការប៉ះរបស់មានតម្លៃទាំងនេះនឹងធ្វើឲ្យវាធ្លាក់ថ្លៃនិយាយដល់រឿងនេះលើកចុងក្រោយដែលគេងូតទឹកគឺពេលភ្លៀងធ្លាក់ដែលវាយូរណាស់មកហើយខ្លួនគេឥឡូវធំក្លិនស្អុយណាស់ហើយគេ ក៏ស៊ាំនឹងក្លិនខ្លួនឯងទៅហើយដូច្នេះគេមិនធំក្លិនអាក្រក់អីទេប៉ុន្តែពេលនេះគេកំពុងតែបារម្ភខ្លាចក្រែង អ្នកផ្សេងធំក្លិនវេរ៉ូនីកាច្បាស់ជាធំក្លិនមានមិនខានតែនាងគ្រាន់តែធ្វើសុភាពទ្រាំនឹងក្លិនស្អុយរបស់រ៉េខណៈអនុញ្ញាតឲ្យ ភ្នែករបស់គេសម្លឹងម្ដងទៀតគេប្រទះឃើញតុមួយពោពេញដោយសៀវភៅដែលរៀបដូចជាសៀវភៅកំណត់ហេតុក្របមួយក្នុងចំណោមនោះ បានតាក់ទាញចំណាប់អារម្មណ៍រ៉េការសិក្សាពីការចែកចាយធាតុតាមផ្នែកគឺជាសៀវភៅនិយាយពីការរីករាលដាលនៃភ្លៀងខ្មៅ វេរ៉ូនីកាជាប់ពីលើចិញ្ចោមមកវិញហើយក៏ត្រូវរ៉េធ្វើឲ្យភ្ញាក់ផ្អើលដែលឈរពីក្រោយនាងរួចគេខ្សឹបប្រាប់នាងថា គេនៅទីនេះនាងស្មានថាគេទៅបាត់ព្រោះនាងនៅលើយូរពេកនាងក៏អៀនហើយសន្និដ្ឋានថាគេកំពុង មើលជុំវិញហាងពេលនាងមិននៅគេសួរនាងថាតើមានសៀវភៅវេទមន្តដែរឬទេព្រោះគេរកមិនឃើញសោះ វេរ៉ូនីកាសួរគេថាចេះអានចំណងជើងបែបឬទេគេក៏ធ្វើឲ្យនាងភ្ញាក់ដោយប្រាប់ថាចេះតែរកមិនឃើញសៀវភៅពី វេទមន្តឡើយគេសួរសុខទុក្ខជីតានាងហើយចង់ជួបគាត់តែនាងប្រាប់ថាគាត់កំពុងសម្រាកហើយសួរថាអាចត្រឡប់មក ថ្ងៃស្អែកបានទេគេយកព្រមពេលរ៉េរៀបចេញទៅនាងសួរថាហេតុអ្វីចង់ជួបជីតានាងគេក៏ប្រាប់ថា តាមរោពីសឹមពេលគេបើកទ្វារចេញទៅរ៉េអង្គុយក្នុងហាងកាហ្វេអានកំណត់ត្រាពីបរិះអាយុខ្ទង់30ឬ40ឆ្នាំចេញពីផ្ទះ1ម៉ោងចន្លោះម៉ោង7និង8យប់ហើយត្រឡប់មកវិញជាមួយអាហារនៅទល់មុខហាងកាហ្វេព័ត៌មាននេះជូនីជាអ្នកប្រាប់ពេលគេមើលកំណត់ត្រាជូនីក៏លេចមុខមកជាមួយ អាហារមិនគិតថ្លៃឲ្យហុចឲ្យរ៉េនាងប្រាប់ថាហាងជាអ្នកចេញលុយហើយវាជាកិត្តិយសរបស់នាងដែលបានបម្រើព្រៀងប្រមាញ់រ៉េ អរគុណនាងហើយសួរថាតើព័ត៌មាននេះច្បាស់លាស់ទេនាងឆ្លើយថាច្បាស់ព្រោះនាងបានសង្កេតមើលសកម្មភាពបរិះនេះមួយរយៈហើយថៅកែរបស់នាងបានហៅជូនីទៅវិញព្រោះខឹងនាងលួចខ្ជិលពេលនេះម៉ោង6ល្ងាចហើយរ៉េត្រូវរងចាំពីម៉ោងទៀតទើបបរិះអាត់កំបាំងនោះចេញពីផ្ទះល្វែងដូច្នេះគេសម្រេចចិត្តរងចាំពេលរ៉េញ៉ាំអាហាររួចបរិះនោះក៏ចេញពីផ្ទះមកល្មមហើយរ៉េបានឃើញអូរ៉ាពណ៌ក្រហមជុំវិញបរិះនោះគេគិតថាដល់ពេលត្រូវយកព័ត៌មានដែលគេត្រូវការហើយគេរត់ទៅរកទ្វាររបស់បរិះនោះទាំងអរគុណជូនីសម្រាប់អាហារហើយឃើញថាទ្វារនោះត្រូវបាន ចាក់សៅដោយការរំពឹងទុករ៉េដឹងថាគេមិនអាចដកថយគេពេលរកដំណោះស្រាយម៉ាណាពអិនតនូក៏ហូរជួបប្រហោងសៅបើកទ្វារឲ្យគេរ៉េភ្ញាក់ផ្អើលព្រោះគេមិនដឹងថាខ្លួនឯងអាច ធ្វើចឹងបានទេគេមិនបង្អង់យូរក៏ចាប់ដើម សម្លឹងមើលជុំវិញដើម្បីរកព័ត៌មានគេអានកំណត់ត្រាដែលបរិះនោះសរសេរដោយបញ្ជាក់ថាគេអាចនឹងត្រូវបណ្ដេញចេញពី អង្គការ66គេក៏បានរៀបរាប់ពីត្បូងឈាមពណ៌ក្រហមថាវាមានធម៌ពលខ្លាំងជាងអ្វីដែលគេរំពឹងទុកនៅក្នុង សម្បត្តិរ៉េបើកប្រអប់មួយហើយមានអារម្មណ៍ចម្លែកគេឃើញត្បូងក្រហមក្នុងប្រអប់ដែលមានម៉ាណាពណ៌ក្រហមហូរចេញមកគេ គេថាត្បូងក្រហមទាំងនេះស្រដៀងនឹងត្បូងលើចិញ្ចៀនរបស់ Cedric ដែរប៉ុន្តែម៉ាណារបស់វាហូរស្រួលនិងខ្លាំងជាង យកត្បូងដាក់លើចិញ្ចៀនបង្កើតជាអណ្ដាតភ្លើងក្រហមដ៏ភ្លឺបំផុតដែលគេមិនធ្លាប់ធ្វើពីមុនមកខណៈនោះគេឮសំឡេងបុរសនោះត្រឡប់មកវិញធ្វើឲ្យគេភ័យពោះវាមិនតាន់ដល់15នាទីផងបុរសនោះចូលមកបណ្ដោយនិយាយតែឯងពីរបៀបដែលគេ ភ្លេចកាបូបលុយថាខ្លួនចាស់ហើយហេតុអ្វីទើបតែកែបោះបង់គេចោលរ៉េសម្លឹងមើលពីក្រោយទ្វារលាក់ខ្លួនបុរសនោះក៏ យកកាបូបលុយរួចពេលរៀបបញ្ចេញទៅគេនឹកឃើញថាភ្លេចរបស់មួយទៀតទើបដើរតម្រង់ទៅក្រោយទ្វារដែររ៉េលាក់ខ្លួនពីក្រោយហើយសម្លឹងមើលគាត់ជាមួយភ្នែកក្រហមឆ្អៅនិយាយថាគាត់ភ្លេចដាក់ថ្នាំកណ្ដុរបុរសនោះសម្លឹងមើលរ៉ៃដែលកំពុង ពូនក្រោយជញ្ជាំងជាមួយខ្សែភ្នែកដ៏អាក្រក់អះអាងថាគាត់ក៏ត្រូវការថ្នាំកណ្ដុរដែរគាត់សួរក្មេងប្រុសយើងថាតើគាត់គិតថាគាត់ ដោយមិនដឹងថារ៉េកំពុងពួននៅទីនោះរ៉េបានដកដាវរបស់គេហើយកាប់ចំផ្ទៃមុខបុរសនោះធ្វើឲ្យបុរសនោះមានការ
ភ្ញាក់ផ្អើលខណៈដែលគាត់កំពុងហូរឈាមព្រុករេកាប់មកគាត់បរោះនោះខឹងខ្លាំងណាស់ដែលក្មេងម្នាក់មិនមែនជាឃាតករអាចកាប់មកគាត់បាន ហើយឈាមកំពុងហូរចូលភ្នែករបស់គាត់រេគិតថានេះគឺជាឱកាសល្អដើម្បីគ្រប់គ្រងបរិះនេះហើយទាញយកព័ត៌មានពី គាត់ពាក្យដែលរយវាប្រហាម្ដងទៀតបរោះនោះបានបញ្ឈប់វាដោយដៃទទេជាមួយនឹងម៉ាណាពណ៌ក្រហមហូរចេញពីដៃរបស់គាត់ Ray ភ្ញាក់ផ្អើលពេលឃើញបរិះនេះប្រើម៉ាណាការពារខ្លួនមិនឲ្យមុតខណៈបរិះនោះជេរប្រមាថហើយប្រាប់គេថាវាជាការ មិនគោរពដែលយកកំបិតចង្អុលមនុស្សធំគាត់ថាគាត់បានបណៃឲ្យព្រោះគិតថារាយជាក្មេងប៉ុន្តែអះអាងថាគាត់នឹងសម្រាប់រាយព្រោះក្មេងនេះខ្លាំងពេកពេលគាត់ចូលវិប្រហារាយក៏ទប់ការវិប្រហានោះដោយម៉ាណាពណ៌ក្រហមបរិះនោះភ្ញាក់អោថាគីអញ ធ្វើវាបានរេកថាគេចង់ចាំពណ៌ទម្រង់សាមមាត្រហើយបានចម្លងវាដើម្បី ការពារខ្លួនរាយរៀបរៀងការវាយប្រហារដោយចម្លងតាមបរោះនោះភ្ញាក់ផ្អើលព្រោះគាត់ជាអ្នកបង្កើត បច្ចេកទេសលោហៈនេះហើយឆ្កមិនគេចម្លងបានគាត់ខឹងចូលវាយរាយវិញតែរាយវាយបកធ្វើឲ្យមុតពេញខ្លួននៅទីមុខបរិះនោះដឹងថាមានឃាតករអាចចម្លងវេទមន្តបានតែមិននឹកស្មានថាឃាតករនោះជាក្មេងបរិះនោះគិតថាមេគាត់បញ្ជូនរាយមកសម្រាប់ខ្លួននឹងយកត្បូងក្រហមគាត់ចាប់ផ្ដើម ខឹងហើយភ្លើងបានឆេះពេញខ្លួនគាត់ប្រាប់រេឲ្យផ្ដាំមេគេថា Walter ភ្នែកឈាមនឹងទៅរកឆាប់ៗនេះ ហើយមេគេនឹងស្ដាយក្រោយដែលចៅគាត់ប៉ះសិនបើគេរੂពីទីនេះព្រោះគាត់ចង់ដុតបំផ្លាញរេឲ្យធ្វើឲ្យ មេគាត់ទទួលស្គាល់គាត់រាយដឹងថាស្ថានភាពនេះគ្រោះថ្នាក់ណាស់ព្រោះម៉ាណារបស់ Walter កំពុងវើយ៉ាងខ្លាំងហូរចេញពីសរសៃឈាមបើគេមិនប្រើម៉ាណាការពារខ្លួនគេច្បាស់ជាមានបញ្ហាបិសាចភ្នែកឈាមគ្របដោយអណ្ដាតភ្លើង ស្រេចហើយរេឲ្យសាក់សម្លាប់គាត់ម្ដងទៀតគាត់វាយរាយហើយគេទប់ដោយម៉ាណាអិនធនូគាត់សួររាយថាតើគេ គិតការពារខ្លួនតណារាយដឹងថាចូលចិត្តមិនបានទេព្រោះភ្លើងពាត់ជុំវិញប៉ុន្តែការការពាររបស់គេនឹងមិនបានយូរទេរាយគិតថាត្រូវពលុតភ្លើងសិនទើបអាចវាយប្រហារបានគេធ្វើឲ្យបរិះនោះភ្ញាក់ផ្អើលដោយបង្កើតទឹកពាត់ជុំវិញនឹងប្រើវេទមន្តពីរព្រមគ្នារេរៀបចំវាយប្រហោដោយទឹកហើយស្ទុះទៅរួចគាត់ពេញទំហងពេល Water ត្រូវវាយទៅដឹងថាគេមិនមែនគិតករទេរេយកឈ្នះហើយចាប់ផ្ដើមហូរឈាមច្រមុះដោយគិតថានេះជាផលប៉ះពាល់នៃការប្រើប្រាស់វេទមន្តអស់សមត្ថភាពផ្លូវចិត្តគេជឿថាវេទមន្តគេលឿននឹងងាយស្រួលជាងមុនតែបើ Walter ខ្លាំងម្លឹងគេមិនហ៊ានគិតទេថាបរិះពាក់ វាញ់តាមម្ខាងនោះខ្លាំងប៉ុណ្ណាគេជឿថាត្រូវតែខ្លាំងជាងនេះដើម្បីសងសឹកហើយដឹងថាគេនៅមានពេល ធ្វើវាគេស្ដាយមិនបានយកត្បូងទាំងអស់ព្រោះមិននឹកស្មានថារឿងខ្លាចជាចឹងសោះក្រោយឈ្នះ Walter ហើយ Ribbon Thorn ត្រឡប់ទៅហាង Veronica ដែលបានស្វាគមន៍គេយ៉ាងរាក់ទាក់នាងចាប់អារម្មណ៍ថារាយបានបដូរសម្លៀកបំពាក់ហើយសួរថាកើតអីចំពោះខោអាវចាស់ទោះរេគិតថាគេលាក់ខោអាវនោះចោលព្រោះខ្លាច Walter ចំណាំ គេតាមខោអាវព្រោះគាត់មិនឃើញមុខរីក្នុងបន្ទប់ងងឹតទេគេប្រាប់នាងថាគ្រាន់តែបោះវាចោលប៉ុណ្ណោះ នាងប្រាប់ថានាងបានប្រាប់ជីតាពីគេពីរបៀបដែលរេជួយពួកគេដោយវេទមន្តនិងរឿងដែលគេកំពុងស្វែងរក អិនធនូតែគ្មានអ្វីផ្សេងទៀតទេពេលដើរទៅបន្ទប់ជីតាក្មេងប្រុសពីរនាក់សម្លឹងរេទាំងខឹងហើយវីរ៉ូនីកាប្រាប់ គេថានោះជាប្អូនប្រុសនាងជីតាបានយកពួកគេពីមណ្ឌលកុមារកំព្រាហើយចិញ្ចឹមទាំង3រាយសួរនាង ថាតើយកមកបង្រៀនវេទមន្តមែនទេនាងភ្ញាក់អើសួរថាដឹងមិនរេប្រាប់ថាគ្រាន់តែទីទេព្រោះនាងប្រាប់ ជីតាបង្រៀននាងពីវេទមន្តពួកគេដើរដល់ទ្វារហើយវីរ៉ូនីកាណែនាំជីតា Graham ឲ្យរេស្គាល់ ជីតាប្រាប់នាងឲ្យចេញក្រៅសិនហើយរីអង្គុយក្បែរគាត់ដំបូងគាត់អរគុណរីដែលជួយដេញក្មេងៗចេញដោយថាវាជាការងារគាត់តែគាត់មិនអាច ធ្វើបានព្រោះគាត់មិនស្រួលខ្លួនរាយឃើញជីតាមានចិញ្ចៀន4ដែលបង្ហាញថាគាត់កំពុងមានអារម្មណ៍ ចម្រោករាយកថានេះប្រហែលជាពិបាកសម្រាប់ជីតាហើយពិបាកសម្រាប់គេក្នុងការអានជីតាប្រាប់រាយថាគាត់ឮថា រាយមានសំណួរចង់សួរគាត់ហើយរាយប្រាប់គាត់ថាគេបានស្វែងរកគ្រូមន្តកម្មអស់រយៈពេលយ៉ាងយូរមកហើយ Graham សួរគេថាគេមិនមែនជាគ្រូមន្តកម្មខ្លួនឯងទេអីគាត់ឮថារាយអាចប្រើវេទមន្តបានយ៉ាងជំនាញរាយប្រាប់គាត់ថាគេនៅមានរឿងជាច្រើនត្រូវរៀនជីតាសាយឲ្យសួររាយថាមកពីណាដែលត្រូវបានឆ្លើយតបដោយភាពស្ងៀមស្ងាត់ជីតាគិតថារាយមានប្រវត្តិវែងឆ្ងាយដូច្នេះគាត់ក៏បញ្ចេញពន្លឺនៅដៃហើយបបួររាយលេងហ្គេមជាមួយគាត់អ្នកឈ្នះអាចសួរសំណួរអ្នកចាញ់ខណៈពេលនេះកំពុងកាត់ឡើងរាយអាចមើលឃើញនឹងមានអារម្មណ៍ពីម៉ាណារវាងពួកគេជីតាប្រាប់គេថាមានធាតុជាច្រើនក្នុងវេទមន្តហើយធាតុអាចបញ្ចូលគ្នាបង្កើតធាតុថ្មីបាន គាត់បានបង្កើតធាតុថែរក្សាដែលអាចបញ្ឈប់កត្តាខាងក្រៅមិនឲ្យមកជាតិជារវាងពួកគេបាន រេធ្វើឲ្យ Graham ភ្ញាក់ផ្អើលដោយសួរថាតើធាតុមួយទៀតដែលគេកំពុងមើលឃើញជាអ្វីព្រោះគេឃើញពណ៌ពីរជីតាគិតថាមនុស្សធម្មតាគ្រូមន្តអាគមទូទៅមើលមិនដឹងទេក្នុងជីវិតនេះតែរាយអាចធ្វើបានគាត់ឆ្ងល់ពីសំណាងខ្លួនឯងណាព្រោះគាត់បានទៅកន្លែងជាច្រើនមកហើយដូចជាមណ្ឌលក្មេងកំព្រាជាដើមដើម្បីស្វែងរកទេពកោសល្យតែពេលនេះគាត់ចិត្តអស់សង្ខារទៅហើយស្រាប់តែទេពកោសល្យពិតប្រាកដកំពុងអង្គុយនៅចំពោះមុខគាត់គឺរាយតែម្ដងរាយបានសួរថាតើធាតុមួយទៀតនោះជាអ្វីហើយលោកតាតបថាត្រូវលេងល្បែងមួយសិនទៅបានចម្លើយ Graham បានបង្កើតលំហធម្មពលមួយអ្នកណាទាញវាមកបានដោយប្រើវេទមន្តអ្នកនោះមានសិទ្ធិសួរសំណួរគាត់ថានឹងដាក់វាឲ្យចិត្តរាយបន្តិចដើម្បីឲ្យមានយុត្តិធម៌រាយលើកដៃមិនទាន់ផុតផងលោកតាចាប់ដុំនោះបានបាត់ទៅហើយរាយផាំងស្មារតីក៏ថាគាត់លឿនណាស់ក៏សួរ តើរៀនវេទមន្តពីណារាយឆ្លើយថារៀនខ្លួនឯងលោកតាស្រឡាំងកាំងព្រោះរាយធ្វើឲ្យគាត់ភ្ញាក់អើ2ដងក្នុងម៉ាក់ ថ្ងៃនេះរាយសួរថាគ្រូមកគុំរៀនខ្លួនឯងកម្រមានមែនទេលោកតាតបថាគេត្រូវឈ្នះហ្គេមសិនទើបអាចស៊ូបានពួកគេទាំងពីរក៏ត្រៀមខ្លួនលេងជំទី2លោកតានឹងរាយចាប់ផ្ដើមម្ដងទៀតហើយរាយបានចាញ់ទៀតលោកតាប្រាប់រាយថាគោលបំណងសំខាន់នៃល្បែងនេះគឺដើម្បីមើលរបៀបគ្រប់គ្រងម៉ាណារាយខឹងណាស់ហើយគិតថាបើទុកបែបនេះគេនឹងប្រាប់ព័ត៌មានខ្លួនឯងទៅទេឯង មិនបានអ្វីមកវិញទេពេលចូលជុំទី3រាយបានបដូរក្បាច់ហើយយកឈ្នះបានដោយនិយាយថា គ្មានច្បាប់ហាមឃាត់ការរំខានគូប្រកួតទេលោកតាអនុញ្ញាតឲ្យគេសួរអ្វីក៏បានហើយរាយក៏សួរថាម៉ាណាជាអ្វី
លោកតាប្រាប់ថាម៉ាណាគឺជាធាតុដើមដែលបង្កើតបានជារបស់គ្រប់យ៉ាងយើងមើលវាមិនឃើញផ្ទាល់ទេតែអាចមើលតាមរយៈរូបរាងផ្សេងដូចជារន្ទះជាដើមគាត់បន្ថែមថាមានមនុស្សតិចតួចណាស់ដែលអាចសង្កល់វត្តមានម៉ាណាបាន ឯងមិនចាំបាច់ត្រូវតែប្រើវីតាមីនដើម្បីដឹងពីវាឡើយការស្គាល់ម៉ាណានិងការបញ្ជាវាជាទេពកោសល្យផ្សេងគ្នារ៉ៃសួរលោកតាតើចាត់ទុកសមត្ថភាពបញ្ជាម៉ាណាជាទេពកោសល្យមែនទេលោកតាថបថាមែនហើយព្រោះគ្រូមន្តអាគមដែលស្មោះត្រង់នឹងខ្លួនឯងអាចប្រើប្រាស់ ម៉ាណាបានល្អជាងគេពួកគេបន្តលេងមួយជុំទៀតហើយរ៉ៃឈ្នះម្ដងទៀតលោកតាភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលធាតថៃរក្សានោះពិបាកយល់បំផុតប៉ុន្តែរ៉ៃបែរជាអាចស្វែងយល់ពីវាបានភ្លាមតែម្ដងរ៉ៃក៏សួរលោកតាថាតើកងចិញ្ចៀនជុំវិញបេះដូងរបស់គ្រូមន្តអាគមជាអ្វីគាត់ប្រាប់ថាពួកវាគឺជាកន្លែងផ្ទុកម៉ាណាដោយអាស្រ័យទៅលើអត្តចរិតរបស់គ្រូមន្តអាគមនោះ កន្លែងផ្ទុកទាំងនេះទាញយកនិងចម្រាញ់ម៉ាណាក្នុងបរិយាកាសឲ្យបញ្ចេញវាជាធាតុផ្សេងៗរ៉ៃសួរគាត់ថាតើកន្លែងផ្ទុកនេះធ្វើឲ្យ ម៉ាណាកាន់តែងាយស្រួលប្រើប្រាស់មែនទេគាត់ថាមែនហើយក្រៅពីនេះបើម៉ាណាក្នុងបរិយាកាសត្រូវបានប្រើជាប្រចាំវាអាចធ្វើឲ្យ ពលម៉ាណាមនុស្សទទួលឥទ្ធិពលខុសៗគ្នាអ្នកខ្លះសោកសៅខ្លះសើចហើយខ្លះទៀតឆេវឆាវខ្លាំង វានឹងខ្លាចជាជំងឺផ្លូវចិត្តជាអចិន្ត្រៃយ៍រ៉ៃគាត់ថាគេស៊ាំនឹងការពលម៉ាណាហើយព្រោះគេគ្មានអារម្មណ៍អ្វីឡើយ ការប្រាម៉ាណាបរិយាកាសលីលំអារម្មណ៍អាចធ្វើឲ្យឈួតបានគេសួរលោកតាថាបើមានអ្នកសាំនឹងកាត់ ពលនេះវាប្រកាសជាគុណសម្បត្តិដ៏ធំមួយលោកតាយល់ស្របថាជាគំនិតល្អប៉ុន្តែគាត់មិនទាន់ធ្លាប់ឃើញអ្នកណាប្រើប្រាស់វិធីនេះនៅឡើយទេ លោកតាសួររ៉ៃថាតើគេមានក្តីស្រមៃដែរឬទេគេប្រាប់ថាចង់សម្លាប់អ្នកណាម្នាក់ហើយក៏ចង់សង្គ្រោះម្នាក់ទៀតដែរលោកតាថា គាត់ធ្លាប់ឮតែមនុស្សនិយាយថាពួកគេចង់សម្លាប់តែមិនដែលឮថាចង់ជួយសង្គ្រោះអ្នកណាទេគាត់សួររ៉ាយថាតើចង់ រៀនវេទមន្តពីគាត់ដែរទេរ៉ៃភ្ញាក់ផ្អើលហើយឆ្ងល់ថាហេតុអីបរិសុទ្ធខ្លាំងពូកែដោយគាត់ចង់បរៀនក្មេងកំព្រាតាមផ្លូវដូចនេះ Graham ប្រាប់ថាគាត់មិនចង់បានអ្វីពីគេឡើយហើយរ៉ៃក៏យល់ព្រម Graham ហៅ Veronica ចូលមកហើយឲ្យនាងប្រាប់ហេតុផលដែលគាត់យកនាងនឹងបងប្រុសចេញពីមណ្ឌលក្មេងកំព្រានាងប្រាប់គេថាគឺដោយសារតែគាត់ចង់បន្សល់ទុកគេដំណើរជាចំណេះដឹងគាត់ប្រាប់រ៉ៃថាគាត់ឮថាគេចង់ស្វែងរកឥន្ធនូមនុស្សគ្រប់គ្នាមានទ្រឹស្ដីខុសៗគ្នាពីឥន្ធនូប៉ុន្តែ ពួកវាសុទ្ធតែចង្អុលតែការរឿងតែមួយគឺអ្នកណារកឃើញឥន្ធនូនឹងខ្លាយជាព្រះហើយនោះជាមូលហេតុដែលគ្រូមន្តអាគមពាក់វ៉ែនតានោះក៏ កំពុងតាមរកអន្តនូដែរ Veronica សួរថាព្រះជាអ្វីហើយខណៈដែលលោកតាកំពុងបញ្យល់ថាព្រះគឺជាអ្នកបង្កើតនៅរបស់គ្រប់យ៉ាងស្រាប់តែមានដុំថ្មគប់បំបែកកញ្ចក់ចូលមកដែលរ៉ៃអាចចាប់បានភ្លាមរ៉ៃចាប់ដុំថ្មនោះបានយ៉ាងហំហួនព្រមទាំងទាញយក Veronica មកការពារនាងគេគិតថាទោះបីគេបានបំបត្តិដៃពួកវាក៏ដោយក៏ពួកជនពៀនដែលមករករឿងហាងសិភៅនេះ ហាក់មិនព្រមអញ្ជប់ទេលោកតាអរគុណរ៉ៃដែលជួយពួកគេម្ដងទៀតហើយប្រាប់ថាគាត់លេងអាច ទទួលបានទៀតទេដោយសារសុខភាពទ្រុឌទ្រោមគាត់ប្រាប់ Veronica ឲ្យរុំរបួសដៃរបស់ Rai ដែលកំពុងហូរឈាមដោយសារអំបែកកញ្ចក់ពេលគេចាប់ដុំថ្ម Rai សួរ Graham ពីពួកជនពីលដែលមករករឿងហាងនេះហើយគាត់ក៏ប្រាប់ថាមានគេសុំទិញហាងនេះតែគាត់ បដិសេធទើបគិតថានេះជាស្នាដៃពួកវាគាត់បើកហាងនេះដើម្បីជួយសិស្សរបស់គាត់នឹងបញ្ចប់ឯកសារស្រាវជ្រាវដែលជា ស្នាដៃមួយជីវិតរបស់គាត់ចូលចិត្តជួបមនុស្សនៅហាងនេះតែដោយសារគាត់ចាស់និងមានជំងឺគាត់លែងអាចការពារវាបានទៀតហើយ គាត់ក៏មានគម្រោងលក់វាដើម្បីសុវត្ថិភាពចៅៗរបស់គាត់ពេលគាត់និយាយបែបនេះ Veronica ក៏ចាប់ផ្ដើមយំហើយតវ៉ាថា នាងមិនចង់ឲ្យគាត់លក់ហាងនេះឬស្លាប់ចោលនាងឡើយពេលនេះលោកតាកំពុងដេកលក់ហើយ Veronica នៅលើកម្រាលឥដ្ឋជាមួយរ៉ៃ ដែលកំពុងឈរក្បែរនាងប្រាប់គេពីជំងឺងងុយដេករបស់ Graham ដែលម៉ោងដេករបស់គាត់នឹងចេះតែកើនឡើងរហូតដល់គាត់លែងហើយក្រោកបានពេលនេះគាត់អាចនៅភ្នាក់បានតែ2ទៅ3ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃនាងសុំឲ្យរ៉ៃមកទៀតនៅថ្ងៃស្អែកព្រោះ Graham នឹងភ្នាក់បានប្រហែលម៉ោងរ៉ៃស្លៀកអាវភ្លៀង Veronica ដែលត្រូវខ្លួនគេល្មមហើយមុនពេលចេញទៅគេប្រាប់នាង ថាកុំបារម្ភអីព្រោះគ្រប់យ៉ាងនឹងល្អប្រសើរទេដើម្បីជាការលួងលោមនាងរ៉ៃបណ្ដាលចេញទៅដើម្បីតាមរកពួកជនពីលដែរ ហាងសិភៅលើផ្លូវទី8ទីនេះគឺជាទឹកដីរបស់ប៉ាពួក Jeff គាត់សន្និដ្ឋានថាក្មេងៗពួកនោះប្រហែលជាកូនចៅរបស់ Jeffer ដែរហើយ ពួកវាសងំលាក់ខ្លួនអស់ហើយព្រោះតែបាតុភូតភ្លៀងខ្មៅអញ្ចឹងគាត់ត្រូវបដូរផែនការបន្តិចដោយត្រូវទៅរក Philip មុនគេព្រោះតាមួយនឹងជាអ្នកស្គាល់ប៉ាពួកទាំងអស់វាអាចរៀបចំឲ្យជួប Jeffer បាន Ray ធ្វើដំណើរទៅរក Philip តែបែរជាទៅប៉ះជាមួយប៉ាពួករបស់ Cedric ទៅវិញខណៈដែលគាត់បានឃើញ Cedric កំពុងវាយដំមនុស្សយ៉ាងចាស់ដៃក្នុងទូកុងតឺន័រពេលគាត់ធាក់ទម្លាយទ្វារចូលទៅតទល់ Cedric ក៏សួរទៅកាន់ Ray ថាតើគាត់មករកស្អីនៅទីនេះឬមួយក៏មានការរកអាមួយនេះដែរនិយាយបន្ទាត់ដៃចង្អុលទៅកាន់ជនរងគ្រោះដែលកំពុងដេកដួល